ស្វាគមន៍បងប្អូនទាំងអស់គ្នាវិលត្រឡប់មកជួប admin ម្ដងទៀតហើយជាមួយនឹងរឿងគម្ពីរក្បាច់គុណព្រះអាទិត្យទាំង9ចាប់ផ្ដើមនៅសាយរឿងតួអង្គដំបូងដែលមានឈ្មោះថាយីយុនហ្វៃត្រូវជាអធិរាជនៃអាណាចក្រស៊ូហ្គាដែលពេលនោះគាត់កំពុងតែហោះនៅលើអាកាសកាត់ចន្លងដងភ្នំហើយក៏បានមកប្រឈមមុខជាមួយនឹងឋានស៊ូយុទ្ធសាស្ត្រក្បាច់គុណនេះខ្ញុំបានអនុវត្តអស់រយៈពេល9ឆ្នាំមកហើយនឹងបានឆ្លងកាត់ណាអ្វីជាច្រើននៅក្នុងពិភពលោកនេះទីបំផុតទ្រង់ក៏បានក្លាយទៅជាអធិរាជស៊ូហ្គាតែម្នាក់គត់នៅក្នុងអាណាចក្រភាពវឹកវរបាក់ធំដែលពេលនេះគាត់កំពុងតែប្រឈមមុខជាមួយនឹងឋានស៊ូដើម្បីបានក្លាយទៅជាព្រះល្អវាដល់ពេលហើយដែលខ្ញុំត្រូវកម្ចាត់ពួកនេះមិនឆេះនៅចំហាយធម្មពលនៅចុងម្រាមដៃក្រវែងចេញនៅដៃនៅក្នុងដៃលិចឡើងនៅដៃជាច្រើនទៀតកំពុងតែហោះប្រតិសិនជុំវិញរាងកាយចាក់ចេញឡើងទៅខាងលើបន្តិចបង្រួបបង្រួមនៅចំហាយធម្មពលដៃទាំងអស់នោះហើយប្រែក្លាយទៅជាចំហាយធម្មពលដៃដ៏ធំសម្បើមមួយស្ដាប់បញ្ជាខ្ញុំប្រយុទ្ធកាប់ចេញទៅពេញមួយទំហឹងទប់រងគ្នាជាមួយនឹងចំហាយធម្មពលរន្ទះឋានស៊ូលន់សូតែឆាំងខ្ទុះបែកខ្ទេចគាត់ក៏បានសម្លឹងមើលដល់ស្នាមញញឹមស្រស់ពេលដែលចំហាយធម្មពលរន្ទះក៏បានបាញ់ចុះមកម្ដងទៀតឌៀងដែលធ្វើឲ្យរាងកាយរបស់គាត់ជ្រាបពេញទៅដោយចំហាយធម្មពលនៃរន្ទះប្រឹងទប់បន្តិចបំបែកចេញបឹងធ្វើគាត់ក៏បានសប្បាយចិត្តយ៉ាងខ្លាំងហាតើនេះមែនទេគឺជាអ្វីដែលគេហៅថាមហន្តរាយរបស់ឋានស៊ូប្រញាប់សម្រុកចូលមកបាញ់ចុះមកមែនដោយគាត់ក៏បានបញ្ឈិនចំហាយធម្មពលនៅក្នុងដៃទីទៅទប់រងពេញមួយទំហឹងដែលបានប្រែក្លាយទៅជាចំហាយធម្មពលត្រាថៃយីក៏បានទប់រងជាមួយនឹងចំហាយធម្មពលរន្ទះពេលនោះយើងក៏បានឃើញត្រានិករាជឋានស៊ូទម្លាក់ចុះមកដែលធ្វើឲ្យគាត់ប្រញាប់ប្រើប្រាស់នៅគម្ពីរព្រះអាទិត្យទី9នៃការចាប់កំណើតឡើងវិញដ៏វឹកវរទីទៅទប់រងគ្នាផាំងសាយភានចំហាយធម្មពលដែលខណៈពេលនោះអ្នករាជឋានស៊ូមួយក្បាលដ៏ធំសម្បើមក៏បានសម្រុកចូលមកព្យាយាមសង្កត់ទៅលើត្រាដែលអធិរាជកំពុងតែព្យាយាមទប់ពេលនោះសំឡេងប្រុសស្រីក៏បានស្រែកឡើងថានេះជាឱកាសរបស់ពួកយើងហើយសម្រុកចូលទៅតែចំហាយធម្មពលវិញ្ញាណទាំង3ក៏បានវាប្រហារព្រមគ្នាទៅលើអធិរាជលន់សូឌីបឌឹបភិចផាច់ធ្វើឲ្យគាត់ខ្ទាតឈាមចេញពីមាត់ខឹងយ៉ាងខ្លាំងពួកអាកំសាដោយប្រលឹងវិញ្ញាណម្នាក់ក្នុងចំណោមពួកគេទាំង3នាក់ក៏បាននិយាយខ្ញុំនឹងសម្លាប់ឯងប្រសិនបើឯងទ្រាំទ្រជាមួយនឹងការជឿជកចាប់នេះមិនបានមិនឆេះតែធម្មពលនៅក្នុងកម្ដាប់ដៃព្រមគ្នាទីចេញទៅវាប្រហារជាមួយនឹងបាតដៃដ៏ធំសម្បើមទាំង3ហៀបនឹងដល់ទៅហើយអធិរាជក៏បានបញ្ឈិនធម្មពលរបស់គាត់នៅក្នុងបាតដៃទីទៅទប់រងបឹមខ្ទេចហើយពេលនោះពួកវិញ្ញាណទាំង3ក៏បានបោះចេញនៅដុំធម្មពលរបស់ពួកគេរៀងខ្លួនទម្លាក់ទៅតាមរ៉បដងខ្លួនរបស់អ្នករាជបន្ទាប់ពីឃើញបែបនោះអធិរាជក៏បានប្រើប្រាស់នៅក្បួនព្រះអាទិត្យទី9របស់គាត់ម្ដងទៀតទីវាឡើងទៅខាងលើដើម្បីទប់រងជាមួយនឹងអំណាចដ៏ខ្លាំងក្លាទាំងអស់នោះប៉ុន្តែវានៅតែមិនគ្រប់គ្រាន់ក៏បានខ្ទុះឌឹមបែកខ្ទេចធ្វើឲ្យគាត់ក៏បានខ្ទេចប៉ះមកខាងក្រោយមាននៅឈាមហូរចេញពីជ្រុងមាត់របស់គាត់សម្លឹងមើលទៅធម្មពលវិញ្ញាណទាំង3ដែលកំពុងតែសប្បាយចិត្តដោយរូបរាងវិញ្ញាណពណ៌ក្រហមនោះមានឈ្មោះថាជីនវូគេក៏បាននិយាយអធិរាជយីឯងមិននឹកស្មានដល់មែនទេថាឯងក៏មានថ្ងៃនេះដែរបន្ទាប់ពីពួកគេបានបង្ហាញនូវរូបរាងកាយពេទ្យអធិរាជយីក៏បានស្គាល់ធីនលូជីនវូយូអឺតាមពិតទៅគឺជាពួកនេះយូអឺនាងក៏បានឌីលដោយសារតែធម្មពលវិញ្ញាណរបស់លោកខ្វះខាតខ្លាំងពេកតំណែងជាព្រះគឺមានលំដាប់វាអាស្រ័យលើថាតើអ្នកអាចឆ្លងផុតនិងយកឈ្នះទុក្ខលំបាកពីឋានស៊ូដោយជោគជ័យដែរឬទេដោយសារតែពួកយើងទាំង3នាក់គ្មានសង្ឃឹមនឹងក្លាយទៅជាព្រះដូច្នេះអធិរាជយីលោកក៏មិនអាចក្លាយទៅជាព្រះបាននោះដែរម្យ៉ាងទៀតលោកត្រូវតែស្លាប់បន្ទាប់ពីស្ដាប់ឮនៅអ្វីដែលនាងបាននិយាយអធិរាជយីក៏បានអស់សម្លាយបន្តិចទោះបីជាខ្ញុំបរាជ័យនឹងក្លាយទៅជាព្រះតើពួកមនុស្សកំសាដូចជាពួកឯងគិតថាអាចសម្លាប់ខ្ញុំបានមែនទេវាពិតជារឿងគួរឲ្យអស់សម្លាយខ្លាំងណាស់កុំភ្លេចថាខ្ញុំគឺជាយីយុនហ្វៃដែលគឺជាអធិរាជព្រះអាទិត្យទាំង9ស្រ័យមួយវាស់បញ្ចេញនៅបច្ចេកទេសព្រះអាទិត្យទាំង9លេចឡើងនៅធម្មពលវិញ្ញាណរាងកាយដ៏ធំសម្បើមដែលធ្វើឲ្យយូអឺពេលនេះស្លន់ស្លោយ៉ាងខ្លាំងស្រែកថាមិនល្អនោះទេគាត់ចង់ឲ្យពួកយើងវិនិច្ឆ័យជាមួយនឹងគាត់ប្រញាប់រត់ភ្លាមទៅបន្លាស់ទីយ៉ាងលឿនប៉ុន្តែមិនទាន់នោះទេដោយសារតែក្បួនព្រះអាទិត្យទី9បានកាក់មុខគ្នារបស់ពួកគេជាប់ងាកមកខាងក្រោយគឺជាចំហាយធម្មពលវិញ្ញាណរបស់អធិរាជយីដែលគាត់កំពុងតែងាងដៃទាំងពីររបស់គាត់ទះចូលពេញមួយទង្ហឹងផ្អឹបលន់សូតែផាច់សម្រៃរបស់ពួកគេស្រែកពុះពេញទៅដោយក្តីជឿជកចាប់ហើយចំហាយធម្មពលវិញ្ញាណដ៏ធំសម្បើមរបស់គេទាំងមូលក៏បានបែកខ្ទេចនៅសល់តែរូបរាងកាយពេទ្យដែលកំពុងតែធ្លាក់ចុះមកខាងក្រោមរលាយបន្តិចម្ដងធ្វើឲ្យការស្រមៃមួយក៏បានបង្ហាញចេញនៅយុវជនស្រីប្រុស2នាក់មានទាំងមនុស្សដែលកំពុងតែឈរអោបគ្នានិងនារីផ្សេងទៀតកំពុងតែដេកស្ដុកស្ដឹងនៅក្នុងសមរភូមិមួយបុរសម្នាក់ក៏ត្រូវបានលំពេង3បានចាក់ទម្លុះទ្រូងរបស់គាត់ជីវិតរបស់ខ្ញុំពិតជាមានរឿងគួរឲ្យសោកស្ដាយច្រើនណាស់ដែលយើងក៏បានឃើញចំហាយធម្មពលដែលរលាយចេញពីរាងកាយរបស់គាត់ហូរចូលទៅលើបុរសម្នាក់ដែលកំពុងតែសម្លឹងមកក្រឡេកទៅកន្លែងផ្សេងមួយទៀតដែលកំពុងតែមានការប្រកួតប្រជែងដែលអបិម្នាក់ក៏បានហក់ធាក់ទៅលើបុរសម្នាក់មកជើងកណ្ដាប់ពោះឌឹបខ្ទេចប៉ាមកបុកនឹងថ្មដែលនៅខាងក្រោយដែលធ្វើឲ្យពេលនោះរាងកាយរបស់គាត់ហាក់បីដូចជាចម្លាក់យ៉ាងខ្លាំងតែមានរឿងអ្វីកើតឡើងមកលើខ្ញុំទៅពេលនោះអបិម្នាក់ដែលបានទួតគាត់មួយជើងក៏បានឌឺដងយុនហ្វៃបើឯងខ្លាចស្លាប់គ្រាន់តែវាមករងខ្ញុំឲ្យស្ដាប់បង្គាប់ខ្ញុំសន្យាថានឹងបំបាក់ជើងរបស់ឯងតែមួយខាងហើយនឹងដោះលែងឲ្យឯងមានជីវិតនឹងហើយអបិម្នាក់នេះមានឈ្មោះថាឈិនហ្វឹងស្ថិតនៅក្នុងកម្រិតទី3ដោយសម្ដីរបស់ឈិនហ្វឹងធ្វើឲ្យអ្នករកគ្នាដែលនៅទីនោះបានខ្លាចចំអកទៅឲ្យយុនហ្វៃយ៉ាងខ្លាំងពេលនោះយុនហ្វៃដែលជាទូប្រុសរបស់យើងក៏បានងើបឡើងពីភាពស្រពេចស្រពេលក៏បានលន់មាត់ថាឈិនហ្វឹងក្រែឯងបានស្លាប់ហើយមែនទេដែលធ្វើឲ្យឈិនហ្វឹងខឹងយ៉ាងខ្លាំងអាសម្រាមឯងហ៊ាននិយាយថាយើងស្លាប់ផងមិនចេះតែធម្មពលនៅក្នុងកម្ដាប់ដៃវាចេញទៅពេញមួយទំហឹងពេលនោះយើងក៏បានឃើញបារ៉ូសក់ខ្លីម្នាក់ក៏បានសម្រុកចូលមកទប់រងដើម្បីការពារទៅលើយុនហ្វៃដែលពេលនេះយុនហ្វៃរត់ទៅភ្ញាក់ផ្អើលទៀតហើយឈូមូឯងមិនទាន់ស្លាប់នោះទេតើវាអាចជាការប្រយុទ្ធជាមួយ
នឹងឋានស៊ូមានទេក្រឡេកមកមើលអន្តរយីវិញម្ដងដែលពេលនេះកំពុងតែសប្បាយចិត្តកត្រាក់ដៃកត្រាក់ជើងគុំដៃចុះឡើងបញ្ចេញនៅបច្ចេកទេសព្រះអាទិត្យទី9របស់គាត់សរសៃវិញ្ញាណក្បាច់គុណរបស់ខ្ញុំមិនតបបំផ្លាញនោះទេពេលនេះខ្ញុំបានកើតឡើងសាជាថ្មីម្ដងទៀតហើយវាហាក់បីដូចជាឋានស៊ូនៅតែយកចិត្តទុកដាក់ចំពោះបុរសចំណាំម្នាក់នេះផ្ដល់ឱកាសឲ្យខ្ញុំដើម្បីចាប់ផ្ដើមជីវិតសាជាថ្មីក្នុងករណីនេះខ្ញុំត្រូវតែប្រើប្រាស់នៅបច្ចេកទេសព្រះអាទិត្យទី9របស់ខ្ញុំឡើងម្ដងទៀតក្រវាដៃទាំងពីររបស់គាត់ចេញជាចំហាយធម្មពលដែលធ្វើឲ្យយុនហ្វេដែលនៅខាងក្រៅកំបានបើកភ្នែកឡើងឃើញឈូមូត្រូវបានឈិនហ្វឹងតបមួយដៃកណ្ដាលមុខថែមមួយជើងខ្ទាតប៉ាំងតែខាងក្រោយបន្តិចដួលនៅចំពោះមុខរបស់គេឈូមូក៏បានព្យាយាមងើបឡើងមកវិញខ្ញុំមិនឲ្យឯងធ្វើបាបគាត់នោះទេតែពេលនេះឈូមូស្ថិតនៅក្នុងកម្រិតទី1កំពូលឈិនហ្វឹងពុតក៏ដៃបន្តិចមើលទៅឯងចង់ស្លាប់ហើយមិនឈិនធម្មពលនៅក្នុងកំណាប់ដៃហក់ចូលវាប្រហារចេញទៅជាមួយនឹងចំហាយធម្មពលក្បាលតលប៉ុណ្ណាណីលន់លឺសូតែញីដូចជាឆ្កែឡានកិនដោយសារតែយុនហ្វេបានបន្លាស់ទីជួលមកទប់រងជាមួយនឹងដៃមួយខាងរបស់គាត់ចាប់ទៅលើកំណាប់ដៃរបស់ឈិនហ្វឹងដែលបានធ្វើនេះរកគ្នានៅទីនោះក៏ភ្ញាក់ផ្អើលទៅមានរឿងអ្វីកើតឡើងឈិនហ្វឹងព្យាយាមរើបំរាប៉ុន្តែយុនហ្វេក៏បានកាច់កដៃរបស់គាត់ឬសូតែក្រែកព្រោះថាពេលនេះយុនហ្វេស្ថិតនៅក្នុងកម្រិតទី3ដំណាក់កាលពាក់កណ្ដាលយាអស់មួយដៃទាកំភ្លៀងឈិនហ្វឹងផាច់ខ្ទាតប៉ាំងដូចជាបាល់ឯងហ៊ានធ្វើបាបខ្ញុំផងរូបភាពក៏បានជួបផ្គៀងអន្តរយីក៏បានចេញមកត្រឹមត្រូវហើយខ្ញុំគឺជាអន្តរយីឥឡូវនេះខ្ញុំបានរស់ឡើងមកវិញម្ដងទៀតហើយតែឯងបានសួរខ្ញុំថាតើខ្ញុំមានអារម្មណ៍យ៉ាងណាចំពោះការកើតឡើងសាជាថ្មីពុតក៏ដៃមិនតិចធ្វើមុខឌឺមាត់ឈិនហ្វឹងមួយដៃកណ្ដាលមាត់ពេញឡើងបាក់ថ្មិញអស់មួយខ្ទាតប៉ាំងរមីលនឹងនុកទៅបុកនឹងថ្មដែលនៅខាងក្រោយហុយធ្លុំដល់យុនហ្វេក៏បានដើរមករកឈូមូហើយដៃទៅខាងមុខបន្តិចខ្ញុំមកយឺបន្តិចហើយចាប់ពីពេលនេះតទៅគ្មាននរណាម្នាក់ហ៊ានធ្វើបាបអ្នកទៀតនោះទេឈូមូឆောင်းដៃទៅចាប់ភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែយុនហ្វេបានចាប់បីនៅរាងកាយរបស់គេហក់ទៅលើលំហសប្បាយចិត្តបន្តិចផងដែរយុនហ្វេតើសរសៃវិញ្ញាណក្បាច់គុណរបស់អ្នកជាសះស្បើយវិញហើយមែនទេទម្លាក់ខ្លួនចុះមកវិញលឺនៅសំឡេងរបស់មនុស្សស្រីម្នាក់ក៏បានជាប្រមាថទៅយុនហ្វេអ្នកពិតជាហ៊ានមែនដែលបានធ្វើបាបសមាជិកគ្រូសាឈិនតើអ្នកចង់ស្លាប់ហើយមែនទេសម្លឹងបន្តិចគេក៏បានដឹងថាគឺជានារីម្នាក់នោះដែលធ្លាប់បានជាប្រមាថគេកាលពីអតីតកាលមនុស្សគ្មានប្រយោជន៍ដូចជាអ្នកមិនស័ក្តិសមជាមួយនឹងខ្ញុំទោះតែសោះដែលនាងមានឈ្មោះថា CCOD ស្ថិតនៅក្នុងកម្រិតទី6ដែលអត្រេជីក៏បានគិតបន្តិចបន្ទាប់មកក៏បានញញឹមការកើតឡើងសាជាថ្មីគឺជារឿងល្អណាស់ដែលខ្ញុំបានសងសឹកទៅលើពួកនាងវិញហើយខ្ញុំក៏បានដឹងដែរថានាងនឹងយកក្រដាសភ្ជាប់ពាក្យមកបញ្ចប់នៅក្នុងថ្ងៃនេះបន្ទាប់ពីឃើញក្រដាសធ្លាក់នៅចំពោះមុខយុនហ្វេក៏បានស៊ូ COD នាងចង់ផ្ដាច់ការភ្ជាប់ពាក្យជាមួយនឹងខ្ញុំមែនទេនាងក៏បានអបដៃតបទៅវិញត្រូវហើយដំឡៃខ្ញុំគិតថាលោកគឺជាមនុស្សពូកែខ្លាំងក្លាដែលធ្វើឲ្យខ្ញុំបានយល់ព្រមចង់សម្ព័ន្ធភ្ជាប់ពាក្យជាមួយនឹងគ្រូសាយីរបស់លោកអ្នកណាទៅដឹងថាលោកខ្លាចទៅជាមនុស្សអបប្រយោជន៍ក្នុងពេលតែមួយយប់មើលខ្លួនរបស់លោកឥឡូវនេះតើគិតថាស័ក្តិសមជាមួយនឹងខ្ញុំដែរឬទេដូច្នេះខ្ញុំនឹងផ្ដល់ឱកាសឲ្យលោកសារភាពថាលោកគឺជាមនុស្សឥតប្រយោជន៍ស័ក្តិសមឲ្យខ្ញុំលុបចោលនឹងការភ្ជាប់ពាក្យរបស់ពួកយើងបើមិនដូច្នោះទេយុនហ្វេក៏បានដឹងហើយនិយាយកាត់បើមិនដូច្នោះទេនាងនឹងឲ្យគូស្នេហ៍កំណានរបស់នាងកាត់ជើងរបស់ខ្ញុំមួយខាងត្រូវអត់ពេលនោះសៀវនេះក៏បានខឹងយុនហ្វេមិនដេចក៏ឯងហ៊ាននិយាយបែបនេះមកលើខ្ញុំកូនចៅចាត់ការវាភ្លាមទៅពេលនោះបរិបេនេះក៏បានបើកការវាប្រហារទីចេញទៅជាមួយនឹងចំហាយធម្មពលរបស់គាត់ប្រែក្លាយទៅជាចំហាយធម្មពលវិញ្ញាណតោដ៏ធំសម្បើមសំដៅសម្រុកចូលទៅវាប្រហារបន្ទាប់ពីឃើញបែបនោះយុនហ្វេអន្ទ្រាំជើងមួយខ្សែភ្នែកចំហាយធម្មពលពេញនឹងសម្លឹងខ្សែភ្នែកបន្តិចធ្វើឲ្យចំហាយធម្មពលវិញ្ញាណតោមួយក្បាលនោះចាប់ប្រាំងសឹងមិនទាន់បដូរសំឡេងពីតោទៅជាកូនឆ្មាប្រញាប់រត់គេចចេញសៀវឌីក៏ដាប់ដៃយ៉ាងណានខឹងយ៉ាងខ្លាំងតែវាអាចទៅរួចដោយរបៀបណាក្រែងសរសៃធម្មពលវិញ្ញាណរបស់លោកត្រូវបានបាត់បង់ហើយយុនហ្វេបានបន្លាស់ទីជាមួយនឹងជំហានរ៉ាតង់យ៉ាងលឿនដែលធ្វើឲ្យសៅឌីនាងមើលមិនទាន់នោះឡើយបន្ទាប់មកក៏បានបង្ហាញនៅខ្សែកដែលទើបតែឆក់បានសំឡេងក៏បានបន្លឺឡើងចេញពីបន្តោងខ្សែកមួយនោះបងឈិនហ្វឹងរបស់ខ្ញុំពិតជាស្រឡាញ់បងខ្លាំងណាស់ដែលធ្វើឲ្យអ្នកទាំងអស់គ្នានៅទីនោះបានសើចចំអកឲ្យនាងពិតជាឥតគេខ្មាស់មែនសៅឌីខឹងម្ដងហើយម្ដងទៀតស្កាត់មាត់ភ្លាមឮទេខ្ញុំប្រាប់ឲ្យបិទមាត់យុនហ្វេឯងអាមនុស្សចង្រៃយុនហ្វេលក់មិនបានថ្លៃផងបោះទៅឲ្យវិញសៅឌីក៏បានស្រែកឲ្យអាមនុស្សឥតប្រយោជន៍ឯងពិតជាហ៊ានមែនដែលហ៊ានប្រមាថគេឈ្មោះរបស់ខ្ញុំបែបនេះយុនហ្វេក៏បានបន្តឲ្យគេរបស់នាងសៀវឌីអាកប្បកិរិយារបស់នាងគឺជាមនុស្សដែលមិនស្មោះត្រង់បានផឹកក្បត់ជាមួយនឹងឈិនហ្វឹងហើយបានបំផ្លាញគេឈ្មោះគ្រូសាឈិនរបស់ខ្ញុំអំពើមនុស្សអសិលធម៌ដូចជានាងខ្ញុំមិនត្រូវការនោះទេបន្ទាប់មកក៏បានលើកនៅក្រដាសភ្ជាប់ពាក្យរបស់ពួកគេឡើងនៅក្នុងថ្ងៃនេះខ្ញុំសូមសញ្ញាផ្ដាច់ពាក្យជាមួយនឹងនាងចាប់ពីពេលនេះទៅពួកយើងមិនមានទំនាក់ទំនងអ្វីជាមួយនឹងគ្នាទៀតនោះទេបោះក្រដាសមួយនោះទៅឲ្យនាងមើលវិញដែលយុនហ្វេបានចុះហត្ថលេខារួចរាល់សៀវឌីពេលនេះមានអារម្មណ៍ហាក់បីដូចជាត្រូវបាននរណាម្នាក់ទៀតដកកំភ្លៀងអញ្ចឹងឯងពិតជាហ៊ានផ្ដាច់ពាក្យជាមួយនឹងខ្ញុំមែនតែឯងមានសិទ្ធិអ្វីដើម្បីផ្ដាច់ពាក្យជាមួយនឹងខ្ញុំយុនហ្វេតើឯងគិតថាឯងគឺជានរណាហ៊ានជេរប្រមាថមើលងាយខ្ញុំនៅក្នុងសាធារណៈផងស្រែកបញ្ចេញនៅបច្ចេកទេសធម្មពលរបស់នាងឡើងមកប្រើប្រាស់នៅម្រាមពីរគ្រប់គ្រងទៅលើដាវវាប្រហារចូលទៅយុនហ្វេផ្គុំនៅដៃបន្តិចបើកនៅធម្មពលទប់រងប៉ុន្តែមិនគ្រប់គ្រាន់ទេក៏បានអាឡាតខ្លួនកិច្ចពីផ្លែដាវមួយនោះដឹងខ្លួនថាធម្មពលប្រលឹងវិញ្ញាណរបស់គេមិនទាន់ពេញលេញនៅឡើយនោះទេដូច្នេះហើយខ្ញុំត្រូវតែរកវិធីផ្សេងទៀតពេលនោះសៀឌីក៏បានសប្បាយចិត្តយ៉ាងខ្លាំងអាសម្រាប់ឯងច្បាស់ជាមិនរស់នោះទេបញ្ចេញនៅដាវ3បញ្ជាចូលទៅវាប្រហារពីចាប់កាន់នៅដាវមួយចុងក្រោយសម្រុកចូលទៅយុនហ្វេបានកិច្ចផុតពីការវាប្រហាររបស់នាងទាំងអស់បន្ទាប់មកក៏បានកិច្ចពីផ្លែដាវរបស់នាងទៀតសៀវឌីនៅតែព្យាយាមជាមួយនឹងដាវពោពេញទៅដោយចំហាយធម្មពលចាក់ហៀបនឹងដល់ករបស់យុនហ្វឹងទៅឲ្យកិច្ចផុតបន្តិចអាឡាខ្លួនចុះឡើងហាក់បីដូចជាកំពុងតែប្រឡែងលេងជាមួយនឹងនាងក្តៅចិត្តយ៉ាងខ្លាំងក្រវែងចេញនៅផ្លែដាវ3បន្ថែមទៀតហៀបនឹងទម្លុះរាងកាយរបស់យុនហ្វេទៅហើយពេលនៅចំ
hai tham apol ស្រទាប់ផ្កាជុកជាច្រើនក៏បានបន្ទប់រងបំបែកចេញបង្ហាញខ្លួនមកធ្វើនាយរកគ្នាក៏បានភ្ជាប់ឲ្យជាមួយនឹងសម្រស់ហើយនឹងកាយវិការដ៏រស់រវើករបស់នាងផ្ទាត់ចេញនៅស្រទាប់ផ្កាជុកស្រាលស្រាលវាប្រហាចេញទៅដែលធ្វើឲ្យស៊ីវឌីយោដៅរបស់នាងព្យាយាមទប់រងខ្ទោះទៀងខ្ទាត់ប៉ាមកខាងក្រោយបន្តិចបន្លាស់ទីចូលមកយ៉ាងលឿនវាមួយដៃចេញទៅចំកណ្ដាលមុខរបស់ស៊ីវឌីដឹបខ្ទាត់ប៉ាងហុយជុកដែលនាងគឺជាទូស្រីរបស់យើងឈ្មោះថាស៊ូឈីលូស្ថិតនៅក្នុងកម្រិតទី6ពាក់កណ្ដាលកុំឲ្យខ្ញុំលឺនាងនិយាយអាក្រក់ពីយុនហ្វៃទៀតអីសោះបើមិនដូច្នោះទេខ្ញុំនឹងសម្លាប់នាងដល់ដៃរបស់ខ្ញុំផ្ទាល់ជាមិនខានស៊ីវឌីមិនហ៊ានក្អកនោះទេឈូតឈាមច្រមុះចេញតោះពួកយើងប្រញាប់ចាក់ចេញភ្លាមទៅពេលនោះយុនហ្វៃក៏បានសម្លុតនាយរកគ្នាដែលនៅទីនោះចាប់ពីពេលនេះតទៅនាងណាហ៊ានធ្វើបាបឈូមូទៀតលទ្ធផលគឺដូចជាឈិនហ្វឹងអញ្ចឹងនាយរកគ្នាមិនហ៊ានតវ៉ានោះទេក៏បានដើរចាក់ចេញទៅទុកឲ្យពួកគេនៅតែពីរនាក់យុនហ្វៃក៏បានហៅឈីងលូនាងក៏បានបែរមកបាញ់ស្នាឡើងភីងពេញនឹងស៊ូថាតើបងមិនអីមែនទេសម្លឹងមើលមុខនាងបន្តិចក៏បានគិតដល់អតីតកាលយុនហ្វៃតើបងសុខចិត្តធ្វើបែបនេះដើម្បីខ្ញុំមែនទេយុនហ្វៃមិនតបស្ដីដើរទៅខាងមុខគេក្នុងចិត្តកូនស្រីនេះគ្រូសាស៊ូខ្ញុំមិនហ៊ានចូលទៅចិត្តនោះទេលើពីនេះទីសរសៃវិញ្ញាណក្បាច់គុណរបស់ខ្ញុំត្រូវបានបំផ្លាញទាំងស្រុងម្យ៉ាងទៀតខ្ញុំមិនទាន់បានសងសឹកនៅឡើយនោះទេសុំទោសផងឈូលូអតីតកាលដែលចេញពីនាងប៉ុន្តែបច្ចុប្បន្នយុនហ្វៃប្រញាប់រត់សម្ដៅទៅរោងនាងអោបចង្កេះក្រឹបលូឈីងវាពិតជាល្អខ្លាំងណាស់ដែលពួកយើងបានជួបគ្នាម្ដងទៀតខ្ញុំនឹងមិនឲ្យនាងចេញពីជីវិតរបស់ខ្ញុំម្ដងទៀតបាននោះឡើយលូឈីងហាក់បីដូចជាអ៊ីនបន្តិចផងដែរហើយអ្វីបានជាបងនិយាយភ្លាមៗបែបនេះយុនហ្វៃក៏បានបន្តនិយាយដោយសារតែខ្ញុំមានការភ័ន្តច្រឡំការពីអតីតកាលធ្វើឲ្យខ្ញុំមិនដែលបានឃើញពីក្តីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់នាងចំពោះខ្ញុំនោះទេពេលនោះឈីងលូក៏បានរើចេញពីរវងដៃយុនហ្វៃបានហើយកុំនិយាយរឿងមិនសមហេតុផលទៀតអ៊ីនចោះឡើងអ្នកទាំងពីរក៏បានបែបភ្នែកបំរុងនឹងថើបគ្នាទៅហើយឈូមូក៏បានមកកាត់ចង្វាក់តើអ្នកទាំងពីរមានរបួសត្រង់ណាដែរឬទេយុនហ្វៃក៏អបបន្តិចប្រតិឆាឈូមូពេលនោះឈូមូក៏បានឆ្ងល់តើអ្នកហៅខ្ញុំថាយ៉ាងម៉េចតើមាននរណាវាក្បាលរបស់អ្នកឲ្យមានបញ្ហាមែនទេឈីងលូនាងក៏បានប្រកល់នៅឱសថទៅឲ្យយុនហ្វៃវាគឺជារូបមន្តសម្ងាត់របស់គ្រូសាខ្ញុំគូតែឲ្យព្យាបាលរបួសបងឲ្យឆាប់ជាសះស្បើយហើយខ្ញុំនឹងព្យាយាមរកថ្នាំមកព្យាបាលរបួសបងបន្ថែមទៀតដូច្នេះខ្ញុំលាសិនហើយហោះចេញទៅយ៉ាងលឿនពេលនោះឈូមូក៏បានភ័យខ្លាចចប់ហើយគ្រូសាស៊ីនិងគ្រូសាឈិនប្រកាសណាស់មិនអង្គុយមើលនៅស្ងៀមនោះទេបងយុនហ្វៃបងទៅជាសះស្បើយនៅសរសៃវិញ្ញាណក្បាច់គុណរបស់បងកម្លាំងធម្មពលគឺនៅខ្សោយពេកហើយដូច្នេះត្រូវតែលាក់ខ្លួនមួយរយៈពេលសិនខ្ញុំនឹងព្យាយាមរកវិធីបិទបាំងពួកគេយ៉ាងហោចណាស់ពួកគេត្រឹមតែបំបាក់ដៃបំបាក់ជើងរបស់ខ្ញុំតែប៉ុណ្ណោះមិនមែនជាបញ្ហាធំសម្រាប់ខ្ញុំនោះទេដោយសារតែខ្ញុំមានសុខភាពល្អក្នុងការជាសះស្បើយឡើងមកវិញយុនហ្វៃក៏បាននិយាយគ្រូសាឈិនគ្រូសាស៊ីបើមិនមែនដោយសារតែពួកគេនោះទេខ្ញុំក៏មិនរងទុក្ខភាពអាម៉ាស់នៃការសម្លាប់រង្គាលរបស់គ្រូសាយីនោះឡើយប៉ុន្តែអ្នកនិយាយត្រូវពេលនេះកម្លាំងរបស់ខ្ញុំគឺនៅខ្សោយខ្លាំងណាស់ដើម្បីដោះស្រាយវិបត្តិនៅពេលខាងមុខដំបូងត្រូវតែបំពេញនៅកម្លាំងរបស់ខ្ញុំជាមុនសិនឈូមូរងចាំខ្ញុំនៅទីនេះសិនហើយខ្ញុំនឹងប្រញាប់ត្រឡប់មកវិញនោះទេមិនឡាស់ទីយ៉ាងលឿនហក់ជន់ចុះឡើងដើម្បីបាញ់ខ្លួនរបស់គាត់ឡើងទៅលើលំហសុភាពបរោះទោះសងសឹកប៉ុន្មានឆ្នាំក៏មិនទាន់យូរពេលនោះដែរស្រែកចាយដោយសារតែអកកំស៊ូលក៏បានធ្លាក់មកខាងក្រោមវិញបត់កអូយភ្លេចទៅតែខ្ញុំមិនអាចហោះហើរបានយូរនោះទេកាត់មកសំណាក់ស៊ីសំលេងស្រែករបស់ស៊ីឌីក៏បានបន្លឺឡើងលោកពុកត្រូវតែរកយុទ្ធធម៌ឲ្យកូនពេលនោះពុករបស់នាងក៏បានខឹងយ៉ាងខ្លាំងយុនហ្វៃអាចោមស៊ីគេហ៊ានសញ្ញាផ្ដាច់ពាក្យជាមួយនឹងកូនជាសាធារណៈផងទង្វើបែបនេះគឺជាការប្រមាថគ្រូសាស៊ីរបស់យើងច្បាស់ណាស់ស៊ីឌីក៏បានញុះញង់បន្ថែមទៀតពុកខ្ញុំបានទទួលរងការអាម៉ាស់យ៉ាងខ្លាំងដូច្នេះត្រូវតែសម្លាប់អាសម្រាប់ម្នាក់នោះចោលកុំអារម្មណ៍ឲ្យកូនស្រីទោះបីជាសរសៃវិញ្ញាណក្បាច់គុណរបស់គេបានត្រឡប់មកវិញក៏ដោយគេត្រឹមតែជាមនុស្សសម្រាប់ដែលស្ថិតនៅក្នុងកម្រិតទី3តែប៉ុណ្ណោះលើពីនេះទៅទៀតនៅមានមនុស្សជាច្រើនដែលចង់ឲ្យយុនហ្វៃស្លាប់ពុកអញ្ចឹងមានន័យថាគ្រូសាឈិនក៏ចង់ឲ្យយុនហ្វៃស្លាប់ដែរមែនទេនឹងហើយពុករបស់នាងមានឈ្មោះថាស៊ីធានយានស្ថិតនៅក្នុងកម្រិតអាណាចក្រផែនដីដំណាក់កាលកណ្ដាលមិនមែនមានតែប៉ុណ្្នឹងនោះទេនៅមានគ្រូសាយីរបស់គេផ្ទាល់ផងដែរក៏លេចមកបន្ទប់ឈើប្រស្បើដែលគឺជាបង្គន់អាចមានបរិសម្នាក់កំពុងតែសប្បាយចិត្តជាមួយនឹងការឈឺជួសបន្ទាប់ពីបានចូលទៅបិទទ្វារក្លឹបទ្វារមួយទៀតដែលនៅក្បែរនឹងក៏បានបើកចេញមកគឺជាយុនហ្វៃដែលកំពុងតែស្រងំនៅក្នុងនោះបិទទ្វារទៅវិញក៏បានបន្តគិតក្នុងចិត្តក្រៅពីឈូមូគ្មានអ្នកណាដឹងនោះទេថាខ្ញុំមកវឹកហាត់នៅទីនេះបើមិនដូច្នោះទេខ្ញុំនឹងខ្មាស់គេអស់មួយជីវិតជាមិនខានខ្ញុំពិតជាមិននឹកស្មានថាខ្ញុំនឹងអាចកាត់ឡើងមកវិញបានម្ដងទៀតនោះទេគឺដោយសារតែបច្ចេកទេសព្រះអាទិត្យទាំង9អញ្ចឹងខ្ញុំត្រូវតែវឹកហាត់នៅបច្ចេកទេសមួយនេះឲ្យបានពេញលេញផ្គុំដៃចុះឡើងលេងចេញនៅអំណាចបច្ចេកទេសព្រះអាទិត្យទាំង9ដូចជាការរំពឹងទុកមានបច្ចេកទេសព្រះអាទិត្យទាំង9និងអំណាចដែលបានផ្លាស់ប្ដូរអធិរាជឋានសួគ៌នៅតែដដែលទោះបីជាយ៉ាងណាក៏ដោយកម្រិតកម្លាំងធម៌ពលរបស់ខ្ញុំគឺស្ថិតនៅក្នុងកម្រិតទី3នៃដំណាក់កាលពាក់កណ្ដាលវាហាក់ដូចជាការកាត់ឡើងសាជាថ្មីរបស់ខ្ញុំនៅលើកនេះគឺមាននៅកម្រិតធម៌ពលមិនធម្មតានោះទេដែលអាចរក្សានៅព្រលឹងវិញ្ញាណពេញលេញរបស់អធិរាជស៊ូគីចំពោះបញ្ហាគឺថារាងកាយរបស់ខ្ញុំគឺនៅខ្សោយខ្លាំងពេកមិនអាចគ្រប់គ្រងនឹងការវឹកហាត់បានល្អវាហាក់ដូចជាខ្ញុំនឹងត្រូវរកវិធីដើម្បីគ្រប់គ្រងអំណាចនេះនៅក្នុងពិភពលោកផ្សេងទៀតនាពេលអនាគតបើត្រូវបង្ខំប្រើប្រាស់វាពិតមែនខ្ញុំក៏មិនដឹងលទ្ធផលទៅជាយ៉ាងណានោះដែរឈប់គិតច្រើនផ្គុំដៃចុះឡើងសាយភានចំហាយធម្មពលពីពេញនឹងដែលធ្វើឲ្យបែបម្នាក់កំពុងតែជួសនៅបន្ទប់ក្បែរនឹងលន់មាត់ថាហើយអ្វីបានជាខ្ញុំមានអារម្មណ៍ថាត្រជាក់យ៉ាងនេះសម្លឹងទៅភ្នែកស្លើគៀងតែម្ដងដោយសារតែបន្ទប់បង្គន់អាចទាំងមូលត្រូវបានខ្ទុះដាំងខ្ទេចហុយជោគសម្លឹងទៅឃើញយុលហ្វៃកំពុងតែអង្គុយទាំងសមាធិស្រែកឡើងលាន់ពេញនឹងតែម្ដងមានមនុស្សកំពុងតែបំផ្ទុះនៅបង្គន់អាចនឹងឲ្យបងប្អូនទាំងអស់គ្នាសាយរឿងភាគទី1របស់យើងយ៉ាងម៉េចដែរតើរ៉េតឲ្យប៉ុន្មានដែរសម្រាប់ចំណងជើងជាភាសាខ្មែរអត់មានសុំដាក់ឲ្យត្រូវជាមួយនឹងសាច់រឿងដែលមានចំណងជើងថាគម្ពីរក្បាច់គុណព្រះ
អាទិត្យទាំង9សម្រាប់បងប្អូនដែលចង់ទស្សនាការសម្រាយរបស់ admin ដែលមានទាំងសម្លេងឈុតឆាកវាយគ្នាឈងឆាំងគុណភាពបែបត្រជាក់ភ្នែកចំពោះរឿងមួយភាគគឺសាច់រឿងពេញតែម្ដងមិនដូចការកាត់ដាក់នៅលើ YouTube ឡើយដែលវីដេអូនិងរូបភាពឆ្កងចុះឆ្កងឡើងហើយបើមិនកាត់បែបនោះទេវានឹងជាប់ copyright ផុសនៅលើ YouTube មិនចេញនោះទេប្រសិនបើបងប្អូនទាំងអស់គ្នាចង់ទស្សនាបែបគុណភាពត្រជាក់ភ្នែកអាចគ្រប់គ្រង admin បានតាមរយៈគុណគ្រប់ VIP របស់យើងដែលមានតម្លៃត្រឹមតែ$1ក្នុងមួយខែតែប៉ុណ្ណោះស្មើនឹងកាត$1សម្រាប់រឿងគឺមានផុសជារៀងរាល់ថ្ងៃនៅក្នុងគុណគ្រប់របស់យើងហើយមិនមែនមានតែមួយរឿងនេះទេមានរហូតដល់6រឿងទៀតសម្រាប់បងប្អូនទាំងអស់គ្នាដែលចាប់អារម្មណ៍អាចតាក់ទងមក admin ដើម្បីសួរព័ត៌មានបន្ថែមបានចំពោះ link Telegram admin នឹងទម្លាក់នៅក្រោម comment និងឲ្យ admin promote ខ្លួនឯងតែប៉ុណ្្នឹងទេកុំឲ្យខាតពេលវេលារបស់អ្នកទាំងអស់គ្នាយូរតោះចូលទៅកាន់ភាគបន្តដែលគឺជាភាគទី2របស់យើងចាប់ផ្ដើមនៅសាច់រឿងដែលទូប្រុសរបស់យើងយីហ្វៃកំពុងតែជិះសេះបាល់យ៉ាងលឿនចូលមកក្នុងវិមានគ្រូសាយីចុះពីលើខ្នងសេះភ្លាមកំហឹងរបស់គាត់ក៏ចាប់ផ្ដើមឆេះឡើងក្តាប់ដៃយ៉ាងណែនសម្លឹងមើលទៅអតីតកាលដែលពេលនោះពុករបស់គាត់កំពុងតែចាប់អូសដៃគាត់ចេញពីក្នុងវិមានគ្រូសាយីដែលកំពុងតែឆាបឆេះដោយភ្លើងដ៏សន្ធោសន្ធៅដែលគាត់ត្រូវបានឡោមព័ទ្ធនឹងវាប្រហារដល់គ្រូសាធំក្នុងនោះក៏មានគ្រូសាស៊ីដែលគឺជាស៊ីធានយានសប្បាយចិត្តយ៉ាងខ្លាំងដូចជាអស់$10ម្នាក់ឯងហាតើពួកឯងចង់រត់ទៅណាក្រវែងកូនប្រុសរបស់គាត់យុនហ្វៃចេញប្រញាប់រត់ទៅទុកឲ្យពុកជាអ្នករៀបរៀងផ្លូវរបស់ពួកគេពុកខ្ញុំមិនទៅណានោះទេយុនហ្វៃបន្តឈរនៅមាត់ទ្វារសម្លឹងទៅវិមានគ្រូសាយីការសោកស្ដាយនៃជីវិតអតីតកាលរបស់ខ្ញុំដែលគឺជាការជឿចុកចាប់បំភ្លេចមិនបានព្រោះថាអតីតកាលនោះគេបានអមនៅរាងកាយរបស់ឪពុករបស់គេស្រែកយំយ៉ាងខ្លាំងបន្តឈានជើងទៅខាងមុខខ្ញុំនឹងមិនអនុញ្ញាតឲ្យអ្នកណាធ្វើបាបពួកគាត់បានទីនោះទេពេលនោះដែរដែលពោពេញទៅដោយចំហាយធម្មពលពោបៃតងក៏បានលូបវិប្រហារពីខាងក្រោយយុនហ្វៃដឹងខ្លួនទាល់មិនឈិតចំហាយធម្មពលនៅក្នុងដៃទប់រោមបន្តិចលន់សុទ្ធតែព្រើងស្គាល់យ៉ាងច្បាស់ជាមួយនឹងបច្ចេកទេសដើមមួយនឹងយីឈៀងបង្ហាញខ្លួនឡើងគឺជាអាម៉ាប់ម្នាក់ដែលមានឈ្មោះថាយីឈៀងស្ថិតនៅក្នុងកម្រិតទី5គេក៏បានស្រែកឡើងយីយុនហ្វៃប្រញាប់ចោះចាញ់យើងភ្លាមទៅកាប់មួយដើមពេញមួយទឹមហឹងយុនហ្វៃក៏បានគិតផុតបន្តិចតើខ្ញុំមានមូលហេតុអ្វីចោះចាញ់ឯងដែលអាម៉ាប់យីឈៀងមិនខ្វល់ឡើយកាប់យកដោយសារតែឯងបានផ្លាច់ពាក្យជាមួយនឹងអូនសៀវឌីបង្កនៅបញ្ហាធំជាមួយនឹងគ្រូសាស៊ីក្នុងនាមខ្ញុំគឺជាកូនប្រុសម្នាក់នៃគ្រូសាយីត្រូវតែផ្ដល់នូវមេរៀនឲ្យឯងខ្លះនិយាយច្រើនពេកយុនហ្វៃក៏បានដាល់ចេញទៅពី3ដៃធ្វើឲ្យអាម៉ាប់ខ្ទាតប៉ាំងទៅខាងក្រោយជ្រុះបងបងបាយដូចជាឯងចង់មកផ្ដល់មេរៀនឲ្យយើងផងមិនឈប់នេះទាំងពីរក៏បានបន្តសម្រុកចូលរៀងខ្លួនអាម៉ាប់បានកាប់ចេញមួយចំហាយធម្មពលដល់ទៅវាប្រហាយុនហ្វៃក៏បានគិតផុតបន្តិចទីល្មមទីអាម៉ាប់មួយកំភ្លៀងផាច់ថែមមួយកំភ្លៀងទៀតធ្វើវាក៏បានធ្លាក់ដៃចេញពីដៃថយទៅខាងក្រោយបន្តិចយកដៃទាំងពីរក្តោបមុខរបស់វាក្រែងឯងស្ថិតនៅក្នុងកម្រិតទី3មែនទេហេតុអ្វីបានជាអាចទប់ទល់ជាមួយនឹងយើងបាននឹងហើយយុនហ្វៃបន្ទាប់ពីស្រងំវឹកហាត់បំផ្ទុះនៅបង្កត់អាចបែកអស់មួយដែលធ្វើឲ្យគាត់ពេលនេះបានឈានទៅដល់កម្រិតទី3នៃការបន្សាបរាងកាយដំណាក់កាលកំពូលអាម៉ាប់មិនឈប់នៅឡើយដរាមណាខ្ញុំវាយឲ្យឯងខ្លាយទៅជាមនុស្សពិការដល់ពេលនោះបងប្រុសច្បងរបស់ខ្ញុំនឹងខ្លាយទៅជាអ្នកស្នងតំណែងនៃគ្រូសាយីបញ្ចេញនៅក្បាច់គុណយុទ្ធសាស្ត្ររបស់គេឡើងមកខ្សែភេទចំហាយធម្មពលពុបៃតងពីពេញរាងកាយហក់ចូលទៅជាមួយនឹងយុទ្ធសាស្ត្រក្បាច់គុណរន្ទះជើងកំពូលឃាតករដែលវាបានលេចឡើងនៅចំហាយធម្មពលបាត់ជើងដ៏ធំសម្បើមធ្វើគេក៏បានសប្បាយចិត្តម្លងនេះឯងប្រកាសជាស្លាប់ហើយដល់យុនហ្វៃមិនមានការព្រឺព្រួយអ្វីនោះទេក៏បានក្រវីក៏បានបន្តិចដកដង្ហើមធំមិនឡាស់ទីបាត់ពីទីនោះភ្លាមតែម្ដងបង្ហាញខ្លួនម្ដងទៀតជាមួយនឹងធម្មពលពីរាងកាយនៅលើលំហម៉ាត់អាម៉ាប់មួយដៃកណ្ដាលមុខពេញដុបខ្ទេតប៉ាំងទៅខាងក្រោមហើយជុកបកធូលីចេញបន្តិចរន្ទះជើងឃាតករកំពូលរបស់ឯងគ្មានអ្វីអស្ចារ្យនោះទេសាបដែលអាម៉ាប់ពេលនោះជើងរបស់គេមួយខាងលិចចូលទៅក្នុងដីបែកក្អួតពេញមាត់ភ្លាមនោះក៏មានសម្លេងរបស់ព្រឹទ្ធាចារ្យម្នាក់ក៏បានបន្លឺឡើងតើឯងគឺជាអ្នកណាហ៊ានបើការវាប្រហារនៅទីនេះផងទះចេញចំហាយធម្មពលបាត់ដៃដ៏ធំសម្បើមវាប្រហារទៅរកយុនហ្វៃក្រឡេកឃើញតួនហក់កិច្ចទៅខាងក្រោយបន្តិចបង្ហាញខ្លួនឡើងគឺជាចាស់ព្រឹទ្ធាចារ្យនៃគ្រូសាយីដែលមានឈ្មោះថាយីជុងនៀនស្ថិតនៅក្នុងកម្រិតអាណាចក្រផែនដីដំណាក់កាលដំបូងអាម៉ាប់ពេលនោះក៏បានលន់មាត់បន្តិចថាពុករួចហើយក៏សន្លប់ទៅវិញដែលធ្វើឲ្យយីជុងនៀនខឹងយ៉ាងខ្លាំងក្តាប់ដៃយ៉ាងណែនអាសម្រាមឯងពិតជាហ៊ានមែនធ្វើបាបកូនប្រុសរបស់យើងសម្លឹងមើលមុខគ្នាបន្តិចខ្សែភេទចំហាយធម្មពលរៀងខ្លួនចេញពីរាងកាយដោយពេលនោះយុនហ្វៃក៏បានស្រមៃទៅអតីតកាលដែលគឺជាយីជុងនៀនបានចាក់ឪពុករបស់គាត់មួយដៃឃ្លុះទ្រូងតាកាចាស់គឺជាឯងអាសម្រាមតើឯងហៅយើងថាយ៉ាងម៉េចស្រូបទានធម្មពលទេសចេញទៅជាមួយនឹងបាតដៃដ៏ធំសម្បើមត្រូវយុនហ្វៃដឹបហុយខ្ទេតប៉ាំងទៅខាងក្រោយជាមួយនឹងរបួសឈាមហូរតាមមាត់ដែលធ្វើឲ្យអតរិយីក៏បានដឹងពីភាពខុសគ្នានៃកម្រិតធម្មពលរវាងកម្រិតអាណាចក្រហើយនិងដំណាក់កាលគឺវាខុសគ្នាធំធេងខ្លាំងណាស់ពេលនោះយីជុងនៀនក៏បានបន្ថែមនៅយុទ្ធសាស្ត្រក្បាច់គុណរបស់គាត់បន្ថែមទៀតឯងត្រឡប់មកវិញទាល់តែបានដូច្នេះម្ដងនេះខ្ញុំមិនដោះលែងឲ្យឯងរួចខ្លួននោះទេទីចេញទៅជាមួយនឹងចំហាយធម្មពលបាត់ដៃ3ដែលអតរិយីក៏បានគិតឲ្យពេលនេះខ្ញុំមិនអាចប្រយុទ្ធទប់ទល់ជាមួយនឹងគាត់បាននោះទេអាចប្រើប្រាស់បានតែរាងកាយនិងល្បឿនរបស់ខ្ញុំតែប៉ុណ្ណោះជ្រើសរើសយកកំពីក្បាច់គុណមួយបន្ទាប់មកក៏បានឡាស់ទីយ៉ាងលឿនដែលគឺជាយុទ្ធសាស្ត្រក្បាច់គុណជំហានដល់ទេវភាពកិច្ចចេញពីចំហាយធម្មពលបាត់ដៃជាច្រើននោះបន្តបានឡាស់ទីកិច្ចចុះកិច្ចឡើងក៏បានមកបង្ហាញខ្លួននៅចំពោះមុខយីចុងនៀនដប់ដៃយ៉ាងណាជាមួយនឹងចំហាយធម្មពលដល់ចូលរៀងខ្លួនចូលចង្ការកើយមួយផាច់ប៉ុន្តែយុនហ្វៃក៏បានត្រូវមួយដៃចូលទ្រូងមកវិញដឹបខ្ទេតប៉ើងខណៈពេលនេះអាម៉ាប់កំពុងតែដកជើងរបស់គេដែលលេចចូលទៅក្នុងដីបន្ទាប់ពីដកបានរាងកាយរបស់យីចុងនៀនដែលត្រូវបានខ្ទេតប៉ើងក៏បានទៅសង្កត់លើអាម៉ាប់ម្ដងទីដឹបហុយជោគងើបឡើងមកវិញបន្តិចក៏បានស្រែកជេរតែឯងបានរៀននៅយុទ្ធសាស្ត្រក្បាច់គុណនេះពីណាមកយុនហ្វៃក៏បាន
បានស្ដីអ្វីដែលសាតតាកាចាឯមានភ្នែកមិនចេះមើលគេតែពេលរឿងចង់ដណ្ដើមតំណែងគ្រប់គ្រងទៅលើគ្រូសាយីយីចុងនៀនគ្មានជេទៅឈឺអាចចង់រៃយោស្រ័យបញ្ចេញនៅយុទ្ធសាស្ត្រក្បាច់គុណរបស់គាត់ឡើងមកខ្ញុំមិនខ្វល់ថាឯងទទួលបានអំណាចយុទ្ធសាស្ត្រក្បាច់គុណអ្វីនោះទេនៅក្នុងថ្ងៃនេះខ្ញុំត្រូវតែកម្ចាត់ឯងចោលក្រវេជ័យនៅក្រញាំយុទ្ធសាស្ត្រវិប្រហាចូលទៅយុនហ្វេក៏បានគេចផុតបន្តិចបន្តវិប្រហាចេញទៅជាមួយនឹងធម្មពលវិញ្ញាណអេនត្រីស្រ័យខ្វាដែលធ្វើឲ្យយុនហ្វេក៏បានប្រប្រាស់ធម្មពលរបស់គាត់ទប់រងអាចសម្រាប់លុតជង្គង់នៅចំពោះមុខយើងភ្លាមដោយជង្គង់របស់យុនហ្វេហ៊ីបនឹងដល់ដីទៅហើយគេក៏បានប្រឹងឡើងមកវិញខ្ញុំមិនលុតជង្គង់ឲ្យមនុស្សថោកទាបដូចជាឯងនោះទេអ្វីដែលឯងបានជំពាក់ខ្ញុំពីអតីតកាលត្រូវតែសងអស់នៅក្នុងថ្ងៃនេះហើយខ្ញុំនឹងប្រយុទ្ធជាមួយនឹងឯងរហូតដល់ស្លាប់ពេលនោះសំឡេងមួយក៏បានស្រែកថាតើអ្នកណាហ៊ានធ្វើបាបកូនប្រុសរបស់ខ្ញុំវិប្រហាចូលទៅជាមួយនឹងធម្មពលវិញ្ញាណបាក់សៃដ៏ធំសម្បើកឌឹមខ្ទេចយីចុងនៀនក៏បានខ្ទេចប៉ាមកខាងក្រោយឯងពិតជាហ៊ានមែនដែលវាកូនប្រុសរបស់ខ្ញុំតែមិនគោរពថាខ្ញុំគឺជាចៅហ្វាយនៅទីនេះទេនឹងហើយគាត់គឺជាឪពុករបស់យុនហ្វេដែលមានឈ្មោះថាយីធានពេងដែលស្ថិតនៅក្នុងកម្រិតអាណាចក្រផែនដីដំណាក់កាលពាក់កណ្ដាលពេលនោះយីចុងនៀនក៏បានងើបឡើងមកវិញបន្តិចយីធានពេងទោះបីជាឯងជាលោកម្ចាស់នៃគ្រូសាយីក៏ដោយប៉ុន្តែឯងវាលំអៀងពេញចិត្តតែកូនប្រុសរបស់ឯងតែប៉ុណ្ណោះថែមទាំងពេលនេះយុនហ្វេបានធ្វើបាបគ្រូសាយីទាំងមូលទៀតផងយីធានពេងក៏បានសួរតែកូនប្រុសរបស់ខ្ញុំបានធ្វើអ្វីត្រូវហើយជាការពិតណាកូនប្រុសរបស់ឯងបានប្រព្រឹត្តនៅក្បាច់គុណផ្ទាល់ខ្លួនរបស់គេបំបាក់ដៃជើងកូនប្រុសគ្រូសាឈិនទ្រាំស្ដាប់លេងបានពុករបស់យុនហ្វេក៏បានទាមម្ដាយផាំងកណ្ដាលមុខយីចុងនៀនលន់សូតែផាច់វិលខ្ញាល់លូនជង្គង់ម្ដងទៀតងើបឡើងមកវិញយីធានពេងចាំមើលតើឯងអាចការពារកូនប្រុសរបស់ឯងបានយូរប៉ុន្មានទៀតធ្វើអ្វីមិនបានក៏បាននាំកូនប្រុសកម្មាប់របស់គេត្រឡប់ទៅវិញកូនប្រុសតើមានរបួសត្រង់ណាទេពេលនោះយុនហ្វេក៏បានរត់ចូលទៅអោបឪពុករបស់គាត់យំផងនិយាយផងវាពិតជាល្អណាស់ដែលខ្ញុំបានជួបពុកម្ដងទៀតកូនប្រុសកូនអោបពុកបែបនេះពិបាកនិយាយខ្លាំងណាស់ថយចេញមកវិញបន្តិចបានពុកដោយសារតែខ្ញុំត្រេកអរខ្លាំងពេកខណៈពេលនោះសំឡេងរបស់ក្មេងស្រីម្នាក់ក៏បានស្រែកបន្លឺឡើងលោកគ្រូពេលនេះលោកគ្រូបានត្រឡប់មកវិញហើយត្រេកអរខ្លាំងពេកក៏បានលោតទៅអោបយុនហ្វេជាប់គាត់ក៏បាននិយាយបានហើយលេខខ្ញុំសិនទៅដែលនាងមានឈ្មោះថាសៀវអឺមិនទោះពីឃើញនាងអោបកូនប្រុសរបស់គាត់ធ្វើឲ្យគាត់ក៏បានក្រហែមបន្តិចសៀវអឺបន្ទាប់ពីទម្លាក់ខ្លួនចុះមកវិញក៏បានលីរណាត់ឌឺយុនហ្វេក៏បានចាប់ក្បាលរបស់នាងលេងបន្តិចបែកគ្នាមិនទាន់បានយូរប៉ុន្មានផងនាងមានកម្លាំងធម៌ពលខ្លាំងក្លាបែបនេះដោយឪពុករបស់គាត់ក៏បានខាត់ពួកនេះទាំងពីរបានហើយឈប់ប្រឡែងគ្នាទៅពេលនោះក៏បានឃើញមនុស្សពីរនាក់គ្រានៅព្រឹត្តិការណ៍ទី2នៃគ្រូសាយីដើរចូលមករំភើបយ៉ាងខ្លាំងយុនហ្វេបានត្រឡប់មកវិញហើយខ្ញុំបានឮមកថាសរសៃវិញ្ញាណក្បាច់គុណរបស់អ្នកបានជាសះស្បើយតើវាគឺជាការពិតមែនទេដែលធ្វើឲ្យឪពុករបស់គាត់ក៏បានភ្ញាក់ផ្អើលយុនហ្វេធម៌ពលវិញ្ញាណក្បាច់គុណរបស់កូនត្រឡប់មកវិញមែនទេបាទត្រូវហើយលោកពុកលោកតាទី2ពេលនេះធម៌ពលក្បាច់គុណរបស់ខ្ញុំត្រូវបានស្ដារឡើងវិញយ៉ាងពេញលេញចាប់ពីពេលនេះតទៅគ្មាននរណាហ៊ាននិយាយអាក្រក់ពីខ្ញុំទៀតនោះទេនៅពេលនោះពុករបស់គាត់ក៏បានសប្បាយចិត្តយ៉ាងខ្លាំងពិតជាស័ក្តិសមនឹងខ្លាយជាកូនប្រុសដ៏ល្អរបស់យីធានពីងខ្ញុំមែននេះរកគ្នានៅទីនោះក៏បានរំភើបជំនួសផងដែរលបងយុនហ្វេពេលនេះបងបានត្រឡប់មកខ្លាំងម្ដងទៀតហើយត្រូវហើយខ្ញុំយីយុនហ្វេបានត្រឡប់មកវិញក្រឡេកមកសាលប្រជុំនៃគ្រូសាយីដែលយុនហ្វេបានរៀបរាប់ប្រាប់ឪពុករបស់គាត់ខឹងយ៉ាងខ្លាំងច្បាច់ពេញតែបែកខ្ចាយថាយ៉ាងម៉េចយីចុងនៀនបានខົບខិតជាមួយនឹងគ្រូសាឈិនហើយនឹងគ្រូសាស៊ីត្រូវហើយពុកខ្ញុំបានប្រមូលផុតតាំងបានមួយចំនួនចាប់តាំងពីកូនបានបាត់បង់នៅធម្មពលវិញ្ញាណក្បាច់គុណធ្វើឲ្យពួកគេបានចង់បានតំណែងមួយនេះប៉ុន្តែពួកគេមិនគួរណាទៅខົບខិតជាមួយនឹងគ្រូសាឈិនហើយនឹងគ្រូសាស៊ីនោះទេដែលធ្វើឲ្យពួកគេកំពុងតែលេងជាមួយនឹងភ្លើងហើយដុតខ្លួនឯងនៅក្នុងទីក្រុងយិនយឺយើងនេះមាននៅគ្រូសាធំ4គ្រូសាឈិនគ្រូសាស៊ីគ្រូសាយីហើយនឹងគ្រូសាលូមិនដែលមានចំនួននឹងគ្នារយៈពេលជាច្រើនឆ្នាំមកហើយប៉ុន្តែមានគ្រូសាមួយដែលមានផ្នែកចតាចង់លេបយកគ្រូសា3ផ្សេងទៀតយុនហ្វេក៏បានបន្តប្រាប់ពុករបស់គាត់យីចុងនៀនហ៊ានវាប្រហារខ្ញុំដោយបើកចំហវាប្រកាសជាមានព្រឹត្តិការណ៍ម្នាក់ណាដែលនៅក្នុងគ្រូសារបស់យើងនៅខាងគាត់ដូច្នេះកិច្ចប្រជុំធំរបស់គ្រូសាយីនៅ3ថ្ងៃខាងមុខពុកត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់មិនអីនោះទេពុកបានធ្វើជាមេគ្រូសាអរយៈពេលជាច្រើនឆ្នាំមកហើយមាននៅយុទ្ធសាស្ត្រក្បាច់គុណដែលអាចការពារខ្លួនបានត្រូវឲ្យកូនប្រុសហេតុអ្វីបានជាធម្មពលវិញ្ញាណក្បាច់គុណរបស់កូនឆាប់ជាសះស្បើយម្ល៉េះសំឡឹងមើលមុខបន្តិចបន្ទាប់ពីដឹងថាយុនហ្វេមិនចង់និយាយប្រាប់គាត់ក៏មិនដេញដោលទីនោះទេវាល្អហើយឲ្យតែកូនបានត្រឡប់មកដូចដើមវិញការប្រកួតដណ្ដើមជើងឯកនឹងធ្វើឡើងនៅ3ថ្ងៃខាងមុខទៀតយីចុងនៀនពិតជាឲ្យកូនប្រុសច្បងរបស់គេយីឡៃកំណត់គោលដៅទៅលើកូនជាមិនខានហើយយីឡៃប្រហែលជាបានទម្លាក់ទៅកម្រិតទី8នៃការបន្សុទ្ធរាងកាយរួចរាល់ហើយពេលនោះយុនហ្វេក៏បាននិយាយកុំព្រួយបារម្ភអីពុកខ្ញុំប្រកាសជានឹងយកឈ្នះនៅក្នុងការប្រកួតក្នុងរយៈពេល3ថ្ងៃខាងមុខនេះពុកកម្រិតធម្មពលដាំដុះរបស់ពុកត្រូវបានជប់គៀងពាក់កណ្ដាលដំណាក់កាលនៃអាណាចក្រផែនដីវាប្រហែលជា7ឆ្នាំមកហើយប្រសិនបើខ្ញុំចម្រាញ់ថ្នាំគ្រប់កម្រិតទី3បានជោគជ័យវានឹងអាចជួយពុកទម្លាក់ទៅកម្រិតបន្ទាប់ទៀតដោយយីធានពីងគាត់មិនមានសង្ឃឹមនោះទេអ្វីដែលកូននិយាយគឺត្រូវប៉ុន្តែថ្នាំគ្រប់វិញ្ញាណកម្រិតទី3គឺពិបាករកខ្លាំងណាស់ថែមទាំងមានតម្លៃខ្ពស់ទៀតផងគ្រូសាយីរបស់យើងមិនមានសមត្ថភាពទិញនោះទេបានហើយបំភ្លេចវាចោលទៅពុកលេងខ្វល់ទៀតហើយយុនហ្វេក៏បាននិយាយវាគ្រាន់តែជាគ្រាប់ថ្នាំវិញ្ញាណកម្រិតទី3តែប៉ុណ្ណោះវាគ្មានអ្វីពិបាកសម្រាប់ខ្ញុំនោះទេពុកតើហាងលក់ឱសថដ៏ធំជាងគេនៅក្នុងទីក្រុងរបស់យើងនៅឯណាហាងលក់ឱសថវាពេទ្យណាគឺគ្រប់គ្រងដោយគ្រូសាលីងស៊ីងហ្វឹងទោះបីជាពួកគេមានឱសថគ្រឿងផ្សំទាំងអស់នោះក៏ដោយប៉ុន្តែពួកគេចង់រកស៊ីជាមួយតែអ្នកជំនួយដែលខ្លាំងប៉ុណ្ណោះប្រភពដើមម្ចាស់ដែលបានគ្រប់គ្រងនៅទីនោះគឺអាចកំបាំងខ្លាំងណាស់ថែមទាំងពិបាកទប់ទល់ជាមួយនឹងបច្ចេកទេសកូនកំបិតរបស់គេទៀតផងយុនហ្វេក៏បានបន្តសួរតើបច្ចេកទេសកូនកំបិតរបស់គេខ្លាំងក្លាមែនទេពុកមិនអាចបញ្ជាក់ការពិតបាននោះឡើយដូច្នេះកូនត្រូវតែទៅសាកល្បងដោយខ្លួនឯងយុនហ្វេមកមែនពេលនេះកំពុងតែឈរនៅមុខហានឈៀងស៊ីងហ្វឹងបន្ទាប់មកក៏
បានដើរចូលមកដល់ខាងក្នុងពិតជាប្រណិតមែនមានមនុស្សជាច្រើននៅទីនោះដោយនារីម្នាក់ក៏បានមកសួរនេះប្រតែចង់ទិញអ្វីដែរបាទខ្ញុំចង់ទិញនៅគ្រឿងផ្សំឱសថមួយចំនួននារីម្នាក់នោះក៏បាននិយាយប្រាប់ដំបងលោកត្រូវតែបង្ហាញនៅឈ្មោះឱសថដែលលោកត្រូវការទិញបន្ទាប់មកបង្ហាញបញ្ជីឈ្មោះដែលលោកបានកត់ឲ្យទៅលោកលូដែលគាត់កំពុងតែអង្គុយរងចាំនៅខាងក្នុងបន្ទាប់ពីដល់វេនរបស់យុនហ្វៃគាត់ក៏បានដកនៅបញ្ជីឈ្មោះប្រកល់ទៅឲ្យអ្នកគ្រប់គ្រងតើឱសថដែលខ្ញុំត្រូវការមានតម្លៃប៉ុន្មានអាប៉ែអ្នកគ្រប់គ្រងម្នាក់នោះមានឈ្មោះថាលូដានបន្ទាប់ពីយកមកអានធ្វើគេក៏បានភ្ញាក់ផ្អើលទៅវាអាចទៅរួចដោយរបៀបណាឥតប្រយោជន៍សម្លឹងទៅមើលមុខយុនហ្វឹងបន្តិចធ្វើឲ្យគាត់ក៏បានស្គាល់ឯងគឺជាអាសម្រាមនៃគ្រូសាយីមែនទេឱសថទាំងអស់នេះមិនមែនជាវិជ្ជាបញ្ជានោះទេវាគឺជាថ្នាំពុលកូនចៅអូអាសម្រាមនេះចេញទៅវិញភ្លាមទៅធ្វើឲ្យយុនហ្វៃក៏បានថាតើគ្រូសាលូមកគ្រប់គ្រងហាងឱសថឈីងស៊ីងហ្វឹងតាំងពីពេលណាលូដានក៏បានទាស់តុកមួយដៃងើបឡើងត្រូវហើយខ្ញុំគឺជាអ្នកទទួលខុសត្រូវនៅទីនេះខ្ញុំកំពុងតែកំណត់គោលដៅមនុស្សសម្រាប់ដូចជាឯងចង់អល់ទ្រង់យុនហ្វឹងញយពេកក៏បានស៊ីមួយកំភ្លៀងលន់សុទ្ធតែផាច់ស្រែកចាយខ្ទេចប៉ាំងទៅខាងក្រោយវិញដែលធ្វើឲ្យគាត់ក៏បានខឹងយុនហ្វៃហើយហ៊ានធ្វើបាបមនុស្សនៅក្នុងហាងឱសថឈីងស៊ីងហ្វឹងផងយុនហ្វៃក៏បាននិយាយបញ្យល់ប្រាប់ពួកគេអ្នកដែលមានជំនាញខាងឱសថថ្នាំនៅក្នុងហាងឈីងស៊ីងហ្វឹងបែរជាមិនយល់រូបមន្តថ្នាំគ្រប់វិញ្ញាណកម្រិតទាបបែបនេះវាហាក់ដូចជាហាងឱសថឈីងស៊ីងហ្វឹងល្បីតែឈ្មោះតែគ្មានខ្លឹមសារដែលធ្វើឲ្យអពៈកតឺលូដាក៏បានបញ្ចេញនៅយុទ្ធសាស្ត្រក្បាច់គុណរបស់គាត់ឡើងមកឈប់ត្រង់នឹងឲ្យអាសម្រាមខណៈពេលនោះនៅជាន់ទី2នារីម្នាក់ក៏បានទះដៃផាច់យុនហ្វៃក៏បានចាប់អារម្មណ៍សម្លឹងទៅបញ្ចេញនៅផ្លិតរបស់នាងបិទនឹងទ្រូងឲ្យនិយាយពិតជាហ៊ានមែនដែលនិយាយថាហាងឱសថឈីងស៊ីងហ្វឹងរបស់ខ្ញុំល្បីតែឈ្មោះសម្រាប់ខ្លួនចុះមកខាងក្រោមដែលធ្វើនាងរស់គ្នាបើកភ្នែកលើចំហមាត់ពិតជាស្រស់ស្អាតមែនដែលនាងគឺជាម្ចាស់នៅទីនេះឈ្មោះថាសៀវឈូឈូអាកតឺក៏បានប្រញាប់រត់ចូលមករាយការណ៍នាងគឺជាគេសម្លឹងមុខបន្តិចអាកតឺក៏បានឈប់ដែលពេលនោះសៀវឈូឈូក៏បានប្រើផ្លិតរបស់នាងវាអាកតឺផាច់ខ្ទេចប៉ាំងស្ដោកទៅខាងក្រោយវាមិនទាន់ដល់វេនរបស់នាងដែលត្រូវលូកមាត់នោះទេបើកផ្លិតបិទមុខបន្តិចដើរចូលទៅខាងមុខយុនហ្វៃពេលនោះក៏បានប្រាប់ការភ្នែកព្រានរបស់គាត់សម្លឹងទៅនាងញញឹមបន្តិចព្រោះដឹងថានៅក្នុងរាងកាយរបស់នាងកំពុងតែមានជាតិពឹសវានឹងធ្វើឲ្យអ្វីៗកាន់តែងាយស្រួលហើយឈូនាងក៏បាននិយាយខ្ញុំពិតជាសោកស្ដាយណាស់ដែលអ្នកគ្រប់គ្រងហាងឱសថរបស់ខ្ញុំធ្វើការមិនបានល្អអញ្ចឹងខ្ញុំសូមដោះស្រាយជាមួយនឹងអ្នកប្រុសខាងនេះសិនសូមអញ្ជើញអ្នកទាំងអស់គ្នាត្រឡប់ទៅមុនដែលធ្វើឲ្យយុនហ្វៃក៏បានដឹងនាងគឺជាម្ចាស់នៅទីនេះឈ្មោះថាសៀវឈូឈូរហ័សនាងទេពអសរកំបិតអាត់កំបាំងនាងក៏បានញញឹមតបទៅវិញបើខ្ញុំចាំមិនខុសនោះទេលោកគឺជាអ្នកប្រុសនៃគ្រូសាយីពេលនោះនាងក៏បានបញ្ចេញនៅប្រដាប់គិតលេខខ្ញុំមិនខ្វល់ថាលោកមកនេះមានគោលបំណងអ្វីនោះទេប៉ុន្តែពេលនេះខ្ញុំប្រញាប់លោកបានធ្វើឲ្យខូចខាតសរុបទាំងអស់មានចំនួន3321កាក់មាសយុនហ្វៃក៏បានក្រវែងចេញបន្តិចខ្ញុំគ្មានប្រាក់នោះទេបើអញ្ចឹងមានតែលោកមកទីនេះដើម្បីបង្កបញ្ហាលោកពិតជាមនុស្សមិនល្អនោះទេបើអញ្ចឹងខ្ញុំនឹងបង្រៀនអ្នកឲ្យស្គាល់ថ្នាំខ្លាំងម្ដងសម្រាប់ចូលយ៉ាងលឿនជាមួយនឹងផ្លិតនៅក្នុងដៃរបស់នាងវាប្រហារចេញទៅដែលស្រួលដូចជាកំបិតយុនហ្វឹងក៏បានព្យាយាមកិច្ចពេលនោះនាងក៏បានលើកជើងល្វែងរបស់នាងដាក់ទៅលើស្មារបស់យុនហ្វឹងលោកបិទភ្នែកបែបនេះអ៊ីនខ្ញុំមិនទេយកដៃក្រវែងជើងរបស់នាងចេញប្រាំរៀមពីចុចជីបចោលទៅលើចង្កេះរបស់នាងកម្លាំងឈីដែលបានជាប់នៅក្នុងរាងកាយរបស់នាងគឺខ្លាំងក្លាណាស់ចាប់ទាញដៃរបស់នាងបត់មកខាងក្រោយជន់នៅកែងជើងបន្តទាស់ពី3ដៃទីទៅលើចង្កេះរបស់នាងពេលនេះជាតិពុលបានកកជាប់ដែលធ្វើឲ្យកម្លាំងធម្មពលរបស់នាងបានចុះខ្សោយអាឡាតខ្លួនមកខាងលើបន្តិចបន្តបន្លាស់ទីចូលទៅចុចជីបចោលទៅលើទ្រូងរបស់នាងខ្ទាតប៉ាមកខាងក្រោយបន្តិចនាងនៅតែព្យាយាមសម្រុកចូលទៅវាប្រហារម្ដងទៀតគប់ចេញនៅចំហាយធម្មពលផ្លិតចូលទៅវាប្រហារយុនហ្វៃបន្ទាប់ពីឃើញបែបនោះក៏បានបន្លាស់ទីកិច្ចចេញរត់ចូលយ៉ាងលឿនចាប់ដៃរបស់នាងទាញចូលទាស់មួយដៃទៅលើទ្រូងដែលធ្វើឲ្យនាងបានក្អកឈាមចេញមកយុនហ្វៃដាក់ដៃធ្វើការគោរពគូសមឲ្យខ្ញុំសុំទោសផងដែលដៃធ្ងន់ខណៈពេលនោះព្រឹទ្ធាចារ្យហួងក៏បានបញ្ឆេះនៅយុទ្ធសាស្ត្រក្បាច់គុណរបស់គាត់ឡើងមកដោយមានការព្រួយបារម្ភពីនាងរបស់គាត់បំរុងនឹងបើកការវាប្រហារទៅហើយឈូក៏បានខាត់ឈប់សិនពេលនេះកម្លាំងឈីរបស់ខ្ញុំបានប្រសើរឡើងគួរឲ្យកត់សម្គាល់តើលោកគឺជានរណាមកទីនេះមានគោលបំណងអ្វីយុនហ្វៃក៏បានប្រាប់ថាខ្ញុំអាចព្យាបាលជំងឺរបស់នាងបានក៏អាចធ្វើឲ្យនាងទម្លុះទៅកាន់កម្រិតបន្តបន្ទាប់បានដែរបញ្ចេញនៅផ្លិតរបស់គាត់ឡើងមកអាស្រ័យលើនាងជឿខ្ញុំឬអត់ឈូនាងលេងគិតច្រើនទៀតហើយអញ្ជើញអ្នកប្រុសយីចូលទៅផឹកតែជាមួយនឹងខ្ញុំមួយពេងក្រឡេកមកក្នុងទីប្រជុំជននៅឈៀងលូនាងកំពុងតែកាន់នៅប្រអប់មួយសម្លឹងចុះឡើងនេះគូទៅដើរដែលត្រឹមត្រូវមែនទេត្រឡប់ចុះត្រឡប់ឡើងនៅតែរកទៅដើរមិនទាន់ឃើញច្បាស់លាស់សម្លឹងទៅខាងមុខបន្តិចសង្ស័យតែផ្លូវមួយនេះហើយដើរដំរងទៅស្ដាប់ឮនៅបរិះពីរនាក់កំពុងតែនិយាយគ្នានៅក្រលៀតជាងហាក់បីដូចជាពួកគេកំពុងតែដោះដូរនៅអសតមកកញ្ចប់$10 $20 អត់មាននិយាយលេងនោះទេដោយបរិះម្នាក់ក៏បាននិយាយប្រាប់ថាប្រញាប់រាយការណ៍ទៅប្រាប់លោកម្ចាស់របស់ឯងភ្លាមទៅពួកចាស់ព្រឹត្តិការណ៍របស់ខ្ញុំច្បាស់ជាកំចាត់យីធានពីងក្នុងរយៈពេល3ថ្ងៃខាងមុខទៀតដូច្នេះមិនចាំបាច់ឲ្យលោកម្ចាស់ឈានមានការព្រួយបារម្ភនោះទេកាត់មកក្នុងផ្ទះគ្រូសាឈីងស៊ីងហ្វឹងដែលកញ្ញាឈូបានអញ្ជើញយុនហ្វៃមកផឹកតែខ្ញុំមិននឹកស្មានថាអ្នកប្រុសយីនៅក្មេងបែបនេះមានសមត្ថភាពដ៏អស្ចារ្យបានហើយខ្ញុំមិនអូបន្លាយពេលយូរនោះទេចូលពួកយើងនិយាយពីកិច្ចសហការគ្នាវិញល្អជាងលោកពិតជាអាចព្យាបាលជំងឺរបស់ខ្ញុំបានមែនទេប្រកាសណាស់ហើយចូលនាងគិតច្បាស់ហើយឬនៅដោយពេលនោះព្រឹទ្ធាចារ្យហួងនៅតែមិនជឿជាក់ទៅលើយុនហ្វៃប្រសិនបើឯងហ៊ានបោកប្រាស់គ្រូសាឈីងគ្រូសាធំទាំងអស់នៅក្នុងក្រុងយិនយូនឹងមិនលើកលែងឲ្យគ្រូសាយីនោះទេយុនហ្វៃក៏បានហុចនៅបញ្ជីឈ្មោះអសតដែលគេបានកត់ទុកប្រសិនបើលោកព្រឹទ្ធាចារ្យមិនជឿអាចយកទៅពិនិត្យមើលបានចាប់កាន់យកមកមើលអានបន្តិចភ្ញាក់ផ្អើលយ៉ាងខ្លាំងហ៎បដូរទឹកមុខទៅជារីករាយត្រេកអរយ៉ាងខ្លាំងវាពិតជាអស្ចារ្យមែនគ្រឿងផ្សំបែបនេះមានលក្ខណៈសម្បត្តិដាច់ដោយឡែកពីគ្នាប៉ុន្តែវាមានឥទ្ធិពលអាចរួមបញ្ចូលជាមួយនឹងគ្នាបានដែលអាចជួយពង្រឹងមូលដ្ឋានគ្រឹះអ្នកហ្វឹកហាត់ក្បាច់គុណវាពិតគឺជារូបមន្តកំណត់ទ្របដ៏កម្រមួយលើសពីនេះទៀតវាអាចជួយសម្អាតនៅជាតិពុលនៅក្នុងរាងកាយរបស់អ្នកហ្វឹកហាត់ក្បាច់គុណបានផងដែរនិងអាចជំនួយទៅដល់ការដាំដុះ
ស់របស់ពួកគាត់ដែលធ្វើឲ្យព្រឹទ្ធាចារ្យហួងរឹតតែសប្បាយចិត្តថ្នាំកម្រនេះនាងវាគឺជារូបមន្តពិតយុនហ្វឹងក៏បានបញ្ជាក់ប្រាប់ទៀតថាបើចម្រាញ់បានជោគជ័យនឹងធ្វើឲ្យទីផ្សារហាងរបស់នាងកាន់តែធំទូលំទូលាយឱកាសបានមកដល់ហើយឈូត្រូវតែក្តាប់យកនិយាយលេខខណ្ឌមកតើលោកចង់បានអ្វីបាទខ្ញុំជួយចិត្តនិយាយត្រង់ហើយសាមញ្ញបំផុតខ្ញុំចង់សហការជាមួយនឹងហាងរបស់នាងដើម្បីអភិវឌ្ឍរូបមន្តមួយនេះការបែងចែកប្រាក់ចំណេញ50ដែលធ្វើឲ្យព្រឹទ្ធាចារ្យហួងមិនយល់ស្របនោះទេលោកចំណាយតិចតែចំណេញច្រើនពេលនោះកញ្ញាឈូក៏បានខត់ព្រឹទ្ធាចារ្យហួងបានហើយចំណែកនេះប្រុសយីអាចទទួលបានប្រាក់ចំណេញជារៀងរាល់ខែចាប់ពីពេលនេះតទៅចំពោះអសត់មួយចំនួនដែលលោកត្រូវការអាចចូលទៅយកនៅក្នុងហាងរបស់ខ្ញុំបានហើយប្រាក់ចំណេញខ្ញុំនឹងផ្ញើទៅជារៀងរាល់ខែដល់ផ្ទះរបស់លោកផ្ទាល់យុនហ្វៃក៏បានញញឹមបន្តិចល្អសហការរីករាយប៉ុន្តែខ្ញុំចង់បានប្រាក់មួយចំនួននៅលើនេះឈូមិនបដិសេធនោះទេខ្ញុំនឹងឲ្យលោកមើលថ្មវិញ្ញាណដែលវាបានផ្ទុកនៅក្នុងចិញ្ចៀនអវកាសមួយនេះគឺជាអំណោយផ្ទាល់ខ្លួនរបស់ខ្ញុំដែលបានជូនទៅលោកយុនហ្វៃញញឹមបន្តិចត្រេកអរយ៉ាងខ្លាំងបិទមាត់មិនចិត្តនោះទេនាងសៀវពិតជាមានចិត្តទូលាយចាប់តាំងពីពួកយើងបានសហការប្រតិបត្តិការកិច្ចព្រមព្រៀងជាមួយនឹងគ្នាធ្វើការគោរពអរគុណពេលនេះខ្ញុំមិនរំខានទីនោះទេឈូនាងក៏បានខត់ឈប់សិនតើលោកមានភ្លេចអ្វីមួយដែរទេបាទសម្រាប់គ្រឿងផ្សំឱសថដែលព្យាបាលជំងឺរបស់នាងវាមានផ្លែឈើយានលៀងចំនួន10ដើមស្មៅធានស៊ឺចំនួន30ដើមនិងសម្បកដើមឈើបេសាយចំនួន3ប្រទេសចុងក្រោយគឺដើមឈើក្រអូប2មេឃបន្ទាប់មកយកគ្រឿងផ្សំឱសថទាំងអស់នេះទៅលាយជាមួយនឹងរូបមន្តដែលខ្ញុំបានប្រគល់ឲ្យមិនចាំបាច់ភ័យថាខ្ញុំបោកនោះទេបងអូនស្រីរយៈពេល3ថ្ងៃនឹងដឹងលទ្ធផលហើយតែពេលនេះនាងក៏បានរអ៊ូនេះប្រុសយីពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់បន្ទាប់ចេញពីគ្រូសាឈីងពេលនោះយុនហ្វៃក៏បានដើរនៅតាមផ្លូវដោយមិនបានសង្កេតមើលទៅបុកប៉ាកញ្ញាឈីងលូធ្វើនាងក៏បានភ័យបន្តិចទប់លំនឹងមិនជាប់ហៀបនឹងដួលទៅហើយយុនហ្វៃក៏បានគ្រាចង្កេះរបស់នាងជាប់អៀនបន្តិចឈីងលូតើនាងមកធ្វើអ្វីទីនេះពេលនោះនាងក៏បានបញ្ញាប្រាប់ពីផែនការរបស់ព្រឹទ្ធាចារ្យនៅក្នុងគ្រូសាយីដែលពួកគេបានខົບខិតជាមួយនឹងគ្រូសាឈិនយុនហ្វៃបានដឹងមុនហើយប្រាប់នាងកុំឲ្យព្រួយបារម្ភអីខ្ញុំត្រៀមខ្លួនរួចរាល់ហើយប៉ុន្តែនាងនៅតែចង់ជួយយុនហ្វៃក៏បានបដិសេធខ្ញុំមិនចង់ឲ្យនាងចូលមកក្នុងរឿងនេះនោះទេដោយសារតែខ្ញុំអាចដោះស្រាយជាមួយនឹងពួកគេទាំងអស់នោះបានឈីងលូទៅតែនឹកឃើញខ្ញុំស្ទើរតែភ្លេចទៅហើយនេះគឺជាគ្រាប់ថ្នាំយិនស៊ីនមៀពណ៌ស្វាយដែលខ្ញុំបានតាំងចិត្តយកមកប្រគល់ឲ្យបងយុនហ្វៃមាត់លឿនដៃរហ័សក៏បានទៅចាប់ដៃរបស់នាងជាប់បរិយាកាសពេលនោះឡើងរ៉ូមែនទិកតែម្ដងប៉ុន្តែមិនបានសេចក្តីសុខយូរនោះទេដោយសារតែមានលោកយាយម្នាក់ក៏បានអុកដំបងរបស់គាត់ផ្សាយភេទនៃចំហាយថាមពលចូលមកវាប្រហារដែលធ្វើឲ្យយុនហ្វៃក៏បានប្រញាប់ហត់ទៅទាត់មួយជើងផាំងផ្ទុះដឹមទម្លាក់ខ្លួនចុះមកក្រោមវិញលោកយាយម្នាក់នោះក៏បានបន្តសម្រុកចូលមកម្ដងទៀតជាមួយនឹងដំបងអ្នករាយរបស់គាត់ប៉ុន្តែត្រូវបានឈីងលូបន្លាស់ទីយ៉ាងលឿនចូលមកកាក់មុខបានហើយលោកយាយឡុងដែលធ្វើឲ្យគាត់ក៏នៅតែខឹងអាលអិតបើឯងហ៊ានប៉ះពលនឹងនាងរបស់យើងម្ដងទៀតខ្ញុំនឹងបំបាក់ដៃទាំងពីររបស់ឯងចោលជាមិនខានតែពេលនោះឈីងលូក៏បានបន្លំសម្លេងបន្តិចឈប់ទៅលោកយាយឮខ្ញុំនិយាយទេយុនហ្វៃពេលនេះភ័យខ្លួនហើយលោកយាយចំណាស់នៅក្បែរឈីងលូពិតជាគួរឲ្យខ្លាចខ្លាំងណាស់តែពេលនោះឈីងលូក៏បាននិយាយសុំទោសយុនហ្វៃក៏បានតបខ្ញុំនោះទេដែលជាអ្នកនិយាយសុំទោសឈីងលូខ្ញុំត្រូវតែធ្វើការរៀបចំខ្លះសម្រាប់ការប្រគល់ប្រជែងនៅក្នុងតកូលគ្រួសាររបស់ខ្ញុំដូច្នេះក្នុងរយៈពេលប្រហែលថ្ងៃនេះខ្ញុំរវល់ខ្លាំងណាស់មិនបានទៅជួបនាងនោះទេដោយទង្វើនឹងសម្ដីរបស់នាងទាំងពីរធ្វើឲ្យលោកយាយឡុងក៏បានដឹងគ្រោះវិក្បាលកាត់មកពេលប្រឡប់នៃគ្រូសាយីនៅក្នុងផ្ទះបាយតែពេលនោះសៀវអឺនឹងកំពុងតែមើលនៅរូបមន្តមិនដឹងធ្វើអ្វីនោះទេការប្រកួតនៃតកូលគ្រូសាយីជិតចាប់ផ្ដើមហើយខ្ញុំនឹងបង្ហាញពីសមត្ថភាពនៃជំនាញពិតប្រាកដរបស់ខ្ញុំនឹងហើយមិនច្បាស់ថានាងកំពុងតែចម្រាញ់ថ្នាំឬក៏ធ្វើម្ហូបនោះទេដែលនាងបានចាប់កាន់ត្រីហើយនឹងអណ្ដើកផ្សំជាមួយលឹងជ្រូកហើយនឹងលឹងគោដាក់ចូលទៅក្នុងឆ្នាំងតែមួយកូរវាឲ្យសព្វតែពេលនេះសភាពទាបាយគឺវាបាក់មើលតែម្ដងឡើងរញ៉េរញ៉ៃពេញនឹងនៅមានដង្កូវនាងមួយមុខទៀតដូច្នេះខ្ញុំត្រូវទៅជីកវានៅទីធ្លាខាងមុខរួចហើយនាងក៏បានដើរទៅយកកញ្ច្រែងខណៈពេលនោះក៏មានបរិសម្នាក់បានលួចចូលមកតាមទ្វារចាប់មូលកសៀអឺលឺសូតែក្រែមិនដឹងថាស្លាប់ឬក៏រស់នោះទេសាច់រឿងពីរភាគរបស់យើងក៏ត្រូវបានបញ្ចប់ចាប់ផ្ដើមនឹងសាច់រឿងនៅក្នុងទីលានប្រកួតនៃគ្រូសាយីយើងក៏បានឃើញព្រឹទ្ធាចារ្យធំៗនៃគ្រួសារកំពុងតែអង្គុយនៅកៅអីកិត្តិយសដោយយុវជនជាច្រើនក៏បានចូលរួមនៅក្នុងការប្រកួតមួយនោះផងដែរបន្លឺសំឡេងឡើងលង្កោរំពងសម្រាប់យីធីនពេងអ្នកទាំងអស់គ្នាស្គាល់រួចរាល់ហើយដែលគាត់គឺជាមេគ្រូសាយីបន្ទាប់មកព្រឹទ្ធាចារ្យទី1ទី3ហើយនិងទី5ដោយព្រឹទ្ធាចារ្យទី2ក៏បាននិយាយថាមានមនុស្សជាច្រើនដែលមានទេពកោសល្យបានលេចឡើងនៅក្នុងការប្រកួតនៅទីនេះព្រឹទ្ធាចារ្យទី4ក៏បាននិយាយវាពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់នៅក្នុងឆ្នាំនេះយីធីនពេងដែលជាមេគ្រូសាក៏បានងើបឡើងដើរសម្ដេចទៅខាងមុខបន្តិចហើយក៏បានប្រកាសការជួបជុំប្រចាំឆ្នាំរបស់គ្រូសាយីនិងចាប់ផ្ដើមជាមួយនឹងការប្រកួតក្បាច់គុនសម្រាប់យុវជនចំនួនក្រោយអ្នកឈ្នះនឹងក្លាយទៅជាសិស្សស្នូលរបស់គ្រូសាយីហើយទទួលបានការបណ្ដុះបណ្ដាលយ៉ាងពិសេសនៃគ្រូសាផងដែរក្នុងការប្រកួតហាមានចេតនាសម្រាប់នរណាម្នាក់ឲ្យសោះបើអ្នកទាំងអស់គ្នាយល់ហើយតោះចាប់ផ្ដើមដោយប្រូម្នាក់នោះក៏បានមូតជួមួយទំហឹងពឹងដល់អាម៉ាប់យីឈៀងពេលនេះកំពុងតែមានអំណួតក៏បានហត់ចូលទៅទីលានប្រកួតមុនគេបងអស់សូមគោរពបងប្អូនជាទីរាប់អានខ្ញុំយីឈៀងមិនសូវមានទេពកោសល្យខ្លាំងក្លានោះទេសង្ឃឹមអ្នកក្លាហានទាំងអស់គ្នាបន្ធូរដៃឲ្យផងមិនចេញដើរឡើងមកដែលធ្វើឲ្យយុវជននៅទីនោះក៏បានខ្សឹបខ្សៀវគ្នាថាយីឈៀងឥឡូវកាន់តែមានភាពល្អកតងខ្លាំងហើយដែលពេលនោះសៃស្អាតយីស៊ឺក៏បានស៊ូទៅយូមីងហើយអ្វីបានជាយុនហ្វៃមិនទាន់មកដល់ទៀតគាត់ក៏បានប្រាប់ថាត្រឹមតែសម្បត្តិយីឈៀងមិនចាំបាច់ដល់ដៃរបស់យុនហ្វៃនោះឡើយសមត្ថភាពត្រឹមខ្ញុំក៏អាចចាត់ការវាបានដែរដែលនៅក្នុងដៃហក់ចូលទៅលើស៊ីវៀនបញ្ចេញនូវយុទ្ធសាស្ត្រក្បាច់គុនរបស់គាត់ឡើងមកដែលពេលនេះគាត់ស្ថិតនៅក្នុងកម្រិតទី5នៃការចម្រាញ់រាងកាយហក់ចូលទៅវូអាម៉ាប់ក៏បានកាប់មួយដាវពើងធ្វើយូមីងក៏បានខ្ទាតដៃចេញពីដៃអាម៉ាប់ក៏បានថែមមួយរុនទៀតជើងចូលទ្រង់លន់សុទ្ធទៅឌឹបប៉ើងទៅខាងក្រោយធ្លាក់ពីលើស៊ីវៀនដែលធ្វើអាម៉ាប់ក៏បានសប្បាយចិត្តយ៉ាងខ្លាំងហា
ได้เป็นในวิบัติเชื่อมันดอกกับรัตติประมวยในการจำไรเรื่องกายยังคลังแต่เมียนนาเฮนตีดาริเต้ได้ช่วยปฏิจจที่บุญกับบันเป็นจัดอย่างคลังยี่เชียงมันเชื่อมากับรัตติประมวยอย่างฉับโรหะวีเป็นเจ้าจาเมนได้เป็นในเลือดไซเวียนมาปลุกประคุจิจรันจมูกนำปัจจัยกติกาใบได้รบกอดได้ปฏิจจที่บุญแต่ซามาเป็นได้ปีหมดได้ยี่จงเน้นเป็นนี่หลังแต่มันดองมันต่อไปลือปฏิจจที่รันมันซาคนปรบกอดตัวใบจีรูเรียงคนปรบกยังมันสังหาปันใต้สมรรถเพียบคือละอเชียงยุ่นไฟยี่เทียนปิงมันต่อไปลือเกมเมืองคนปรบกอดมันเป็นจัดอย่างคลังยี่จงเน้นในเยอะแค่กระจัดขยมพงยุ่นไฟเติบแต่เจสสบายในสดใสมีเงินขบายคนรบกอดบ่ไปเลยเต็มกับซอดเดตการรบกอดการปีมุนการประกอบไปเจในขนมไทยในขมิ้นนายอยู่ชนิดโคตรบ้านอุเตยี่จงเน้นแต่ประชังไอเลยเกตเลยสมรรถเพียบปัจจุบันแต่ปนนบักมีสมรรถเพียบมานุสมรำและทว่ายี่เทียนปิงข้างยังคลังเงือบเหล่าเป็นหนูปฏิจจที่บุญกับบานในเยตรหายเทียนปิงยุ่นไฟบางคลายแต่เจมนุษย์อัปรายหรือเยอะไปใบชนะมอกหายให้เกก่อนเลยมีสมรรถเพียบโครงการตัวบรรทุกดอกทุนโครงการตัวมรดกในครูซายีติดได้โดยชนะให้บันจากชมพิเภษาเจมวยหนึ่งปุ๊บปฏิจจจิจารเนี่ยในโครงตะโกรบยืงเวทแต่ดอสไลในโครงการประกุดไทยนี้มีแต่ละแต่พอชนิดแต่ปนอได้อาจจะตูนดำในครูซายีบานปฏิจจตีปีก็ได้จัดยังคลังออกเชื่อชรอดมวยเมื่อเติมปูในต่างออกเนี่ยกับปงแต่ทว่าบ่าวปกคนถึงปีนี้นี่หายสำหรับขยมันโยสรอบนุเต้ให้บินสุรีพ่อปฏิจจามเนี่ยนี่คือจีปฏิจจตีใบนุเต้ให้กอดกับบานเงือบล่างมันตอนในเย่ในห้าวจีปัญหาแต่ตรดอสไลใส่ประกาศคลังถาปูปฏิจจต่างออกในครูซามันสำรายเจ็ดจนเรื่องเรียนสนองในครูซายีล่างมาไว้ในโครงการประกุดไทยนี้เนี่ยน่าได้ประกุดชนิดหนึ่งเลือไซเวียนคลายแต่เจิงไอมันเนี่ยนู่นหนึ่งคลายจีเนสนองในครูซายีรัฐบาลเนี่ยรกเนี่ยเดินเนที่นู่นล้วนมดเป็นหนึ่งยี่เทียนปิงกับบานในเย่ปฏิจจที่ใบคอมเพล็กซ์หาโกงโปรชบอลในครูซายีคือจียุนไฟปันตาปฏิจจที่ใบมันขวานลายสบกปุ่มเมื่อบันเตยจีท่อมันดานนำใบยุติทอพระสันบ่ายุนไฟจองเดซาดำในดบอกอดตระแต่เห็นตัวโยกรอปัญหาประชมกเลือไซเวียนเป็นหนูปฏิจจที่ปีกับบานข้างยังคลังเงือบหลังไส้จีรัฐบาลจุ่มเงือจ่าจุริระบอกอดกับบานเรือลังมาไว้บันเตยรัฐบาลยี่เทียนปิงมีการปลุกบรมระยับโจตะเกลียก็แต่ปูปฏิจจที่แบบนี้ได้ยุนไฟเตอรู้เวียบานบางแห่งถาปูปฏิจจที่ออกบานสำรวจคลีรุยรอลหายเรายี่จงเน้นกับบานเงือบหลังแต่มาดองเนี่ยยุลเขาหายโดยซาแต่ปูปฏิจจที่ออกกดบานเกตดอนาคนในครูซายีระบบปุยืงตัวใบเนี่ยจีไม่ครูซาก็ดอยจะได้สำหรับจะระบบกรมจับปฏิจจามันไอบังเพียนบ้านอุเตยี่ทินปิงเป็นเนี่ยก็ได้จุดหลังโยมอแต่มันดองสตูวึงเจ้าตัวประชมกจมูกหนึ่งยี่จงเนียนได้ปฏิจจที่ใบกับบานในเยทายังไม่ได้หายี่เทียนปิงตอนนี้จงบังเป็นฉบับครูซายีเมนเต้ก็เลยมาบรรทุกเวทมนต์ครูซายีได้ยุนไฟเป็นในกำปงแต่ประทับโปลดับใบสลอทนำก้มนายจอลางที่เชนจมให้ทำโปลบรรจุแต่ขนมช่างมันแทมตีเบียกับบานใบล้างแต่ข้างเลือดลมห่อเป็นโนเยกับบานเคยกรอบทนามวิญญาณกับรัตติใบปีกรอบบันดาลจุแต่ขนมได้ระบบยุนไฟนำใบโยกชนิดยีไลเดสแต่ขนมกับรัตติปรำใบหากช่างกับเติมปรำประหยัดจมปัวผ่านการระบบยี่จงเนียนพองได้จีมวยหนึ่งกับรัตในการนำโดยเรียงกายปัจจุบันระบบขยมเมนจีกูประกอบจีมวยหนึ่งยีไลนูเตวิหารโดยเจ้าขยมตระตะเกตรูวิทิพเซงจีมวยหนึ่งปัจจัยเกตได้อาจบังเป็นจนล้อประหองในกำรัตการจำไรเรียงกายระบบขยมให้เอาไว้เด็กขยมเปิงบ้านในเลยนี่คือจีอำนาจประเลิงวิญญาณระบบอัตริสุเกียได้เป็นในกฎบันเจริญโยกกลมปีกับใบกุลในการนำนอมนายประเลิงวิญญาณนำใบบ่งรูปอำนาจถึงอ่อนนุ่มบรรจุตะขนมอาวุธได้ได้ลายให้บ้านทาคือจีกับใบกุลบรรจุเล็บประเลิงบางเพลงลางมาเวียนยุดไฟกับบ้านมันตอเกตพระยาการประกูประจัยบอกปราเมนูจับประดามเฮ้ยเวียนหนึ่งยืดเป้บักชมวัคคัดแบบธรรมดาโดยชนะเมียนแต่ปราปรานาอำนาจกลมปีเปรียที่ปรำบุญก้มได้จอหลังเลยใจในประเลิงวิญญาณระบบอัตริสุเกียหรือก็อัตริยี่ยุนไฟได้เป็นนกกระพงแต่วัคคัดจะมือทำมาปนบรรจุเล็บประเลิงเลยใจลางมันเตะสลับแต่เมียนริมเนี่ยกับบานรถไฟบักที่โจลหมอกวีโวให้เนี่ยเพราะในเนียงเสือบานโคลนกาไปยุบไม่ในคลองเทียบายให้ตระบันจับโคลนและเฟยยุนไฟเพียบเอาได้จังหวะออรุลิงก็เลยมาเมื่อเลือไซเวียนเวียนได้ยี่เชียงในแต่มันต่อชนิดในคลองการประกูดไอ้โปรมจดใจมันเต้ปั่นตายยืมมันตันออกจากนุ่นเลยเพราะโจตัวอาเปะมันนุ่มมาเชิงกันดากลมระจิปังเทียดปังไปเลือไซเวียนและเฟยเพราะสังหารยี่เทียนฟังกับมันจุยเกลียผู้ยังสดแต่เจครูซาตระโกยีให้ไว้บันจะไอโคเคยในขมิ้นเมตาสมปูปุเกแบบนี้อามับกับบันต่อมาเวียนในเลือไซเวียนได้คือขมิ้นพเนนูเตโดยชนะแต่เมนนาเฮนตีดาริเต้ประหยัดใจเมาบักขมิ้นนูเตจับไปเป็นนี่ต่อเตยขยำกิจินเนสนอลในไว้ขมิ้นในครูซายีได้ยูเมงกับบานไซถ่ายมันต้นบานโยชินระบองยุนไฟระบอกยมนูเต้อามับกับบานไซถ่ายตาอาสมรามยุนไฟในอนาประหยัดใจเมาเงี่ยมาครองซาอนุวัตฉบับในครูซายีเยอะกับบานเคยเพลิงดอกกระดาษกระปงแต่ชับแช่ในขนมรอด้านเนตินโนเมียบรอเบเนียกระปงแต่ไวเตเลเซียวหาใบโดยจะปุกเก้กระปงแต่ทัวติรนกรรมเนียงได้พรักไซจองได้ระบองเนียงติงปีจวบได้แปะเมเนเดเมียชมัวทายีฟูกับบานสูตายยุนไฟเมนเต้เดปราเนียงออยมันลุยทนำระบองเนียปรยีเจียงได้เซียเดกูอิสราเอลระบองแอนมินเป็นในบานโรงระบบหลังซอกเรียงกายตัวใบจะปุไอสำหรับขยมก็ได้ก็จะมันจอดประกันลูกครูยุนไฟได้ยีฟูกับมันเอาสำเนาฮ่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 าเนียงจะเหมาะเนียงชูไทยปวดได้กินมาเรียมได้ระบองเนียงเพลียมเตอซอกโรเนียบเชยโจตะครองมาเรียมได้ระบองเซียวปวดขบ้ากันจัดเตียงปีนี้นกกับบานตีมือตุ่มหึงนัดเฟอร์เนียงไซโปเป็นตะได้ก็ได้ชิวจกจับนัดเฟอร์อันเดรยี่กับพงแต่ฝึกหัดโปเป็นตะได้ทำให้ทำมาปวดบักเพลงล่างมาเวียนเซียวปฏิกรรมในวิเชียกุลอุดเชี่ยมเช่นปีหมวดวอได้แต่งอ่อนนี่ก็จะแผนการระบองยี่จงเนียนมันต่อไปเคยยุนไฟกับอุดเชี่ยมเนียงกับบานเงือบได้เจนตะวิงถ้ามาเป็นนี่กับพงแต่
សប្បាយចិត្តយ៉ាងខ្លាំងឈរនៅលើសាវៀងក្រទេសក៏ទៅចុះឡើងយន្តវ័យអាសម្រាមថាពេលនេះឯណែណាប្រញាប់បង្ហាញខ្លួនមកដោយអ្នកបម្រើស្រីម្នាក់នោះក៏បានមកងក់ក៏បានប្រាប់ទៅយីយងនៀនដែលវាមានន័យថាផែនការបានទទួលជោគជ័យគាត់ក៏បានសប្បាយចិត្តបើកូនប្រុសរបស់លោកយន្តវ័យមិនមកនោះទេតំណែងរបស់គេនឹងត្រូវបាត់បង់ជាមិនខានយីធីនពីងពេលនោះក៏បានងើបឡើងដើរមកខាងមុខនិយាយទាំងទឹកភ្នែករលីងរលោងហើយអ្វីបានជាកូនចៅដ៏ឆ្នើមនៃគ្រូសាយីមិនហ៊ានឡើងមកប្រកួតអញ្ចឹងបន្ទាប់ពីឃើញពួកគេខ្សឹបខ្សៀវគ្នាមានហ៊ានគាត់ក៏បានក្រវីក្បាលដើរចេញសូម្បីតែព្រឹត្តិការណ៍ទី2ក៏បានអស់សង្ឃឹមដែរដែលធ្វើឲ្យអាម៉ាប់រឹតតែសប្បាយចិត្តតើពួកឯងបានរំពឹងទុកថាយន្តវ័យនឹងឡើងមកមែនទេពេលនោះសៃស្អាតយីស៊ឺក៏បានបន្លាស់ទីចូលមកដែលពេលនេះនាងស្ថិតនៅក្នុងកម្រិតទី5នៃការចម្រៃរាងកាយអ្នកទាំងពីរគឺជាឈាមជ័រនៃគ្រូសាយីនៅពេលនេះគូតែគ្រប់ត្រូលគ្នាទៅវិញទៅមកបែរជាអ្នកជន់ឈ្លីគាត់បន្ថែមទៀតហើយគាត់ថាអាសម្រាមដែលអាម៉ាប់មិនដឹងថ្ងៃនេះអស់ប៉ុន្មានកញ្ចប់នោះទេសាយរហូតឡើងអត់មានឈឺកតែម្ដងត្រឹមតែស្ថិតនៅក្នុងកម្រិតទី5តើនាងគិតថាអាចកម្ចាត់ខ្ញុំបានមែនទេឬដែលធ្វើឲ្យមេងយីក៏មានការព្រួយបារម្ភបងស្រីក៏បង្ខំឲ្យសោះយីស៊ឺនាងមិនខ្លាចនោះទេខ្ញុំជ្រែងអាយុមកហើយដែលធ្វើឲ្យអាម៉ាប់ក៏បានបើកការវាប្រហារសម្រុកចូលយ៉ាងលឿនកាប់ចូលទៅវាប្រហារនាងក៏បានទប់រងមួយពើងថែមមួយទៀតនៅតែអាចទប់ទល់បានកាប់សងពីខាងក្រោយទៅវិញអាម៉ាប់ក៏បានបែរដើរមករងក្រវេមួយទំហឹងធ្វើនាងក៏បានប៉ាទៅខាងក្រោយបន្តិចអ្នកបានយល់យ៉ាងច្បាស់ពីក្បាច់ដើររបស់ខ្ញុំតើវាអាចទៅរួចដោយរបៀបណាដែលអាម៉ាប់លេងខ្វល់អ្វីទាំងអស់ដោយសារតែកញ្ចប់ថ្មីក៏បានបន្តសម្រុកចូលទៅវាប្រហារទៀតយីស៊ឺនាងក៏បានចាក់បញ្ចូលនៅចំហាយធម្មពលនៃភាពត្រជាកាប់ចេញមួយដៃចំហាយនៃធម្មពលរបស់នាងក៏បានផុសចេញជាដុំទឹកកកជាច្រើនរៀងតែអាម៉ាប់ប៉ុន្តែមិនគ្រប់គ្រាន់ទេដោយសារតែវាបានកាប់បំបែកចេញសម្រុកចូលមកជាមួយនឹងចំហាយធម្មពលនៅក្នុងផ្លែដាវលន់សុទ្ធទៅជ្រក់ចុងដៃរបស់វាក៏បានចាក់ចូលទៅក្នុងរាងកាយរបស់យីស៊ឺដែលធ្វើឲ្យនាងក៏បានប្រញាប់កាប់មួយដៃសងមកវិញភ្លាមប៉ុន្តែវាក៏បានឡានខ្លួនគេទៅខាងក្រោយវិញញញឹមបន្តិចបន្ទាប់ពីឃើញឈាមហូរស្រក់ចេញពីដៃរបស់នាងមានអារម្មណ៍ថាផ្សាក៏បានយកដៃជូតឈាមចេញពីមុខរបស់វាស្រីចង្រៃខ្ញុំនឹងសម្លាប់នាងសម្រុកចូលទៅទាំងកម្រោជាមួយនឹងអំណាចធម្មពលដាវភាពនឹងដល់រាងកាយរបស់នាងទៅហើយពេលនោះក៏មានចំហាយនៃធម្មពលបានបន្លាស់ទីចូលមកយ៉ាងលឿនវូឆក់យកនឹងរាងកាយរបស់យីស៊ឺទៅបាត់អាម៉ាប់ចាក់បានតែខ្យល់ដែលគឺជាធ្វើដៃរបស់យុនហ្វៃអរគុណខ្លាំងណាស់ដែលបានពន្យាពេលឲ្យខ្ញុំដូច្នេះនៅសពប៉ុន្មានតើខ្ញុំជាអ្នកចាត់ការហក់ចូលទៅលើសៃវៀនប្រឈមមុខជាមួយនឹងអាម៉ាប់យុនហ្វៃអាសម្រាមនៅទីបំផុតឯបានបង្ហាញខ្លួនហើយហក់ចូលទៅចំនួនដែលពុះពេញទៅដោយចំហាយធម្មពលចាក់យុនហ្វៃងាកខ្លួនគេផុតបន្តិចជាដៃពេញមួយទំហឹងតែអាម៉ាប់មួយដៃកណ្ដាលមុខលន់សូតែផាច់ខ្ទៀតប៉ឹងបន្លាស់ទីភ្លាមទៅកាប់មុខថែមមួយកំភ្លៀងខាងឆ្វេងផាច់ប៉ាំងស្ទុយមិនឈប់នោះទេថែមមួយកំភ្លៀងទៀតធ្វើឲ្យរាងកាយរបស់អាម៉ាប់លើកនេះខ្ទៀតប៉ាំងទៅបបុកនឹងជួងផាំងខ្ទេចបាយហ៊ានបន្តហើយយើងថាអាសម្រាមម្ដងទៀតខ្ញុំនឹងធ្វើឲ្យឯងបានដឹងថាអាសម្រាមម្នាក់នេះនឹងចាត់ការឯងយ៉ាងម៉េចអាម៉ាប់បន្ទាប់ពីឃើញការភ្នែកដ៏ក្រហមចិនឆ្អៅរបស់យុនហ្វុយហើយធ្វើគេភ័យខ្លាចយ៉ាងខ្លាំងកុំចូលមកជិតខ្ញុំឯងខ្លាចតែជាមនុស្សឈួតហើយគៀងភ្លាមស្រឡប់ស្លោកនៅនឹងកន្លែងយុនហ្វុយក៏បានប្រាប់ជាការពិតណាស់ការដាំដុះធម្មពលក្បាច់គុណដោយបង្ខំរបស់យីឈៀងធ្វើឲ្យគេពេលនេះបានប្រតិកម្មឲ្យរងរបួសមនុស្សអាក្រក់ដូចពួកឯងដឹងតែពីរបៀបវឹកហាត់ដែលគួរឲ្យស្អប់ខ្ពើមតែប៉ុណ្ណោះយុនហ្វុយបញ្ចេញលីរសិលក្បាច់គុណរបស់គាត់ឡើងមកសាយភានចំហាយធម្មពលពេញនឹងប៉ុន្តែពួកអ្នកមិនទាន់ដឹងថាការវឹកហាត់ដ៏ពិតប្រាកដវាបែបណានោះទេតែធ្វើឲ្យប្រតិចាទី2ក៏បានរំភើបអង្គុយមិនជាប់នោះទេងើបឡើងត្រឹមតែរយៈពេល3ថ្ងៃអាចទម្លុះ3កម្រិតនេះទាំងអស់គ្នានេះពិតជារឿងដ៏អភូតហេតុពេកហើយនឹងហើយយុនហ្វៃពេលនេះបានឈានទៅដល់កម្រិតទី6នៃការចម្រាញ់រាងកាយខ្ញុំយីយុនហ្វៃប្រឈមមុខទទួលយកបញ្ហាទាំងអស់តើមានអ្នកណាហ៊ានប្រកួតជាមួយនឹងខ្ញុំទីដែរទេយីយងនាងពេលនេះទុកកំហឹងមិនបានសាយភានចំហាយធម្មពលនៅក្នុងដៃបំរុងនឹងបើកការវាប្រហារទៅហើយប៉ុន្តែត្រូវបានយីធីនពីងសម្លឹងមុខក្រហមបន្តិចធ្វើឲ្យគាត់ក៏បានអង្គុយចូលវិញចាស់ព្រឹត្តិការណ៍ទាំងអស់គ្នាក្រៃលោកបាននិយាយថាអ្នកណាយកឈ្នះនៅលើសៃវៀននៅក្នុងថ្ងៃនេះនឹងក្លាយទៅជាអ្នកស្នងតំណែងនៃគ្រូសាយីឥឡូវនេះច្បាប់បានកំណត់ហើយបើអ្នកណាម្នាក់ហ៊ានទៅជ្រៀកជ្រែកក៏មិនទោសថាខ្ញុំអាត្មានិយមមួយសោះដែលពេលនោះសម្លេងរបស់បរិមម្នាក់ក៏បានស្រែកបន្លឺឡើងយីយុនហ្វៃបើការវាប្រហារចំមកជាមួយនឹងចំហាយធម្មពលតោដ៏ធំសម្បើមសម្លឹងទៅខាងលើឃើញទាន់ក៏បានបញ្ឈិនធម្មពលនៅក្នុងកម្ដាប់ដៃទៀតទៅទប់រងឌឹមផ្ទុះទាំងឡើងក៏ក្រោកហុយជុកពេញនឹងដែលបានធ្វើឲ្យយុនហ្វៃលុនជង្គង់ឆក់ខ្ជិះឈាមចេញពីមាត់ដោយបរិមដែលបានបើការវាប្រហារបាញ់គឺជាយីឡៃស្ថិតនៅក្នុងកម្រិតទី8នៃការវឹកហាត់រាងកាយពុករបស់យុនហ្វៃក៏បានដឹងថាយីចុងនៀនវាមានន័យថាទាំងអស់នេះគឺជាការរៀបចំរបស់ឯងយីឡៃពេលនេះដែលពុះពេញទៅដោយចំហាយធម្មពលជាមួយនឹងគំនុំយុនហ្វៃឯងហ៊ានធ្វើបាបប្អូនប្រុសរបស់ខ្ញុំផងដូច្នេះយើងនឹងវាឲ្យខ្លាចទៅជាកាក់សំណល់ជូតឈាមចេញពីមាត់បន្តិចងើបឡើងឯងអាចសក់លបងជាមួយនឹងយើងបានសម្រាប់ចូលទៅវាគ្នាផុងផាំងពីលើលំហមើលមិនទាន់នោះទេប៉ុន្តែហាបីដូចជាយុនហ្វៃចាញ់ព្រៀបត្រូវមួយជើងលន់សូទៅដឺបខ្ទេតតាមមកខាងក្រោមវិញដែលពេលនោះយីឡៃក៏បានបញ្ចេញយុទ្ធសាស្ត្រក្បាច់គុណរបស់គាត់ដែលជាកម្រិតទី9ដែលធ្វើអ្នករកគ្នាក៏មានការភ្ញាក់ផ្អើលហាកម្រិតទី9ដែលពេលនេះយីឡៃកំពុងតែបញ្ចេញចំហាយធម្មពលរបស់គេនៅក្នុងក្រញាំដៃហក់ចូលទៅពោពេញទៅដោយចន្រន្តរន្ទាដែលគឺជាអំណាចធម្មពលតោក្រហមទាំង10ដែលវាបានសម្រុកចូលព្រមគ្នាត្រូវក្រញាំយុនហ្វៃឡើងរំជួយនៅទីនោះធ្វើអ្នករកគ្នាក៏បានព្យាយាមទប់រងសប្បាយចិត្តយ៉ាងខ្លាំងអាសម្រាប់ឯគ្មានឱកាសរស់រានមានជីវិតនោះទេពេលនេះគឺជាឱកាសរបស់យីចុងនាងក៏បានបញ្ចេញធម្មពលនៅក្នុងបាតដៃរបស់គាត់ទីចូលទៅវាប្រហារយីទីពីងក៏បានក្រឡេកឃើញទាន់ទីមកទប់រងវិញផាំងខ្ទេចប៉ាំងទៅខាងក្រោយរៀងខ្លួនដែលធ្វើឲ្យឈូមូក៏បានស្ទុះចូលទៅគ្រាបន្ទាប់ពីត្រូវរបួសគាត់ក៏បានដឹងពេលនេះយីចុងនាងបានឈានទៅដល់កម្រិតអាណាចក្រផែនដីនៃដំណាក់កាលកណ្ដាលសប្បាយចិត្តយ៉ាងខ្លាំងឯងនិយាយត្រូវហើយយីធានពីងមើល
ទៅការដាំដុះធម្មពលរបស់ឯមានប្រសើរឡើងទាល់តែសោះហើយថែមទាំងបានចំណាយពេលចិញ្ចឹមគោប្រដៅអត់ប្រយោជន៍ម្នាក់ទៀតផងមនុស្សដូចជាគេអសមត្ថភាពខ្លាំងណាស់ដូច្នេះត្រូវតែប្រគល់នៅអំណាចមេគ្រូសាមកឲ្យគូប្រុសរបស់យើងបន្ទាប់ពីខែអាការៈរបស់លោកអ៊ំយីធីនពីងមិនសូវស្រួលឈូមូក៏បានលុយលាកប្រគល់ដណ្ដប់ថ្នាំទៅឲ្យគាត់ដែលជាគ្រាប់ថ្នាំវិញ្ញាណកម្រិត3ដែលយុនហ្វឹងបានចម្រាញ់ពេលនោះព្រឹត្តិការណ៍ទី2ក៏បានងើបឡើងប្រតិកម្មយ៉ាងខ្លាំងមិនយល់ស្របនោះទេប៉ុន្តែព្រឹត្តិការណ៍ទី3ក៏បានងើបឡើងមកជ្រៀកជ្រែកខ្ញុំគិតថាអ្វីដែលយីចុងនៀននិយាយគឺត្រឹមត្រូវព្រឹត្តិការណ៍ទីក៏បានយល់ស្របដូចគ្នាយីចុងនៀនក៏បានបន្តអ្នកស្នងតំណែងគ្រូសាយីហើយនឹងមេដឹកនាំគ្រូសាយីត្រូវតែជាមនុស្សដែលមានសមត្ថភាពហើយនឹងរឹងមាំតើមានអ្នកណាជំទាស់នឹងសម្ដីរបស់ខ្ញុំទេពេលនោះអ្នករកគ្នាក៏បានខ្សឹបខ្សៀគ្នាចោះឡើងមួយចំនួនក៏បានលុតជង្គង់ចុះតែធ្វើឲ្យគាត់ក៏បានសប្បាយចិត្តយ៉ាងខ្លាំងចាប់ពីពេលនេះតទៅគ្រូសាយីនឹងខ្លាចជារបស់ខ្ញុំពេលនោះសម្លេងទៀតដៃរបស់យុនហ្វឹងក៏បានមកលើឡើងពីដំបូលទាការសម្ដែងរបស់ពូលោកពិតជាអស្ចារ្យមែនទម្លាក់ខ្លួនចុះមកខាងក្រោមវិញធ្វើយីឡៃសឹងមិនជឿវាមិនអាចទៅរួចនោះទេបើខ្ញុំមិនធ្វើបែបនេះតាកាចាស់យីចុងនៀនគេមិនបង្ហាញកន្ទុយរបស់គេនោះទេតែធ្វើយីឡៃក៏បានដឹងថាវាគឺជាគម្រោងការរបស់ឯងតាំងពីដំបូងស្រ័យបញ្ចេញនូវធម៌ពលអាវុធដើរនៅក្នុងដៃក្រវីវាចេញជាចំហាយធម៌ពលដើរជាច្រើនសម្រុកចូលទៅវាប្រហាយុនហ្វៃបន្ទាប់ពីឃើញបែបនោះក៏បានប្រើប្រាស់នូវកម្លាំងធម៌ពលជំហានខ្យល់ដតេវិភាពគិចចេញពីផ្លែដើមមួយក៏មានជាច្រើនទៀតបន្តចូលមកហក់គិចចុះគិចឡើងអាឡាតចុះអាឡាឡើងផ្ទុះប៊ឹមហុយធ្លុំយុនហ្វៃចេញមកកុំធ្វើជំនុំកំសាកបែបនេះភ្នែកឡើងក្រហមដល់ចេញពីផ្សែងហុយជុកនិយាយថាល្អខ្ញុំនឹងផ្ដល់ការចងចាំមួយឲ្យឯងបានដឹងមិនឆេះតែចំហាយធម៌ពលនៅក្នុងដៃស្រូបទាញយកដណ្ដើរបស់យីឡៃស្ដាប់បញ្ជាខ្ញុំមកណែវាក៏បានរបូតចេញពីដៃហោះចូលមករកយុនហ្វៃបែកចេញទៅជា5ដៃដូចជាម្រាមដៃបញ្ជាឲ្យចូលទៅវាប្រហាយីឡៃគេគិតមិនទាន់នោះទេចំហាយធម៌ពលដើរទាំងអស់ជាមួយលបឿនដ៏លឿនក៏បានចាក់ទម្លុះរាងកាយរបស់យីឡៃគិតមិនរួចនោះទេឡើងសោះសាច់ខ្សែឈាមពេញនឹងយុនហ្វៃក៏បានបញ្ជាដើរឲ្យឈប់ដែលធ្វើឲ្យយីឡៃខ្ជិះឈាមម្ដងហើយម្ដងទៀតភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីឃើញចុងដៃដ៏មុតស្រួយបានភ្ជាប់ទៅលើមុខរបស់គេដែលធ្វើឲ្យរកគ្នានៅខាងយុនហ្វៃក៏មានសង្ឃឹមពេលនោះយីឡៃក៏បានលុតជង្គង់ចុះខ្ញុំចាញ់ហើយដែលធ្វើឲ្យយុនហ្វៃក៏បានងាកបែរខ្នងដើរចេញហើយរស់មិនរស់យីឡៃក៏បានគប់ចេញអាវុធសម្ងាត់របស់គាត់ចូលមកវាប្រហារយុនហ្វៃពីខាងក្រោយសប្បាយចិត្តមិនតិចហានៅទីបំផុតឯងនៅតែចាញ់ល្បីរបស់យើងអាវុធសម្ងាត់ហៀបនឹងទម្លុះក្បាលរបស់យុនហ្វៃទៅហើយគាត់ក៏បានប្រើប្រាស់នូវបច្ចេកទេសបញ្ជូលលេបប្រលឹងទម្រង់ពីអាវុធសម្ងាត់ដែលកំពុងតែវាប្រហារចូលមកដំបូងឡើយខ្ញុំគិតថាឯងគឺជាសមាជិកនៃគ្រូសាយីបានជាមិនចង់សម្លាប់ទុកឲ្យឯងមានជីវិតប៉ុន្តែខ្ញុំមិនបានរំពឹងទុកថាឯងសាហាវយ៉ាងនេះទេដូច្នេះខ្ញុំមិនទុកឲ្យឯងរស់នៅបានទីនោះទេបញ្ជានឹងបញ្ជូលលេបប្រលឹងចាក់ទម្លុះក្បាលរបស់យីឡៃភួចស្រែកចាច់ដួលផ្កាជើងទាំងបន្តបន្លាស់ទីចូលមកយ៉ាងលឿនជាមួយនឹងចំហាយធម្មពលពីពេញរាងកាយឈរនៅចំពោះមុខយីចុងនាងតាកាចាស់វាដល់ពេលដែលយើងត្រូវជម្រាបបញ្ជីដែលឯងហ៊ានប៉ះពាល់មនុស្សនៅជុំវិញខ្លួនរបស់យើងស្វាគមន៍បងប្អូនទាំងអស់គ្នាចូលមកទស្សនារឿងគម្ពីរក្បាច់គុណព្រះអាទិត្យទាំង9ដែលជាភាគទី4របស់យើងសម្រាប់បងប្អូនដែលចង់ទស្សនាការសម្រាយរឿងរបស់ admin ដែលមានច្រើនភាគអាចចុចចូលទៅក្នុងក្រុមរបស់ admin បានឬក៏ចូលជាសមាជិកកូនក្រុម VIP របស់ admin ដែលមានរឿងផុសប្រចាំថ្ងៃជូនបងប្អូនទាំងអស់គ្នាទស្សនាម្យ៉ាងទៀតមានរឿងស្រាប់ចំនួន6-7រឿងឯណោះដែល admin បានអាប់ឡូតរួចជាស្រេចគ្រាន់តែអ្នកទាំងអស់គ្នាបង់ត្រឹមតែ$1ក្នុងមួយខែនឹងក្លាយជាសមាជិកនៅក្នុងកូនក្រុម VIP របស់ admin ប្រសិនបើបងប្អូនទាំងអស់គ្នាចាប់អារម្មណ៍អាចតាក់ទងមក Telegram ផ្ទាល់របស់ admin បាននៅក្នុងទីលានប្រកួតក្បាច់គុណនៃគ្រូសាយីដដែលដោយយីចុងនៀនបានខឹងយ៉ាងខ្លាំងយុនហ្វៃឯងពិតជាហ៊ានមែនវាមិនមែនជាទូរនទីរបស់ឯងនោះទេដែលលើកដៃមកចង្អុលខ្ញុំបែបនេះយុនហ្វៃក៏បាននិយាយការពេតព្រោះតែលោកចង់បានតំណែងជាមេគ្រូសាបានញុះញង់ចាស់ព្រឹត្តិការណ៍នៅក្នុងគ្រូសាយីដើម្បីផ្លាស់ប្ដូរការប្រកួតប្រជែងចូលទៅជាការប្រយុទ្ធសម្រាប់អ្នកស្នងនៃត្រកូលគ្រូសាយីក្នុងពេលស្របគ្នាផងដែរគាត់បានបញ្ជាឲ្យមនុស្សធ្វើបាបស៊ីអឺទៀតផងដើម្បីរំខានដល់ការហ្វឹកហាត់របស់ខ្ញុំក្នុងការប៉ុនប៉ងធ្វើខ្ញុំប្រតិកម្មក្នុងការដាំដុះព្រោះតែគាត់មិនចង់ឲ្យខ្ញុំចូលមកប្រកួតប្រជែងហើយលោកហ៊ាននិយាយថាលោកមានសច្ចធម៌ដោយរបៀបណាយីចុងនៀនមិនតបពីឃើញព្រឹត្តិការណ៍ទាំងអស់ដឹងពីការពេតធ្វើឲ្យគាត់ក៏បានចង់អត់ទៅយុនហ្វៃម្ដងទៀតកុំនិយាយមិនសមហេតុផលបែបនេះខ្ញុំនិយាយមិនសមហេតុផលមែនទេបានឈូមូនាំមនុស្សចូលមករួចអ្នកបម្រើស្រីម្នាក់នោះចូលចំណែកយេស៊ូក៏បានគ្រានៅសៀអឺចូលមកសាកសីនៅទីនេះតើលោកចង់ប្រកែកអ្វីទៀតអ្នកបម្រើម្នាក់នោះក៏បានសុំអង្វរលោកម្ចាស់ទុកជីវិតរបស់ខ្ញុំផងខ្ញុំគ្រាន់តែធ្វើតាមបញ្ជារបស់លោកម្ចាស់ទី2តែប៉ុណ្ណោះដែលធ្វើឲ្យយីចុងនៀនក៏បានខឹងស្រីចង្រៃបាត់មាត់ភ្លាមយុនហ្វៃក៏បានបន្ថែមប្រសិនបើវាមិនមែនដោយសារតែល្បីរបស់ខ្ញុំនោះទេខ្ញុំច្បាស់ជាត្រូវប្រតិកម្មសិល្បៈក្បាច់គុណម្លងទៀតជាមិនខានដែលគាត់ក៏បានស្រមៃទៅដល់អបិម្នាក់កំពុងតែវាទៅលើសៀអឺយ៉ាងដំណំទាត់ហើយទាត់ទៀតស្របពេលនោះអ្នកបម្រើស្រីក៏បានដើរចូលទៅដល់ពេលនេះយុនហ្វៃបានប្រតិកម្មនៃការដាំដុះសិល្បៈក្បាច់គុណរួចរាល់ដែលធ្វើឲ្យគាត់មិនអាចចូលរួមទៅប្រកួតប្រជែងបានទៀតនោះទេអបិម្នាក់នោះក៏បានថមទៅវិញក្មេងស្រីម្នាក់នេះពិតជារឹងត្រចះណាស់នាងមិនព្រមនិយាយក៏ហក់មូលបង្កាច់យុនហ្វៃឡើយអ្នកបម្រើស្រីម្នាក់នោះក៏បានតបថាមិនអីនោះទេសម្រាប់នាងចោលទៅធ្វើអបិម្នាក់នោះក៏បានឆ្លើយបន្តិចលើកកំបិតបំរុងនឹងប្រឡ័យសៀវអឺទៅហើយពេលនោះយុនហ្វៃក៏បានបន្លាស់ទីចូលមកយ៉ាងលឿនជាមួយនឹងរបស់លេងថ្មីដែលគឺជាបច្ចេកទេសបញ្ជូលលេបប្រលឹងចាក់ទម្លុះនៅក្បាលអបិម្នាក់នោះភុចអេតេប្រញាប់ស្ទុះចូលទៅគ្រាវសៀវអឺងើយមុខឡើងបន្តិចទាំងការជឿចុកចាប់លោកគ្រូសម្លឹងទៅឃើញស្នាមរបួសនៅលើរាងកាយនិងមុខមាត់របស់នាងដែលធ្វើឲ្យយុនហ្វៃបានបញ្ចេញកំហឹងសាយភេរចំហាយធម្មពលពួកឯងពិតជាហ៊ានពេកហើយពេលនោះអ្នកបម្រើស្រីក៏បានស្រែកហៅពូនីយាមប្រញាប់ចូលមកសម្រាប់យុនហ្វៃភ្លាមទៅយើងក៏បានឃើញពួកអាពងដៅ4នាក់បានសម្រុកចូលជាមួយនឹងបច្ចេកទេសក្បាច់គុណបន្តិចបន្តួចរបស់វាយុនហ្វៃចាប់បេះនៅរាងកាយរបស់សៀអឺងើបឡើងសាយភេរចំហាយធម្មពលដ៏ខ្លាំងក្លា
จัดการแต่ปู่อาปงดังที่บุญในลูโซตะขเปียหอยจุกพระในลังกระหอมทางดาสำนักตะรงเนี่ยบำราสไรไม่ได้หนูเนี่ยกับบ้านจุดปุ๊บเชิงดูเนี่ยเพราะกรมสำลับเชียงไว้เวียนเหมือนจีแพนการระบบจำนวนหลายสำลังแต่มันติดบังเจในจำให้ทำมาบอลเฟยเนี่ยกับบ้านดูสลอฟสโลกเป็นหนูชูมือกับบ้านมันดอลละโมมยุนเฟยแต่ยังไม่แต่ให้เจ้าป้ามันติดบรรทบไปเคยระบุสนามระบบเซียวเฟยก็กระทบอารมณ์มันบานยืดดาไปมือตะเพิ่มอมรองหนึ่งปลายเนี่ยบำราสไรไม่ได้หนูแต่ให้ยุนเฟยกับบ้านคอร์กรมสำลับเนี่ยไงรู้ทานเนี่ยมีประโยชน์สำหรับผู้ยืนยี่จงเนี้ยมือแต่โลกพายเชียมันบ้านรำเพิงตุกนุเตทานนึงมีวิธีสร้างมวยดำใบมังการทำมาปวดจะบรรดาซอนได้เคลื่อนโจแต่ขนมการนำดอกระบบใบไฟในขนมพิภพโลกนี้ให้โลกกับมันบ้านเกิดดอลได้ทางปุ๊กเกิดก็ได้โลกบ้านมันจูแต่ขนมซาอันวัวฉบับนึ่งตระมาชมสำลับขนมดีเยอะเป็นมือรุมไปเป็นโนโลมาจายี่ที่เพียงกับบ้านประกลพอตั้งแต่อ้อยปฏิจจาถึงบูนยี่จงเนียนมันคบเคล็ดจมวยหนึ่งชิ้นส่งกดบ้านลุยยกอสดหนึ่งทุนเทียนระบบครูซายี่โดยสำงานเป็นโนยี่จงเนียนกับบ้านรูแต่มันในไอจำทัวถึงอ้อนี่คือดับใบครูซายี่แต่ปันโนปุ๊ปฏิจจามันตัวไปสำลังมือพอตั้งถึงอ้อนกับบ้านลอนมอทาเวกมีเอาไว้จำไรนูเต้ได้คนปรระบบปุ๊กเก็บบ้านตุ่มลูกคำนัดชับเราห้าแบบนี้นัดทัวปฏิจจาที่ใบกับบ้านคังยี่จงเนียนเนี่ยบ้านคบเคล็ดจมวยหนึ่งครูซาเชนยี่จงเนียนคนละแต่ต่อว่าพระสันบักคนปรระบบยมยี่ไล่มันประหยัดตุ่มลูกคำนัดนูเต้ตามเมนนาที่เด็ดสนองนำนายครูซายีนำใบโจตัวประกอบไปเจในขนมดงคาวิญญาณปฏิจจาที่ใบกับมาสไลเอายีจงเนียนดำบงไล่เข็มเกตาเนี่ยพนอตเลอกาทวยครูซายีบานตลอดมาด้วยดามวิญนัดทวยขยมันได้เกตาเนี่ยบานทวยอำเภอเดอร์เกตขึ้นมาแบบนี้บานขบวนหนึ่งครูซายีระบอยยังติงมูลตัวใบเนี่ยบานซอนยาจมือหนึ่งปุยยังอมปีอัตตาประยอยจีช่างก็ดอยปนตายปุยยังเป็นประกอบครูซายีแต่อาจจนขบวนโดยใจไอนุเตยีจงเนียนประหยัดจอชัดไอเลนี่เพลิมตื้อนายเป็นนุทวยกดจับประดาวงานมันติดหายชมบานคอมปรังปลายยังคล้ายจุดปุครูซายีใบคล้ายเตยเชี่ยเหมือนหนุ่มงงคล้ายตัววิญให้ตาเรื่องถึงอ้อยดังโดยระบีบนะยันไฟกับมันทบขยมต้องเติมฐานเนี่ยกับปุ่งแต่ข้างคลั่งนะนายเป็นนี่ยีจงเนียนฮาเบโดจิสติเชียมทวยก็กับบันดังหอกเชี่ยมจะบีหมดออกกุตเลกไอวิญขยมมารีบจอมแผนการอริยเปย์ใบชนะหมอกหายวิบันตระบำพลายในซาตาไม่มาเนี่ยเปย์นี่ตระจอบหายฮ่า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 ยีจงเนียนไอบันคบเข็ดเชี่ยมวยหนึ่งครูซาเชนให้บันขบวนหนึ่งครูซาเชนระบอยยืงนักขนมไทยในขนมเนียมขยมคือเชี่ยเมครูซาขยมหนึ่งดาที่รณกรรมไอโรฮดดอสลามยีจงเนียนเหมือนการเพลเพย์ไว้ในเตะกดใบจีออสไนตัววิญฮ่า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 ไอจงดาที่รณกรรมขยมพงเอ็นจังสู้กับสนามวิญญาณมือนี่เตยเล็บโจอ่อยงานกันแต่คลางไฟเพียงจะให้ทำมาปุดคลางคลาย้อนไฟจุยเหมือนต้นเตยโดยซาตยีจงเนียนมาประปรางทำมาปุดคลางคลาวิมันได้แต่เลอปุกระบอกกดดึบบังเจนจะให้ทำมาปุดคลางคลาก็ติดปังฮ่า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 ครูซาจีติงมูลคือจีระบอกยมฮ่า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 แอดมินชื่อคอมเมนต์ให้โดยซาแต่กดใส่จานดองไปอีกโดยเป็นนอมนายทำมาปุดวิญญาณบาใส่ดอกทอมสมบัติระบอยยี่ทิ้นปิงกดกระบามังให้ลากอมจมูกนึงสมเลงเวียมันไอเตอร์ดูนูเต้สมรกโยตเวพราสองวิญดึมยี่จงเนียนกับมันหอบมาขังกระบันติช่วยกดกับมันพยายามอากรอาณาจักรแผ่นได้ดำหนักการกำปูลตาเวไอเตอร์รูเดอร์บีมนะยี่ทิ้นเป็นกับมันประตูในกำรัฐทำมาปุดระบอกกดบึมมันเจอแต่ยี่จงเนียนบันดังกันแต่เชบาย้อนไฟกับมันปราบสำนางล้อให้เด็กชมบันชมไรในกรอบทำวิญญาณกำรัฐที่ใบบันสำไรได้ช่วยเอาปุกระบอกชมบันตุ่มโลกำรัฐบันสำไรโดยยี่จงเนียนกับมาสตูโจตเวพราย้อนไฟมันลาตีอย่างเลื่อนเก็บปีกระยำไรระบอกกอดข้างยังคลังใส่บันประตูในจมให้ทำมาปมดองเดียดสตูโจยังเลื่อนวิจิตรานได้ย้อนไฟในแต่มันต่อเกยตบรงเลชเฟนสนามสนามดักคนมือใดเป็นดึบปังกระดับได้ยังนานปูเป็นตลอดจมให้ทำมาปมดาวโจซาจิทำไมย้อนไฟกับบันตบรงดึมเต็ดปังหมกวิ่งดีใจในจมให้ทำมาปมวิญญาณสัตว์ไอโจรมักวิปราและทว่าย้อนไฟกับบันปราบปรามทำมาปมวิญญาณบาดไซระบอกเกลางเมาจมือนั่งไปใจกระเตเหมือนโจรเล็บประลึงล้วนโซ่ตะจุยท้ายมวยติดดึบยี่จงเนียนล้วนจะกงกรึบก็เชื่อมพีหมดไฟพกไปใจกระเตระบอกปกได้บานมาเรียกชมปัจจุบันจาเมนยี่จงเนียนกดเป็นตอนสลับโนเตเชื่อมโฮตามหมดจมอนึงพเนจำนายทั้งล่างประห้องกรลูลูตะโกกรูซายี่ระบอกปูไอจุ่มเปียบบ่มนอนยืนจราคลังนะชมมันทว่าจีบกรรมเจชราหนึ่งช่วยสังเคราะห์ตะโกระบอกปูไอดังไปเหมือนต่อตะข้างมกไอโยเชนการประกอบไปเจอันโดข้างวิญญาณปันตาลาตะพอจังไกรปูไอมันซองหมกยืงวิ่งแบบนี้หายมินตะขยมมินกดได้ช่วยสังเคราะห์หนึ่งซอยซองตะโกกรูซายี่บานได้ชอบปัสลับลุ่นจุกงแต่มันองเป็นนกกับเมมโรมันเนี่ยเขาว่ามาเรียกาโลมาจ้ามีน้ำหนักเคราะห์เลยมาห้ามบรรจำครูซายีได้ยังกับบ้านเคยเหมือนนุ่มมือกรองประดับในดำบองในครองได้สำรกโจเตยวิแต่เลิศเหมือนนุ่มในเนื้อข้างครองยังลำนอมแต่ระบบมือนี่มันเตะจุ่มหน่วยการมันซองมันนอลในข้างกลางก็มีเหมือนนุ่มมือกรองเตะกำปงแต่วิแต่เลิศเหมือนนุ่มในครูซายีประสันบ้านมันซองประมาณโลมาจ้าระบบยมนุเตะช่องชบ้าจะดดห่างระบบโลมาจ้าไอ้เจ้าจิมันคานบรมในนกกับบ้านต่อมาเป็นโลมาจ้าระบบช่องชบ้าจะรู้วิธีซองประแต่โลมาจ้าระบบไอ้จิมันคานกดเป็นโปรมาห่างระบบกดดูหรือล้มนุเตะฮ่าฮ่าปัจจุบันกูเอาสมัยครั้งนะเป็นหน่วยยุนไฟหนึ่งเอาโปรระบบกดกับมาดอลแต่ปูในกำปงแต่เธอไว้แม้เธอบทรอบประมาณในนกกับบ้านเธอก้ากระบลงมาจ้าหล่อให้เดี๋ยวปูไอ้ในจำทางขยมคือเจเมครูซายีวิหารใบโดยเจียยี่จงเนียนมันคบเคล็ดเจมือปูไอ้ตั้งไปยูเยี่ยงหน้ามาหายนั่นไม่ดำดังการคบครองครูซายีระบบขยมบทรอบประมาณในนกกับบ้านดอซาลงมาจ้าปูยังมักตีในดำใบประโมทบำนอแต่บันโนแต่ให้ลงมาจ้าครูซายีคือจีครูซามวยขนมจมน้ำครูซาทอมติงบูนในขนมกรองยื่นยิวประกอบหน้าทางในครูซายีหนึ่งเหมือนปะในซาเจมือในบำนอติงออนินูเตยี่ทิ้นปิ้งในแต่สังกอดทุนบำนอติงออนี่ฉบับจะผ่านการระบบยี่จงเนียนจิมันคานไปโนฮาใบโดยจีเมนบรอมเนี่ยเมนอำนายครูซ้อมลงมาจ้ายี่ฮาใบโดยจีลงยุดคอหายได้ทวยปูนี่
រកគ្នានៅទីនោះក៏បានធ្វើការគោរពព្រះអង្គម្ចាស់ដែលគាត់គឺជាចៅហ្វាយក្រុងនៅទីនេះឈ្មោះថាគង់រ៉េនខ្ញុំបានយល់គ្រប់យ៉ាងយីចូលនានគឺជាសមាជិកម្នាក់នៃគ្រូសាយីរបស់លោកដូច្នេះជាធម្មតាគឺជាគ្រូសាយីអ្នកទទួលខុសត្រូវឬមួយក៏លោកម្ចាស់យីចង់បដិសេធយុនហ្វេក៏បានតបជំនួសប្រកបណាច្បាស់ជាគ្រូសាយីសងបំណុលជំនួសហើយពេលនោះពុករបស់គាត់ក៏បានទាញដៃយកមកវិញយុនហ្វេពេលនេះគ្រូសាយីរបស់យើងកំពុងតែធ្លាក់ចុះប្រសិនបើពួកយើងសងបំណុលពួកគេដោយការលៀបបងនៅហាងមួយនេះត្រកូលគ្រូសារបស់យើងច្បាស់ជាត្រូវវិនិច្ឆ័យជាមិនខានព្រះម្ចាស់គង់រ៉េនក៏បានចូលមកកាក់ចង្វាក់តើនេះមែនទេគឺជាយុនហ្វេហាក់បីដូចជាក្លាហានគ្រាន់បើប៉ុន្តែខ្ញុំបានស៊ើបអង្កេតរួចរាល់ហើយកិច្ចសន្យាបំណុលបញ្ចាំនឹងផុតកំណត់នៅក្នុងថ្ងៃនេះប្រសិនបើគ្រូសាយីមិនសងនោះទេដោយពេលនោះយើងក៏បានឃើញសេចស្អាតឈូឈូបានដើរកាច់រៀងចូលមកយុនហ្វេខ្ញុំមកយឺតហើយមែនទេបានមិនយឺតពេលនោះទេទាន់ពេលល្មមខ្ញុំសៀវឈូឈូម្ចាស់ហាងអសតឈៀងស៊ីងហ្វឹងសូមស្វាគមន៍អ្នករាល់គ្នាព្រះអង្គម្ចាស់ក៏បាននិយាយតើអ្នកនាងមកទីនេះដើម្បីអ្វីដែរឈូឈូក៏បានខិតចូលចាប់ដៃរបស់យុនហ្វេខ្ញុំមកទីនេះដើម្បីស្នើសុំកិច្ចសហការជាមួយនឹងគ្រូសាយីដោយសារតែខ្ញុំជាមួយនឹងយុនហ្វេបានឈានដល់កិច្ចព្រមព្រៀងជាមួយនឹងគ្នារួចរាល់ហើយចាប់ពីពេលនេះតទៅពួកយើងនឹងធ្វើចំនួនជាមួយនឹងគ្នាពួកចំនួនធ្វើទៅប៉ុន្តែដៃរបស់ចែកចែនឡើងរវាមតែម្ដងខ្ញុំមកថ្ងៃនេះដើម្បីប្រគល់នៅប្រាក់ចំនួន 10000 កាក់មាសដែលធ្វើនេះរកគ្នាក៏មានការភ្ញាក់ផ្អើលផងដែរស្របពេលដែលសម្លេងបរិមម្នាក់ក៏បានស្រែកបន្លឺឡើងកញ្ញាឈូស៊ីងលូមកពីគ្រូសាស៊ូបានមកដល់ទីនេះហើយសម្លឹងទៅបដូរទឹកមុខតែម្ដងជាមួយនឹងកែវភ្នែកកំពុងតែប្រច័ណ្ឌដែលធ្វើឲ្យយុនហ្វេប្រញាប់ដកដៃចេញពីចែកឈូឈូស្ទោះចូលមកឈីងលូហើយអ្វីបានជាអ្នកមកទីនេះខ្ញុំបានប្រាប់បងរួចហើយខ្ញុំនឹងជួយបងឲ្យអស់ពីសមត្ថភាពប៉ុន្តែហាក់បីដូចជាមាននរណាម្នាក់ផ្សេងទៀតបានមកជួយមុនពេលនេះខ្ញុំបានយកប្រាក់ចំនួន 20000 កាក់មាសដើម្បីជួយដោះស្រាយបញ្ហារបស់បងដែលធ្វើនេះរកគ្នារត់ទៅភ្ញាក់ផ្អើលទៀតហើយពេលនោះចែកឈូឈូក៏បានស្ទោះចូលទៅចាប់ដៃរបស់យុនហ្វេមើលទៅនាងគឺជាកូនស្រីរបស់គ្រូសាស៊ូដែលគឺជាគ្រូសាធំមួយក្នុងចំណោមគ្រូសាធំទាំង4ឈីងលូក៏បានតបទៅវិញដូច្នេះបងគឺជាសៀវឈូម្ចាស់ហាងអសតឈីងស៊ីងហ្វឹងរីករាយដែលបានជួបបងស្រីដែលធ្វើឲ្យចែកឈូឈូឡើងភ្ញាក់ផ្អើលតែម្ដងបើភ្នែកធំបងស្រីត្រូវឲ្យបងស្រីឈូឈូគឺចាស់ជាងខ្ញុំហើយថែមទាំងពេលនេះបងបានរាប់អានយុនហ្វេជាប្អូនប្រុសដូច្នេះហើយបានជាខ្ញុំមិនហ៊ានឆ្លើយនោះទេហៅបងថាជាបងស្រីយុនហ្វេតើខ្ញុំនិយាយត្រូវទេមិនដឹងតបអ្វីនោះទេបានត្រឹមអើចែកឈូឈូក៏បាននិយាយវាជាការពិតប៉ុន្តែខ្ញុំគិតថាអ្វីដែលយុនហ្វេត្រូវការបំផុតពេលនេះគឺមនុស្សដូចជាខ្ញុំដែលអាចសហការជាមួយនឹងគ្នាបានយូរអង្វែងយុនហ្វេតើលោកគិតដូចខ្ញុំដែរទេយុនហ្វេពេលនេះងាកទៅឆ្វេងងាកទៅស្ដាំទៅខាងណាក៏សត្វទៅសាច់ដោយសារតែពេលនេះពួកនាងទាំងពីរគឺជាជំនួយដ៏ល្អបំផុតសម្រាប់គាត់ក្នុងចិត្តក៏បានគិតថាខ្ញុំមិនដែលជួបប្រទះទេបញ្ហាដ៏លំបាកបែបនេះដែលធ្វើឲ្យ admin ក៏មានចិត្តចង់ជួបប្រទះរឿងបែបនេះដែរព្រោះថាពេលនេះស្រីស្អាតទាំងពីរទាញដៃរបស់យុនហ្វេចុះឡើងពេលនោះយីធីមពេងក៏បានក្រហែបន្តិចដែរនៅតែពួកនាងមិនព្រមស្ដាប់បន្ទាប់មកក៏បានបែរមកនិយាយកាន់ជាមួយនឹងម្ចាស់បំណុលសូមចូលទៅក្នុងគ្រួសារយីដើម្បីដោះស្រាយបំណុលព្រះអង្គម្ចាស់តើមានអ្វីជំទាស់ដែរទេអញបំរុងនឹងនិយាយពេលនោះកែភ្នែកទាំងពីរគូរបស់ស្រីស្អាតទាំងពីរក៏បានសម្លឹងមកដែលធ្វើឲ្យគាត់មិនហ៊ាននោះទេយុនហ្វេបន្ទាប់ពីឃើញស្ថានភាពកាន់តែរឹងបន្ទឹងក៏បាននិយាយថានាងឈូឈូចូលត្រឡប់ទៅវិមានរបស់នាងវិញសិនទៅបន្ទាប់ពីខ្ញុំដោះស្រាយកិច្ចការរួចរាល់ខ្ញុំនឹងតាមទៅព្យាបាលជំងឺឲ្យនាងពេលនោះឈីលូក៏បាននិយាយខ្ញុំនឹងទៅជាមួយនឹងបងតើនាងទៅធ្វើអ្វីខ្ញុំទៅដើរលេងគ្មានជំរឿពួកគេទាំង3នាក់ក៏បានទៅជាមួយនឹងគ្នាបងជួយខ្ញុំផងដែលធ្វើឲ្យអ្នកបម្រើរបស់គាត់ក៏បានសរសើរអ្នកប្រពៃអស្ចារ្យមែន idol របស់ខ្ញុំយីធីនពីងក៏បាននិយាយបរោះពេទ្យត្រូវតែឈរលើភាពស្មោះត្រង់តើមនុស្សម្នាក់អាចរស់នៅដោយពឹងផ្អែកទៅលើស្ត្រីដោយរបៀបណាយុនហ្វេហើយយុនហ្វេលោកម្ចាស់តើលោកម្ចាស់មិនពេញចិត្តជាមួយនឹងអ្នកប្រុសមែនទេយុនហ្វេគុណប្រុសដែលមិនចេះគោរពឪពុកមាននៅគំនិតដ៏អស្ចារ្យបែបនេះហេតុអ្វីបានជាមានប្រាប់ពុកជាមុនក្រឡេកមកសាលទួយនៃគ្រូសាយីដែលឪពុកកូនទាំងពីរនាក់កំពុងតែពិភាក្សាគ្នាយុនហ្វេតើកូននឹងពិផានការរបស់យីចូលនានជាមុនយ៉ាងម៉េចមិនឆេះនឹងកំហឹងឡើងមកទីតុកបណ្ដៃខ្សែភេទចំហាយធម្មពលជាមួយនឹងក្បាច់គុណយុទ្ធសាស្ត្ររបស់គាត់លើកមេដៃមួយឲ្យទៅយុនហ្វេដល់ពេលនោះយុនហ្វេក៏បានបញ្ចេញនូវក្បាច់លើកម្រាមដៃ5ឲ្យទៅវិញហាក់បីដូចជាពួកគាត់បញ្ចេញនូវក្បាច់ប្រចាំត្រកូលបញ្ចេញនូវក្បាច់សងគ្នាទៅវិញទៅមកគ្មានអ្នកណាចាមអ្នកណានោះទេដែលពេលនោះធ្វើឲ្យគាត់បានធូរទ្រង់បន្តិចកូនស្ទើរតែបំភ័យពុកឲ្យស្លាប់ទៅហើយពុកគិតថាកូនត្រូវបានវិញ្ញាណដ៏អាក្រក់ចូលសន្ធិដ្ឋប៉ុន្តែទោះជាយ៉ាងណាក៏ដោយមធ្យោបាយដែលកូនបានប្រើគឺល្អបំផុតដែលធ្វើឲ្យយុនហ្វេក៏បានធូរទ្រង់ដូចគ្នាសំណាងឡើយដែលខ្ញុំបាននៅចាំយុទ្ធសាស្ត្រដែលគាត់ធ្លាប់បានរៀនជាច្រើនឆ្នាំបើមិនដូច្នោះទេខ្ញុំខ្លាចថាខ្ញុំនឹងត្រូវស្លាប់ដោយសារបាត់ដៃរបស់គាត់នៅក្នុងថ្ងៃនេះជាមិនខានត្រូវឲ្យកូនប្រុសយើងត្រូវតែរៀបចំខ្លួនសម្រាប់ការប្រកួតនៃអណ្ដូងខាងវិញ្ញាណចិត្តបានមកដល់ហើយដូច្នេះយើងត្រូវតែកត់សម្គាល់ទៅលើគូប្រកួតឲ្យបានច្បាស់ភ្ញាក់ផ្អើលបន្តិចស្ទុះចូលទៅមើលតាមបង្អួចបានឃើញនូវចំហាយធម្មពលដ៏ខ្លាំងក្លាមួយបានបាញ់ឡើងទៅលើលំហអំណាចនៃធម្មពលនេះបានចេញពីទិសដៅនៃគ្រូសាឈិនដែលពេលនេះវាបានបាញ់ចេញពីបន្ទប់សម្ងាត់នៃគ្រូសាឈិនដោយសារតែអំណាចនៃធម្មពលរបស់បរិមម្នាក់កំពុងតែអង្គុយវឹកហាត់អមជាមួយនឹងមនុស្ស3-4នាក់ទៀតគាត់ក៏បានប្រឹងវិញមួយទំហឹងស្រែកមួយវាស់ផ្ទុះទាំងធ្វើមនុស្ស3-4នាក់ដែលនៅជុំវិញគាត់បានខ្ទេចប៉ាផ្កាប់មុខស្ដោកអបអរសាទរអ្នកប្រុសវ័យក្មេងដែលបានដាននៅរូបរាងកាយនៃឋានសួគ៌បានសម្រេចងើបឡើងញញឹមបន្តិចបញ្ចេញនូវចំហាយធម្មពលពេញបាតដៃរាងកាយវិញ្ញាណស៊ូគីមិនចម្លែកនោះទេដែលវាមានឥទ្ធិពលដ៏ខ្លាំងក្លាបែបនេះស្រូបទាញយកនៅកូនចៅរបស់គាត់ចូលមកក្នុងដៃទាញចេញទៅវិញបន្តិចប៉ើងបុកនៅជាងឌឹបស្ដោកស្រូបយកនៅធម្មពលនឹងរាងកាយរបស់អបិមាននោះខ្ទេចដែលធ្វើឲ្យបរិមម្នាក់ដែលឈោមើលនៅក្បែរនឹងបានសប្បាយចិត្តសាយយ៉ាងខ្លាំងហាព្រះជាម្ចាស់ពិតជាប្រទានពរដល់គ្រូសាឈិនរបស់យើងមែនបរិមម្នាក់នោះក៏បានហៅថាពុកយុនហ្វេវាគ្មានអ្វីទាំងអស់ប៉ុន្តែក្រឡេកមកមើលខ្ញុំវិញមាននៅអំណាចធម្មពលដ៏អស្ចារ្យចំណែកយុនហ្វេក៏បានដឹងពេលនេះគ្រូសាឈិនបានវឹកហាត់សម្រាប់នៅរូបរាងកាយវិញ្ញាណនៃឋានស៊ូដែលធ្វើឲ្យឪពុករបស់គាត់ក៏បានភ្ញាក់ផ្អើលថាយ៉ាងម៉េចរាងកាយវិញ្ញាណស៊ូ
เกียវាគឺជារាងកាយវិញ្ញាណដាំដុះដ៏កម្របំផុតគេច្បាស់ជាយកឈ្នះកូននៅក្នុងការប្រកួតជាមិនខានយុនហ្វេក៏បានប្រាប់ពុកកុំបារម្ភអីដោយសារតែគាត់មានវិធីសាស្ត្រហ្វឹកហាត់នៅក្នុងពិភពលោកខាងក្នុងរបស់គាត់ជាមួយនឹងគម្ពីរក្បាច់គុណព្រះអាទិត្យទាំង9ដែលពេលនេះអធិរាជយីកំពុងតែសម្លឹងទៅគម្ពីរប្រកកំហុសមួយដែលកំពុងតែអណ្ដែតឡើងបច្ចេកទេសបន្សាបរាងកាយលាយឈាមជាមួយនឹងបិសាចឋានស៊ូទាញវាដាក់ចូលទៅក្នុងស្មារតីវិញ្ញាណបាក់ភ្នែកឡើងមកវិញខ្ញុំត្រូវការឈាមបិសាចនិងផ្កាយព្រាសទាំង7ដែលអាចទៅរកបាននៅក្នុងព្រៃធានហាយភ្ញាក់ព្រឹកតែម្ដងដែលពេលនេះយុនហ្វេកំពុងតែនៅក្នុងបន្ទប់របស់សៀវអឺដើម្បីមើលពីអាការៈរបួសរបស់នាងខាត់ចូលបន្តិចសៀវអឺតែមានអារម្មណ៍ថាស៊ូស្រាលហើយមែនទេសៀវអឺបន្ទាប់ពីឃើញយុនហ្វេនាងក៏បានសប្បាយចិត្តប្រញាប់ងើបឡើងយុនហ្វេក៏បានស៊ូសៀវអឺតែចង់ហ្វឹកហាត់នៅធម្មពលក្បាច់គុណដែរទេនាងក៏បានតបមកវិញថាហ្វឹកហាត់ដាំដុះនៅធម្មពលវិញ្ញាណមានគោលបំណងអ្វីយុនហ្វេក៏បានងើបឡើងបន្តិចប្រាប់ថាគឺដើម្បីការពារខ្លួនឯងនឹងហើយរួមទាំងគ្រូសាមិត្តភ័ក្តិនិងមនុស្សជុំវិញខ្លួនទៀតផងលើពីនេះដើម្បីស្វែងរកយុទ្ធធម៌និងជួយអ្នកទន់ខ្សោយសៀវអឺក៏បានតបហ្វឹកហាត់ជាមួយនឹងលោកគ្រូមែនទេត្រូវហើយធ្វើនាងក៏បានសប្បាយចិត្តដូច្នេះនៅពេលដែលខ្ញុំបានហ្វឹកហាត់នៅក្បែរលោកគ្រូជារៀងរហូតយុនហ្វេក៏បានអង្អែលក្បាលរបស់នាងបន្តិចមិនអីនោះទេពេលនេះខ្ញុំមានកម្រងទៅព្រៃធានហាយតែចង់ទៅជាមួយនឹងខ្ញុំឬទេដោយពេលនោះឈូមូក៏បានចូលមកលើកនៅជ្រូកខ្វៃដ៏ធំមួយយុនហ្វេទៅបងឯងនឹងខ្ញុំទៅផងបានដែរឬទេបានមិនអីនោះទេខ្ញុំនឹងមកនេះដែរហើយស្គាល់ពីបច្ចេកទេសខ្លះៗនឹងការដាំដុះផ្សេងទម្លាក់ជ្រូកខ្វៃលើតុដឹបសប្បាយចិត្តយ៉ាងខ្លាំងពិតជាអស្ចារ្យមែនសៀវអឺមិនចាំបាច់បារម្ភទេខ្ញុំនឹងការពារនាងសៀវអឺក៏បានតបឈើខ្ញុំមិនត្រូវការពាររបស់អ្នកនោះទេដូច្នេះពេលនេះប្រកូលនៅជើងជ្រូកឲ្យខ្ញុំហូបសិនមកបើមិនដូច្នោះទេខ្ញុំនឹងមិនដោះលែងបងឡើយនេះទាំង3បានជជែកគ្នាលេងយ៉ាងសប្បាយមិនលឺសំឡេងមកដល់ខាងក្រៅដែលពេលនេះស្រីស្អាតយីស៊ឺកំពុងតែនៅខាងក្រៅទម្លាក់ទឹកមុខចូលបន្តិចងាកមុខចេញខ្ញុំនឹងមកនៅថ្ងៃស្អែកវិញល្អជាងដល់ពេលនោះនាងក៏បានក្រឡេកឃើញមនុស្សម្នាក់កំពុងតែរត់ចេញដោយសារមានការសង្ស័យក៏បានប្រញាប់ដេញតាមកាត់មកសារប្រជុំក្រុមប្រឹក្សាគ្រូសាឈិនដែលមេគ្រូសាគឺជាស៊ីធានយានតើអ្នកទាំងអស់គ្នាបានឮពីដំណឹងរបស់គ្រូសាយីដែរឬទេដោយបរិសម្នាក់ដែលមានឈ្មោះថាលូយុនសៀវត្រូវជាប្រធានគ្រូសាលូគាត់ក៏បាននិយាយខ្ញុំបានឮមកថាចុងនៀនបានបរាជ័យក្នុងការគ្រប់គ្រងតំណែងមេគ្រូសាយីហើយត្រូវបានស្លាប់នៅក្នុងគ្រូសាយីទីផងពេលនោះបរិសម្នាក់ដែលមានឈ្មោះថាតៃស៊ូងត្រូវជាប្រធានគ្រូសាតៃក៏បានតបត្រូវហើយវាពិតជាគួរអាណិតអាសូរខ្លាំងណាស់ប៉ុន្តែពួកយើងបានខ្ជិះខ្ជានៅឆ្នាំវិញ្ញាណជាច្រើនឲ្យទៅពួកវាដែលខ្ញុំបានគិតថាគេអាចកំចាត់នៅយីធីនពីងបានមិនទៅមកឡើងកាន់តំណែងជាមេគ្រូសាយីដែលធ្វើឲ្យខ្ញុំមិនបានរំពឹងទុកថាគេគ្មានប្រយោជន៍ទោះតែសោះស៊ីធានយានក៏បានលើកដៃធ្វើការគោរពក៏បារម្ភអីលោកម្ចាស់ឈិនការប្រកួតអណ្ដូងខាងវិញ្ញាណនឹងត្រូវបានធ្វើឡើងដោយត្រកូលទី4ក្នុងរយៈពេល10ថ្ងៃខាងមុខនេះចាប់តាំងពីកូនប្រុសរបស់លោកបានដាស់នៅរាងកាយវិញ្ញាណស៊ូគីយើងរឹតតែមានឱកាសដើម្បីចាត់ការទៅលើពួកវាទាំងអស់នោះលោកម្ចាស់ឈិនក៏បាននិយាយខ្ញុំបានបដិញ្ញារួចរាល់ហើយថានឹងយកឈ្នះនៅក្នុងការប្រកួតនោះឲ្យបានប៉ុន្តែស៊ីធានយាននៅតែមានការព្រួយបារម្ភបន្ទាប់ពីសរសៃវិញ្ញាណក្បាច់គុណរបស់យុនហ្វេបានត្រឡប់មកវិញខ្ញុំបានរកឃើញថាកម្លាំងធម្មពលរបស់គេបានប្រើចលនាចម្លែកដល់ពេលនោះបរិសម្នាក់ក៏បានមកសឹកប្រាប់ទៅលោកម្ចាស់ឈិនភ្ញាក់ផ្អើលបន្តិចប្រញាប់ឲ្យគេចូលមកតើទទួលបានព័ត៌មានអ្វីខ្លះប្រញាប់រាយការណ៍ប្រាប់យើងមកដោយបរិដែលបានពាក់អាវឃ្លុំក៏បានដើរចូលមកលោកម្ចាស់ត្រូវតែប្រញាប់ចាត់វិធានការក្រឡេកមកមើលកញ្ញាយីស៊ឺវិញដែលពេលនាងបានបន្លាស់ទីចូលមកដល់គ្រូសាឈិនឡើងនៅលើដំបូលផ្ទះបើកនៅក្បឿងសំឡឹងមើលនឹងលោបស្ដាប់នៃការពិភាក្សារបស់ពួកព្រឹទ្ធាចារ្យធំៗទាំងអស់នោះតើបរិម្នាក់នោះគឺជាអ្នកណាដោយបរិពាក់អាវឃ្លុំម្នាក់នោះក៏បានបន្តរៀបរាប់ប្រាប់ត្រូវហើយពេលនេះយុនហ្វេកំពុងតែធ្វើដំណើរចូលទៅព្រៃធានហាយបន្ទាប់ពីស្ដាប់ឮបែបនោះលោកម្ចាស់ឈិនក៏បានសប្បាយចិត្តយ៉ាងខ្លាំងវាកំពុងតែស្វែងរកសេចក្តីស្លាប់ដោយខ្លួនឯងហើយដូច្នេះពួកយើងត្រូវតែពេលនោះគាត់ក៏បានចាប់អារម្មណ៍បន្តិចសម្លឹងទៅខាងលើគប់នៅពេញតែនៅក្នុងដៃហ្វុលធ្វើយីស៊ឺក៏បានប្រញាប់គេអាឡាខ្លួនទៅខាងក្រោយបន្តិចដែលជាភាគទី5របស់យើងបន្ទាប់ពីលោកម្ចាស់ឈិនបានបើកការវាប្រហារជាមួយនឹងពេញតែនៅក្នុងដៃគប់វាប្រហារចូលទៅចំស្មាខាងឆ្វេងរបស់យីស៊ឺធ្វើនាងធ្លាក់ទៅខាងក្រោមខ្ញុំត្រូវតែប្រញាប់យកដំណឹងមួយនេះប្រាប់យុនហ្វេជាបន្តរត់គេចទាំងរបួសដោយសារតែលោកម្ចាស់ទាំង3កំពុងតែដេញតាមប្រមាញ់ឈប់ភ្លាមតើនាងគិតថាឯរតនារួចមានទេតែលោកម្ចាស់ឈិនក៏បានបើកការវាប្រហារមួយធ្វើឲ្យយីស៊ឺក៏បានធ្លាក់មកខាងក្រោមបន្តហក់ក្រវែងទៅនឹងធម្មពលក្រញ៉ាំដៃហៀបនឹងត្រូវយីស៊ឺទៅហើយពេលនោះស្រីស្នេហ៍របស់យុនហ្វេក៏បានមកជួយទាន់ដែលធ្វើឲ្យធម្មពលរបស់លោកម្ចាស់ឈិនបំទុះនៅជញ្ជាំងប៊ឹមហុយទម្លាក់ខ្លួនមកពីអ្នកលទ្ធផលប៉ុន្តែគាត់ក៏បានភ្ញាក់ផ្អើលតើនាងរតនាហើយវាមិនអាចដែលនាងរត់គេចខ្លួនបាននោះទេប្រសិនបើនាងយកដំណឹងមួយនេះទៅប្រាប់យុនហ្វេពួកយើងច្បាស់ជាមិនងាយចាត់ការពួកគេនោះទេដែលពេលនោះបរិសម្នាក់ក៏បានបង្ហាញខ្លួននៅលើដំបូលទៀតជាមួយនឹងចំហាយធម្មពលពណ៌ខ្មៅពីពេញរាងកាយមិនចាំបាច់ព្រួយបារម្ភនោះឡើយដែលធ្វើឲ្យលោកម្ចាស់ឈិនក៏បានសប្បាយចិត្តនៅទីបំផុតលោកក៏បានមកដល់ទីនេះបរិសម្នាក់នោះក៏បានតបចាប់តាំងពីគ្រូសាឈិនបានអញ្ជើញពួកយើងឲ្យមកទីនេះក្នុងការសម្លាប់យុនហ្វេពួកឃាតករស៊ីឈ្នួលដោយពួកយើងមិនហ៊ានបដិសេធនោះទេហើយខ្ញុំហ៊ានធានាមនុស្សដែលលោកម្ចាស់ឈិនចង់សម្លាប់វានឹងមិនអាចមានជីវិតរស់រានបានឡើយបើអញ្ចឹងលោកគឺជាស៊ូសៀនក្រុមខ្ជាប់ឈូខ្មោចទាំង6ក្រឡេកមកក្រាស់ទាំង2របស់យុនហ្វេដែលនាងក៏បានមកពូននៅជ្រុងម្ខាងនៃគ្រូសាឈិនជាងលោកក៏បានស៊ូនៅនាងស៊ឺតារបួសយ៉ាងម៉េចទៅហើយហេតុអ្វីបានជាលោកម្ចាស់ទាំង3នាក់តាមប្រមាញ់នាងយីស៊ឺនាងក៏បានប្រាមានជនក្បត់នៅក្នុងគ្រូសាយីដែលវាបានខົບខិតជាមួយនឹងគ្រូសាឈិនខ្ញុំបានតាមដានគេមកដល់ទីនេះហើយក៏ត្រូវគ្រូសាឈិនចាប់បានដោយចៃដន្យដែលធ្វើឲ្យឈិងលូក៏មានការព្រួយបារម្ភពីយុនហ្វេកញ្ញាយីស៊ឺក៏បានប្រាប់បន្ថែមទៀតពេលនេះយុនហ្វេនិងអ្នកដទៃទៀតកំពុងតែធ្វើដំណើរទៅក្នុងព្រៃធានស៊ូដូច្នេះខ្ញុំត្រូវតែប្រញាប់ប្រាប់ដំណើរអាក្រក់មួយនេះទៅគាត់ស្ទោះវឹងឌូព្រុសឈិងលូក៏បានគ្រាកុំខត់ខ្ញុំអីខ្ញុំគ្មានពេលទីនោះទេអរគុណនាងស៊ូដែលបានជួយសង្គ្រោះខ្ញុំប្រញាប់រត់ចាក់ចេញទៅទាំងរបួសស្របពេលនោះលោកយាយឡុងក៏បានមកខននាងមិនចាំបាច់ប្រកែកនោះទេនាងគួរតែយល់ហើយកាន់តែនៅក្បែរយុនហ្វេនាងរត់តែមានគ្រោះថ្នាក់ប៉ុន្តែលោកយាយខ្ញុំ
ខ្ញុំសូមសន្យានេះគឺជាលើកចុងក្រោយហើយអ្នកធ្វើលោកយីឡុងគាត់មិនបាននោះទេកាត់មកក្នុងព្រៃដែលក្រុមរបស់យុនហ្វៃកំពុងតែធ្វើដំណើរតាមរថតែសេះឈូមូក៏បានអង្គុយមើលសៀវអឺកំពុងតែវឹកហាត់នៅក្បាច់គុណរបស់នាងអ្នកធ្វើឲ្យគាត់ក៏បានអស់សំណើចហាពិតជាគួរអស់សំណើចមែនការបំផ្ទុះនៃធម៌ពលដ៏ខ្លាំងក្លាខ្ញុំគិតថាវាគ្រាន់តែជាកម្លាំងរបស់កូនឆ្មាតែប៉ុណ្ណោះអ្នកធ្វើសៀវអឺក៏បានខឹងហេតុអ្វីបានជាបងល្ងងយ៉ាងនេះនេះគឺជាស្នេហ៍ដែលលោកគ្រូបានបង្រៀនដែលវាគឺជាបច្ចេកទេសដើរវេទមន្ត100ឈូមូក៏បានប្រាប់ខ្ញុំបានវឹកហាត់ស្ទាត់ជំនាញជាយូរមកហើយសូមមើលយកចិត្តទុកដាក់ខ្ញុំនឹងបង្ហាញនៅស្នេហ៍មួយនេះលាតដៃផ្លុំធ្វើមុខដូចដាក់សៀវអឺអ្នកធ្វើឲ្យនាងក៏បានស្រែកថាកម្លាំងនៃធម៌ពលបំផ្ទុះដល់ទេវភាពលន់លឺសូរតែផោងស្រែកចាចឈូមូក៏បានខ្ទាតប៉ាមកមុខនឹងគល់ឈើដឹបណាស់ពេលនោះសៀវអឺនាងក៏បានសប្បាយចិត្តយ៉ាងខ្លាំងនៅទីបំផុតខ្ញុំបានចេះវាហើយលោកគ្រូឃើញទេខ្ញុំអាចប្រើប្រាស់វាបានយុនហ្វៃក៏រវីក្បាលតែម្ដងហក់ចុះទៅខាងក្រោមអ្នកទាំងពីរមិនអាចនៅស្ងៀមឲ្យបាន1នាទីមែនទេមិនអីនោះទេទីប្រជុំជនធានស៊ូគឺនៅខាងមុខដូច្នេះតោះពួកយើងធ្វើដំណើរដល់ថ្មជើងវិញល្អជាងអ្នកធ្វើសៀវអឺក៏បានស្រែកថាលោកគ្រូចាំខ្ញុំផងបន្ទាប់ពីធ្វើដំណើរនៅតាមផ្លូវនៅក្នុងព្រៃយុនហ្វៃក៏បានរៀបរាប់ប្រាប់នេះគឺជាព្រៃធានស៊ូដែលគឺជាជំរកដ៏ធម្មផុតរបស់សត្វទេវកថានៅក្នុងក្រុងយៀនយីវហើយនេះក៏ជាទីប្រជុំជនដែលបានសាងសង់នៅជុំវិញព្រៃធានស៊ូនិងមានលក់របស់ដ៏មានតម្លៃផ្សេងគ្នានិងឱសថខាងវិញ្ញាណផងដែរក្នុងនោះក៏អាចមានអាវុធដ៏កម្រទៀតផងសៀវអឺនេះមិនខ្វល់ពីអ្វីនោះទេលោកគ្រូខ្ញុំចង់សាកហូបផ្ញើដំដីអាំងដែលទុកឲ្យយុនហ្វៃដើរមើលម្នាក់ឯងសម្លឹងតើក៏បានចាប់អារម្មណ៍ជាមួយនឹងអាវុធមួយគូដែលវាមានរូបរាងដូចជាផ្លែល្ពៅឬក៏យើងធ្លាប់ស្គាល់ថាគឺជាដំបងរបស់ហនុមាននិងមានអាវុធគុណភាពខ្ពស់ជាច្រើនទៀតប្រាប់សៀវអឺថាអាវុធមួយនោះគឺសមនឹងនាគឈូមូក៏បានញញឹមលោកគ្រូខ្ញុំចង់បានដែរដើរចូលទៅចាប់លើកមិនរួចនោះទេសូរីផងប្រហែលជាដៃរបស់ខ្ញុំរអិលហើយប្រើដៃទាំងពីរចាប់លើកនៅអាវុធមួយនោះប្រឹងយ៉ាងណាក៏លើកមិនរួចដែរខ្ទាតមកខាងក្រោយបន្តិចសៀវអឺហូបបង្ហើបខ្យាដំដីមួយបានហើយទោះខ្ញុំសាក់លបងវិញឈូមូក៏បានមើលងាវកុំខ្ជិះជាកម្លាំងរបស់នាងអីភ្ញាក់ព្រឹកតែម្ដងដោយសារតែសៀវអឺបានចាប់លើកយ៉ាងផុយកម្លាំងរបស់នាងសាហាវពេកហើយសៀវអឺក៏បានក្រវែងចោលខ្ញុំមិនចូលចិត្តនោះទេដោយសារតែវាមានរូបរាងអាក្រក់ខ្លាំងពេកលន់លឺសូរតែច្រចត្រូវមេជើងរបស់ឈូមូអូយជ្រើសយកនឹងកំបិតតាំងតពីលោកគ្រូតើវាសមនឹងខ្ញុំដែរឬអត់យុនហ្វៃក៏បានប្រាប់សៀវអឺហើយអ្វីបានជាមិនជ្រើសយកដាវខ្លីមួយគូនោះខ្ញុំគិតថាវាសមនឹងនាងជាងចំណែកឈូមូគូតែជ្រើសយកញញូដែលធ្វើឲ្យសៀវអឺនាងមិនសូវសប្បាយចិត្តនោះទេបន្ទាប់ពីគាត់បានអាវុធរៀងខ្លួនហើយមើលទៅសភាពរបស់ឈូមូទៅកាន់តែមួយខាងគឺមិនរួចផងចំណែកសៀវអឺរបស់អេមីនដៃមួយខាងកាន់នៅញញូលើស្មាដៃមួយខាងទៀតកាន់នៅកំបិតមួយគូចុះលោកគ្រូហេតុអ្វីបានជាមិនជ្រើសយកអាវុធមួយយុនហ្វៃក៏បានប្រាប់ថាខ្ញុំមិនទាន់រកឃើញអាវុធដែលស័ក្តិសមនឹងខ្ញុំឡើយសម្លឹងតែខាងមុខឃើញមនុស្សជុំដែលមានបរិមម្នាក់លូតជង្គង់សូមជួយខ្ញុំផងដោយសារតែពេលនេះឪពុករបស់ខ្ញុំមានជំងឺធ្ងន់ធ្ងរខ្លាំងណាស់ខ្ញុំលក់អាវុធដែលមានគុណភាពខ្ពស់ត្រឹមតែតម្លៃ 10000 កាក់មាសតែប៉ុណ្ណោះប៉ុន្តែយុវជនមួយក្រុមនោះមិនជឿនោះឡើយគិតថានេះគឺជារបស់ខ្លាំងបើវាជារបស់ដែលមានតម្លៃហើយគុណភាពខ្ពស់វាមិនគួរណាលក់តម្លៃទាបបែបនេះទេដោយបរិបទដែលលូតជង្គង់ម្នាក់នោះនៅតែបញ្ជាក់ថាវាគឺជាកំណត់ទ្រព្យដ៏មានតម្លៃដែលបានបន្សល់ទុកពីដូនតារបស់ខ្ញុំលក់ដោយសារតែខ្ញុំខ្វះប្រាក់ដើម្បីយកទៅព្យាបាលជំងឺរបស់ឪពុកខ្ញុំអត្តរិជីក៏បានចាប់អារម្មណ៍ភ្លាមតែម្ដងហើយអ្វីបានជាខ្ញុំមានអារម្មណ៍ថាដូចជាធ្លាប់ស្គាល់អាវុធមួយនេះវាអាចថាឋានស៊ូមានបំណងចង់ប្រកល់អាវុធដ៏ពិសេសមួយនេះមកឲ្យខ្ញុំសឿអើជាមួយនឹងឈូមូក៏បានចូលមកដល់ជាផ្លូវដែលយុនហ្វៃបានសម្លឹងទៅដៃចាស់មួយនោះធ្វើគេបានដឹងថាវាមាននៅចំហាយធម្មពលវិញ្ញាណបានខ្ញុំនឹងយកដៃមួយនេះធ្វើបរិមម្នាក់ក៏បានត្រេកអរបន្តិចដែរអ្នកប្រុសប្រតិជឿខ្ញុំមែនទេត្រូវហើយឲ្យខ្ញុំមើលជំងឺរបស់ឪពុកអ្នកបន្តិចមើលដោយអត្តរិជីក៏បានអ៊ូតភ្លាមតែម្ដងខ្ញុំប្រកាសចិត្តដឹងថាអ្នកកំពុងតែកើតអ្វីដោយសារតែការបញ្ជាមុនខ្ញុំគឺជាអត្តរិឋានស៊ូធ្លាប់ជាគ្រូពេទ្យដ៏ខ្លាំងពូកែម្នាក់បានឆែនធម្មពលនៅក្នុងដៃ5រៀម2ចុចជីបចោលទៅលើរាងកាយរបស់បរិមម្នាក់នោះបន្ទាប់មកក៏បានក្រពាត់ដៃទៅខាងក្រៅយ៉ាងសង្ហាធ្វើឲ្យគាត់បានបើកភ្នែកស្ទុះងើបឡើងត្រេកអរយ៉ាងខ្លាំងពុកពេទ្យអាចភ្ញាក់ឡើងមកវិញមែនស្ទុះងាកទៅធ្វើការគោរពយុនហ្វៃឥឡូវនេះឪពុករបស់អ្នកមិនអីនោះទេគាត់នឹងជាសះស្បើយក្នុងរយៈពេល2ទៅ3ខែទៀតហើយនេះគឺជាប្រាក់ចំនួន 10000 កាក់មាសដាក់ប្រាក់ចុះកាន់ដាវចាស់មួយនោះឡើងប៉ុន្តែយើងក៏បានឃើញព្រឹត្តិការណ៍ម្នាក់មកកាន់ដាវមួយនោះដែរដណ្ដើមគ្នាបន្តិចពួកគាត់ក៏បានបញ្ចេញនូវកម្លាំងធម្មពលរៀងខ្លួនដាវមួយនេះអ្នកប្រុសរបស់ខ្ញុំចង់បានដែលអ្នកប្រុសម្នាក់នោះមានឈ្មោះថាសៀវវូហានអ្នកកំឡោះខ្ញុំណែនាំឲ្យអ្នកកំឡោះទម្លាក់ដាវមួយនេះទៅបើមិនលុយឆ្នោតទេខ្ញុំខ្លាចថាអ្នកមិនអាចទ្រាំទ្របាននោះទេដោយសារតែពេលនេះគាត់ស្ថិតនៅក្នុងកម្រិតអាណាចក្រដំណាក់កាលកំពូលមានឈ្មោះថាព្រឹទ្ធាចារ្យលីនហើយអ្នកប្រុសរបស់ខ្ញុំគឺជាកូនទី3របស់នាយករដ្ឋមន្ត្រីសៀវបន្ទាប់ពីឮឈ្មោះនាយករដ្ឋមន្ត្រីសៀវធ្វើនារកគ្នាក៏បានដាក់មេព្រួយដុតអស់តែពេលនោះសៀវវូហានគេបានដើរចូលមកជាមួយនឹងរៀងល្វត់ល្វន់ហាក់បីដូចជាមិនទេបញ្ចេញសម្លេងឡើងមួយញែកតែម្ដងត្រូវហើយខ្ញុំមិនដែលបារម្ភចេញនៅអ្វីដែលខ្ញុំចង់បាននោះទេតែធ្វើឲ្យឈូមូហើយនឹងសៀអឺបានដឹងយ៉ាងច្បាស់តើបងគិតដូចជាខ្ញុំគិតដែរទេយុនហ្វៃនៅតែមិនព្រមប្រឡែងដៃចេញខ្ញុំមិនដែលធ្លាប់ស្គាល់គាត់នោះឡើយហើយសុភាពបរោះមិនដែលឆ្លោះជាមួយនឹងមនុស្សស្រីនោះទេទាញដៃយូរទុកយ៉ាងលឿនធ្វើព្រឹត្តិការណ៍លឿនមើលមិនទាន់វូហានក៏បានបញ្ចេញនៅចរិតតើអ្នកបាននិយាយអ្វីប្រញាប់ឈប់ត្រង់នឹងភ្លាមទៅតើឮខ្ញុំនិយាយដែរទេអូយអត់មានលឹងព្រឺរោមតែម្ដងពេលនេះឈូមូក៏បានដើរចូលទៅនិយាយខ្លាំងសុភាពបរោះមិនឆ្លោះជាមួយនឹងមនុស្សស្រីទេតើស្ដាប់ច្បាស់ហើយឬនៅសៀវអឺដើរចូលទៅម្ដងសុភាពនារីក៏មិនឆ្លោះជាមួយនឹងភេទទី3ដែរដែលធ្វើឲ្យវូហានគេក៏បានខឹងពួកឯងប្រយ័ត្នខ្លួនផងព្រឹត្តិការណ៍លិនសម្រាប់ពួកវាឲ្យខ្ញុំស្ដាប់នៅបញ្ជាមិនឆានចំហាយធម្មពលសម្រុកចូលទៅដែលធ្វើឲ្យយុនហ្វៃក៏បានប្រញាប់បន្លាស់ទីចាប់យកនេះទាំងពីរគេចព្រឹត្តិការណ៍លិនវាត្រូវដីបឹងហុយកម្រិតអាណាចក្រផែននៃដំណាក់កាលកំពូលការប៉ាន់ស្មានរបស់ខ្ញុំពិតជាមិនខុសនោះទេព្រឹត្តិការណ៍លិនពេលនេះចាប់អារម្មណ៍ហើយប៉ុន្តែពួកឯងត្រូវតែស្លាប់សម្រុកចូលជាមួយនឹងក្រញាំដែលពោះពេញទៅដោយចំហាយធម្មពលយុនហ្វៃក៏បានបញ្ឆានធម្មពលនៅក្នុងបាតដៃដូចគ្នាទាទៅទប់រំទឹមសម្រុកចូលសារជាថ្មីកំណាប់ដៃទល់នឹងកំណាប់ដៃវាយដូរគ្នាទៅវិញទៅមកប៉ុន្តែយុនហ្វៃផ្លត់ស្នៀតស៊ីមួយកំណាប់ដៃជួកកណ្ដាលពោះ
ឌឹបទៀតប៉ាំងទៅខាងក្រោយវិញដែលធ្វើឲ្យគាត់បានដឹងថាកម្រិតនៃកម្លាំងធម្មពលពួកយើងគឺខុសគ្នាដូច្នេះហើយគាត់ក៏បានបញ្ចេញអំណាចប្រលឹងរបស់អាឌ្រីថាន់ស៊ូទប់រងពីការវាយប្រហាររបស់ព្រឹទ្ធាចារ្យលីនចូលមកធ្វើឲ្យគាត់ក៏បានប៉ាំងទៅវិញតើលោកគិតថាអាចចាត់ការពួកយើងបានមែនទេអ៊ូតបានតែបន្តិចអំណាចនៃធម្មពលក៏បានរលាយបាត់ទៅវិញហាខ្ញុំធ្វើលេងនោះទេព្រឹទ្ធាចារ្យលីនក៏បានសម្រុកជួយទៅខ្វាចចេញមួយយុនហ្វេក៏បានគេចផុតអាឡាខ្លួនទៅខាងក្រោយហក់ទៅខាងលើប្រើប្រាស់នៅបច្ចេកទេសបញ្ជូនលេប្រលឹងបាញ់ចេញទៅលន់សូទៅឆ្វិចព្រឹទ្ធាចារ្យលីនក៏បានគេចផុតបន្តិចត្រូវដីឌឹមសម្លឹងមើលប្រហោងឡើងកលូដូចជាអណ្ដូងលូពេលនោះវូហានគេក៏បានរត់ចូលមកព្រឹទ្ធាចារ្យលីនហើយអ្វីបានជាមិនសម្លាប់ពួកគេនេះប្រតិបីឲ្យសម្លាប់យ៉ាងម៉េចពួកគេរត់អស់ហើយអំណាចកម្លាំងធម្មពលរបស់គេក៏ចម្លែកដែរប៉ុន្តែវូហានគេនៅតែស្ដាយជាមួយនឹងដាវមួយនោះទោះជាយ៉ាងណាក៏ដោយលោកត្រូវតែយកវាមកឲ្យខ្ញុំឲ្យបានអ្នកប្រុសខ្ញុំនឹងដណ្ដើមដាវនោះយកមកវិញក្រឡេកមកមើលក្រុមយុនហ្វេដែលបានបន្លាស់ទីចូលមកដល់ចន្លងភ្នំក្រពើលោកគ្រូស្ថានភាពមិញពិតជាគួររន្ធត់ខ្លាំងណាស់មែនហើយតាកាចាស់ម្នាក់នោះបានត្រៀមខ្លួនរួចជាស្រេចដើម្បីសម្លាប់ពួកយើងដល់ពេលនៅយុនហ្វេក៏បានរងរបួសក្អួតឈាមពីការវាយប្រហារមុននឹងតើលោកគ្រូកាត់អ្វីទៅយុនហ្វេជូតឈាមចេញពីមាត់ដាក់ដាំឈាមមួយដៃផាំងខ្ញុំបានរងការវាយប្រហារពីធម្មពលមួយចំនួនដោយសារតែកម្រិតនៃកម្រិតធម្មពលរបស់គេគឺខ្លាំងជាងខ្ញុំដូច្នេះខ្ញុំត្រូវតែពង្រឹងនៃកម្លាំងធម្មពលរបស់ខ្ញុំឲ្យខ្លាំងក្លាបានឆាប់រហ័សត្រូវឲ្យលោកគ្រូពួកយើងនៅខិតខំហ្វឹកហាត់ខ្ញុំក៏ដូចគ្នានឹងខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីជួយលោកគ្រូពូអ្នកទើបតែទទួលបានអាវុធមួយចំនួនដូច្នេះចាប់យកឱកាសមួយនេះដើម្បីសាកល្បងប៉ុន្តែពូអ្នកត្រូវតែចាំថាប្រមាញ់នៅសត្វទេវកថាកម្រិតទាបតែប៉ុណ្ណោះហើយហាមចូលទៅក្នុងព្រៃជ្រៅបាទខ្ញុំយល់ឲ្យលោកគ្រូអាវុធគ្រប់ដៃសម្រុកចូលយើងត្រូវតែសម្លាប់ពូវាយុនហ្វេក៏បានខត់ថាខុសទៅដៅហើយចាប់ប្រាំងសឹងមិនទាន់ត្រឡប់ក្រោយចូលមិនទាន់ទាំងបានស្អីផងឈូមូក៏បានច្រពុបជើងនឹងដុំថ្មដួលផ្កាប់មុខទោះជើងនឹងសៀវអឺដួលម្នាក់ទៀតចំណាយពេលអស់មួយរយៈយុនហ្វេក៏បានប្រមាញ់នៅសត្វជូកព្រៃចំនួន 4-5 ក្បាលឯណោះបន្ទាប់មកក៏បានចម្លែងយកនៅខ្លឹមសារឈាមរបស់វាដាក់ចូលទៅក្នុងដបថ្នាំដើម្បីរក្សាទុកប៉ុណ្ណឹងវាល្មមគ្រប់គ្រាន់ហើយប៉ុន្តែតើអ្នកទាំងពីរពេលនេះទៅណាហើយហក់ឡើងទៅទំលើមេឈើដើម្បីសម្លឹងមើលរោគអ្នកទាំងពីរដែលពេលនេះគឺវល់តែម្ដងសៀវអឺជាមួយនឹងកំបិតពីរនៅក្នុងដៃដេញវាយកូនទុនសាយចំណែកឈូមូជាមួយនឹងអាវុធធ្ងន់នៅក្នុងដៃទាំងពីរព្យាយាមរត់គេចពីការប្រមាញ់របស់ជ្រូកព្រៃវិញឆ្វាលគល់ឈើចុះឡើងរហូតទាល់តែអស់កម្លាំងរៀងខ្លួនយុនហ្វេក៏បានក្រឡេកទៅជ្រុងមកខាងទៀតឃើញនៅកូនកញ្ជ្រោងមួយកំពុងតែរត់គេចពីការប្រមាញ់របស់ឆ្កែចចកដ៏ធំពីរដោយយុនហ្វេក៏បានសង្កេតដឹងកូនកញ្ជ្រោងនេះពិតជាហ៊ានបង្ករឿងជាមួយនឹងឆ្កែចចកមែនដោយគេបានលួចនៅរបស់អ្វីម្យ៉ាងពំនៅនឹងមាត់របស់វាបន្ទាប់ពីគេចចុះគេចឡើងចោលច្រកវាក៏បានលេបចូលទៅក្នុងពោះដែលធ្វើឲ្យឆ្កែចចកក៏បានខឹងហក់ចូលទៅខំយុនហ្វេក៏បានប្រើប្រាស់ធម្មពលវាបញ្ឆាមួយទម្លាក់ខ្លួនចុះមកខាងក្រោមកូនកញ្ជ្រោងនោះក៏បានប្រញាប់រត់ចូលទៅឯងពិតជាបានលួចទ្រព្យសម្បត្តិរបស់ពួកគេមែនទេហើយថែមទាំងបានលេបចូលក្នុងពោះទៀតផងធ្វើឲ្យខ្ញុំបានចាប់អារម្មណ៍ជាមួយនឹង style របស់ឯងដូច្នេះក្នុងថ្ងៃនេះឯងពិតជាមានសំណាងណាស់ភ្លាមនោះឆ្កែចចកក៏បានបើកការវាយប្រហារចូលមកយុនហ្វេក៏បានក្រឡេកឃើញទាន់ប្រើប្រាស់ដៃទើបតែទិញបានក្រវែងវាចេញចូលទៅវាយប្រហារលន់សូទៅជ្រួចចាក់ទម្លុះនៅរាងកាយរបស់ឆ្កែចចកមួយក្បាលនោះបាត់ទៅហើយដែលធ្វើឲ្យមួយទៀតក៏បានខឹងស្រែកលូយ៉ាងខ្លាំងបំផ្ទុះនៅចំហាយធម្មពលចេញពីរាងកាយហក់ចូលទៅទាមួយយុនហ្វេក៏បានវ៉ាឡាស់ទីកិច្ចបន្តកិច្ចមិនទាន់វាក៏បានយកក្បាលបំបុកយុនហ្វេខ្ទាតប៉ាងទៅខាងក្រោយចាំអង្ការទៀតទាំងកញ្ជ្រោងទាំងមនុស្សប្រញាប់រត់ចាក់ចេញបំបីផ្លូវគ្នាមួយដែលធ្វើឲ្យឆ្កែចចកក៏បានរត់ទៅតាមកូនកញ្ជ្រោងហក់ទៅបំរុងនឹងលេបត្របាក់ទៅហើយយុនហ្វេក៏បានទះចេញដៅខ្លីរបស់គាត់វាយឡងឆ្វេងស្ដាំចាក់ទម្លុះនៅមុំពងករបស់វាជ្រួចឌូស្ដោកស្លាប់តែម្ដងពេលនោះកូនកញ្ជ្រោងក៏បានខិតចូលមកជិតយុនហ្វេអាឡាតពិតជាឆ្លាតខ្លាំងណាស់ហើយដឹងពីរបៀបវិធីនៃការទីសត្រូវពេលនោះនៅក្នុងព្រៃទាំងមូលក៏ចាប់ផ្ដើមរំជួយដែលធ្វើឲ្យយុនហ្វេក៏បានដឹងថានេះគឺជាសត្វទេវកថាកំពុងតែមានចលនាអាចថាជាផ្កាព្រាសទាំង7ហ៊ីបនឹងរីកប្រញាប់បន្លាទីចាក់ចេញទុកឲ្យកូនកញ្ជ្រោងដ៏ខ្ជូតមួយនោះនៅតែម្នាក់ឯងយុនហ្វេជាមួយនឹងល្បឿនបន្លាទីរបស់គាត់លឿនគូសមមកដល់ទីតាំងសម្លឹងទៅក៏បានឃើញផ្កាស្មៅដែលនៅកណ្ដាលបឹងមិនមែនមានតែយុនហ្វេនោះទេមានមនុស្សជាច្រើនទៀតដែលពួកគាត់កំពុងតែនៅលើមេឈើហើយនឹងនៅលើដីក្នុងចិត្តប្រហែលជាគិតថារបស់អញពេលនោះនារីដ៏ទន់ភ្លន់សៀវវូហានក៏បានមកដល់ឈប់សង្ឃឹមទៀតទៅពួកអាពងដាវខ្ញុំគឺជាកូនប្រុសទី3របស់នាយករដ្ឋមន្ត្រីសៀវនៃទីក្រុងមួយនេះដូច្នេះផ្កាព្រាសមួយនេះត្រូវតែជារបស់ខ្ញុំហាដោយផ្កាព្រាសក៏បានរះចេញនៃចំហាយធម្មពលពីពេញនឹងផ្កាដ៏ស្រស់ស្អាតប្រញាប់មករកខ្ញុំមកប្រញាប់រត់ចូលទៅព្រឹទ្ធាចារ្យលីនខុតមិនទាន់នោះទេដោយសារតែពេលនេះវងជ្រូកព្រៃបានរត់បំបុកដប៉ាំងទៅខាងលើខណៈពេលនោះមនុស្សមួយក្រុមដែលនៅលើមេឈើក៏បានស្រែកថាប្រញាប់ឡើងដណ្ដើមចូលមកស្ទុះស្ទាបន្លាទីចូលទៅយុនហ្វេក៏មិនបានបង្អង់ដែរបន្លាទីទៅក្បែរខណៈពេលនោះយើងក៏បានឃើញទឹកកំពុងតែគូចយ៉ាងខ្លាំងផុសចេញមកជាមួយនឹងមាត់យ៉ាងធំលេបត្របាក់បរោះម្នាក់ភ្លឹបដែលវាគឺជាបិសាចក្រពើខ្មៅស្រែកគំរាមមួយដែលធ្វើឲ្យបរោះប្រមាណនេះនោះក៏បានប្រញាប់បន្លាទីចេញប៉ុន្តែបិសាចក្រពើខ្មៅនៅតែដេញតាមទះត្រូវបរោះម្នាក់ដែលហោះយឺតជាងគេផាច់អ្នកផ្សេងទៀតបន្ទាប់ពីឃើញមនុស្សចាំអង្ការទៀតបកក្រោយរត់ប្រូចជួនត្រូវវូហានដែលកំពុងតែព្យាយាមងើបឡើងមកវិញដែលលោកព្រឹទ្ធាចារ្យលីនចង់ជួយដែរប៉ុន្តែជួយមិនបាននោះទេដោយសារតែមនុស្សច្រើនពេកពេលនេះពួកអន់រត់អស់នៅសល់តែពួកអ្នកខ្លាំង 3-4 នាក់ក្នុងនោះក៏មានព្រឹទ្ធាចារ្យលីនផងដែរយុនហ្វេដែលបានពូននៅក្បែរគល់ឈើដ៏ធំមួយនោះក៏បានដឹងនៅសល់តែពួកគេប៉ុន្មានអ្នកដែលស្ថិតនៅក្នុងកម្រិតអាណាចក្រផែនដីដំណាក់កាលកំពូលអ្នកខ្ញុំមិនអាចប្រឈមមុខជាមួយមនុស្សពួកគាត់ដោយផ្ទាល់បាននោះទេព្រឹទ្ធាចារ្យលីនក៏បានលើកដៃធ្វើការគោរពគូសមខ្ញុំមានសំណើមួយសម្រាប់អ្នកទាំងអស់គ្នាដោយសារតែក្រពើបិសាចនេះមាននៅកម្រិតធម្មពលខ្លាំងក្លាដូច្នេះហេតុអ្វីបានជាពួកយើងមានសហការដើម្បីសម្លាប់វាបន្ទាប់មកចាំពួកយើងប្រយុទ្ធគ្នានៅពេលក្រោយអ្នកណាឈ្នះនឹងអាចទទួលបានផ្កាព្រាសមួយនេះដែលធ្វើឲ្យវូហានបានយល់សាច់ការធ្វើជាសន្លប់ប៉ុន្តែយុនហ្វេគឺជាមនុស្សឆ្លាតបានដឹងពីផែនការរបស់លោកព្រឹទ្ធាចារ្យដែលពេលនោះការសហការរបស់ជើងខ្លាំង
ទាំង4នាក់ក៏បានស្រស់ស្រួលគ្នាសញ្ញោឲ្យព្រឹទ្ធាចារ្យលៀនចាត់ការទៅអ្នកបម្រើ2នាក់ហក់ចូលទៅលន់សូទៅឆ្វិចបែកឈាមខ្ចាយប៉ុណ្ណឹងតាពេញចិត្តពួកលោកហើយឬនៅសហការរីរាយសម្រុកចូលទៅវាប្រហារបិសាចក្រពើទាំង4នាក់ដោយវូហានគេក៏បានងើបឡើងមកវិញចំណែកពួកព្រឹទ្ធាចារ្យទាំង4ក៏បានបញ្ចេញនូវបច្ចេកទេសធម្មពលរៀងខ្លួនព្រឹទ្ធាចារ្យលៀនក៏បានបញ្ចេញនូវដង្កៀបរបស់ខ្ញាដំរីដ៏ធំពីរក្រវែងទៅសង្កត់ក្បាលក្រពើខ្មៅចំណែកបុរស2នាក់ទៀតកំពុងតែប្រើប្រាស់នូវបច្ចេកទេសពីរផ្សេងគ្នាម្នាក់ជាមួយនឹងចំហាយធម្មពលក្រញ៉ាំដៃម្នាក់ទៀតជាមួយនឹងធម្មពលដាវចាប់នៅកន្ទុយដាវចាក់ស្រេះទៅនឹងជើងពូថៅដ៏ធំមួយចុងក្រោយកាប់ចូលកញ្ចក់កដឹបបន្តប្រើប្រាស់នូវកម្លាំងរៀងខ្លួនដើម្បីសង្កត់នឹងក្រពើខ្មៅមួយនោះស្របពេលដែលវូហានជាមួយនឹងវិជាសម្រាខ្លួននៅលើទឹកផ្កាព្រះវាគឺជារបស់ខ្ញុំដែលធ្វើឲ្យព្រឹទ្ធាចារ្យពី3នាក់នោះក៏បានដឹងថាតាកាចាស់ឯងហ៊ានបោកប្រាស់យើងផងព្រឹទ្ធាចារ្យលិនក៏បានតបទៅវិញកុំឆ្វេងឆ្វាយពួកអ្នកបានជប់គៀងជាមួយនឹងការបង្ក្រាបក្រពើខ្មៅមួយនេះមិនអាចដកដៃមកវិញបាននោះទេអាចហៅបានថាពួកយើងជិះទូកតែមួយហើយខ្ញុំគិតថាពួកអ្នកក៏មិនចង់ស្លាប់នៅទីនេះដែរមែនអត់ដោយវូហានពេលនេះកំពុងតែសប្បាយចិត្តត្រេកអរយ៉ាងខ្លាំងផ្កាព្រះគឺជារបស់ខ្ញុំដោយគាត់បានចាប់អារម្មណ៍ថានៅមានយុនហ្វេម្នាក់ទៀតជាមួយនឹងល្បឿនរបស់រ៉ាតង់ពេលនោះយុនហ្វេក៏បានជន់កណ្ដាលមកវូហានផាច់សង្កត់បន្តិចខ្ទាតប៉ាំងចូលទៅក្នុងទឹកបន្តក្រឆក់យកនៅផ្កាព្រះប្រុចវូហានក៏បានផុសចេញពីទឹកវិញក្តៅចិត្តយ៉ាងខ្លាំងអាចោម៉ាស៊ីតខ្ញុំនឹងសម្លាប់ឯងឲ្យបានក្រឡេកមកក្នុងព្រៃដដែលដែលយើងក៏បានឃើញបរិសម្នាក់បង្ហាញខ្លួនជាមួយនឹងអាវុធដ៏ធ្ងន់មួយដឹបពេលនេះខ្ញុំបានរកឃើញយីយុនហ្វេហើយតែក៏មានបរិសម្នាក់ទៀតក៏បានលេចចេញពីដីឡើងមកបន្ទាប់មកក៏បានបាញ់ចេញនៅចំហាយធម្មពលឡើងទៅខាងលើផ្ទុះដៀងដែលគឺជាសញ្ញាបញ្ជូនដំណឹងទៅដល់គ្នារបស់គាត់ហើយសេរីរបស់យើងក៏ត្រូវបានបញ្ចប់សម្រាប់អ្នកទាំងអស់គ្នាដែលមិនចង់រងចាំយូរអាចចូលទៅទស្សនាបាននៅក្នុងកូនក្រុម VIP របស់ admin ដែល admin បានសម្រេចដល់ភាគទី134ទាន់ក្រុមហ៊ុនរបស់គេហើយសម្រាប់កូនក្រុម VIP របស់ admin មិនមែនមានតែមួយរឿងនោះទេនៅមានរឿងជាច្រើនផ្សេងទៀតដូចជាអំណាចធម្មពលនៃច្រកទ្វារអាត់កំបាំងគម្ពីរក្បាច់គុណព្រះអាទិត្យទាំង9ការចាប់កំណើតឡើងវិញរបស់ម្ចាស់ដាអធិរាជនិងរឿងប្រភេទ 2D ចំនួន3រឿងផ្សេងទៀតចំពោះតម្លៃមិនថ្លៃនោះទេត្រឹមតែ$1ក្នុងមួយខែតែប៉ុណ្ណោះនិងមានរឿងផុសប្រចាំថ្ងៃដើម្បីឲ្យអ្នកទាំងអស់គ្នាទស្សនាសម្រាប់ link Telegram ផ្ទាល់របស់ admin គឺនៅខាងក្រោម comment អាចឆាតមកបាន admin នឹងរងចាំពេលនេះ admin សូមជម្រាបលា